ការតតដល់សាហាវមួយបានបុកចំគួរដៅលឺសូក្រិចតាមពីក្រោយដោយកដាប់ដៃវាយចូលពោះពេញទំហឹងនៅក្នុងក្លឹបបាត់ប្រាមានបរិបពីរអ្នកកំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញហើយម្នាក់ក្នុងចំណោមពួកគេកំពុងតែឈឺចាប់ដោយសារការវាយប្រហារនេះបាត់ទៅហើយតួឯកយើងស៊ូហុងនិយាយលេងៗថាគេឈានដល់កម្រិតជំនាញលាក់កំបាំងដែលច្បាស់ណាស់ថាវាជាកម្រិតទី3ក្នុងចំណោមកម្រិតក្បាច់គុណទាំង5មករបស់គេពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហើយសរសើរថាគេជាសិស្សពូកែជាងគេក្នុងថ្នាក់ប៉ុន្តែស៊ូហុងកំពុងរៀបចំវាយមួយជុំទៀតធ្វើឲ្យដៃគូរបស់គេសុំចោះចាញ់ហើយហៅគេថាជាមនុស្សឈួតនឹងការហាត់ប្រាណគេក្រវីដៃលាខ្លួនលីដែលបានផ្ដោតដំបូងមានដល់ល្អមួយដល់គេនោះគឺស្លៀកអាវផងបន្ទាប់មកគ្រូម្នាក់នេះក៏ងាកមកចាប់អារម្មណ៍ស៊ូហុងហើយសួរអំពីការប្រឡងធំជាពិសេសគឺមូលហេតុដែលគេមិនទាន់បង់ថ្លៃចុះឈ្មោះចំនួន 30,000 យួនស៊ូហុងសុំពន្យាពេល2 3ថ្ងៃទៀតប៉ុន្តែលោកគ្រូប្រាប់វិញថាច្បាប់នៅតែជាច្បាប់ទុកឲ្យគេឈរនៅម្នាក់ឯងក្នុងក្លឹបហាត់ប្រាណដ៏ធំល្វឹងល្វើយជាមួយនឹងអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំងដោយសារតែថ្លៃចុះឈ្មោះដ៏ច្រើនសន្ធឹកសន្ធាប់នោះតាមពិតឪពុកម្ដាយរបស់គេបានស្លាប់នៅក្នុងគ្រោះមហន្តរាយសត្វចម្លែកកាលគេនៅក្មេងដូច្នេះគ្រួសារពូនិងមីងរបស់គេបានយកគេមកចិញ្ចឹមហើយជួយគាំទ្រក្តីស្រមៃរបស់គេរហូតមកព្រោះនៅក្នុងពិភពលោកនេះការខ្លាចជាអ្នកប្រយុទ្ធក្បាច់គុណគឺជាការងារដែលមានប្រាក់ខែខ្ពស់និងមានគេគោរពស្រឡាញ់ប៉ុន្តែពេលនេះគេមានអារម្មណ៍ថាខ្លួនកំពុងតែធ្វើឲ្យជីវិតរបស់ពួកគេកាន់តែលំបាកផ្លូវដកស្ងាត់ចងំនៅយប់នោះពិតជាមានសភាពធ្ងន់ធ្ងរដូចទៅនឹងគំនិតរបស់គេអញ្ចឹងដែរស៊ូហុងមកដល់ផ្ទះក៏បានលឺដោយចៃដន្យអំពីការលះបង់របស់គ្រួសារគេពួកគេសុកចិត្តយកលុយបង់ថ្លៃផ្ទះមកបង់ថ្លៃចុះឈ្មោះឲ្យគេមុនក្តីកំហុសចេះតែកើនឡើងនៅពេលដឹងថាពូរបស់គេកំពុងរបួសហើយមីងក៏កំពុងឈឺដែលនេះធ្វើឲ្យគេកាន់តែបដិញ្ញាចិត្តដោះស្រាយរឿងនេះដោយខ្លួនឯងដូច្នេះគេក៏តែកំភ្លៀងខ្លួនឯងមួយដៃដើម្បីដាស់ស្មារតីរួចក៏ដើរចូលទៅខាងក្នុងជាមួយនឹងស្នាមញញឹមធ្វើដូចជាមិនបានលឺរឿងអីទាំងអស់ពូនិងមីងរបស់គេគ្រាន់តែប្រាប់ឲ្យគេទៅសម្រាកដែលបង្ហាញពីការគាំទ្ររបស់គ្រួសារជានិច្ចដូច្នេះគេក៏ដើរចូលទៅក្នុងបន្ទប់ដោយទទួលរងនូវសម្ពាធនៃរឿងរ៉ាវទាំងអស់នេះពេលកំពុងគេនៅលើគ្រែគេក៏សម្រេចចិត្តថាឈប់ធ្វើជាបន្ទុកទៀតហើយគេដឹងច្បាស់ថាកន្លែងណាដែលអ្នកប្រយុទ្ធអាចរកលុយបានយ៉ាងរហ័សនៅថ្ងៃបន្ទាប់គេបានបង្ហាញខ្លួននៅអគារដ៏គួរឲ្យសង្ស័យមួយដែលតាមពិតវាជាសង្វៀនប្រយុទ្ធក្រោមដីពិតណាស់វាច្បាស់ជាកន្លែងនឹងហើយនៅលើឆាកអ្នកប្រកាសបានណែនាំម្ចាស់ជើងឯកឈ្មោះមីនូហើយនោះគឺជាតួឯកយើងស៊ូហុងដែលកំពុងពាក់របាំងមុខដ៏គួរឲ្យអស់សំណើចនោះហ្វុងមនុស្សបានចាត់ទុកគេភ្លាមៗថាជាអ្នកចំនួនថ្មីដែលចង់សម្លាប់ខ្លួនខណៈដែលអ្នកប្រកាសប្រាប់គេឲ្យបញ្ចេញអារម្មណ៍និងលេងឲ្យអស់ដៃសម្រាប់អ្នកទស្សនានាងត្រូវតែបង្រៀនគេពីរបៀបនិយាយផ្លែផ្កានិងប្រមាថមើលងាយពួកគេអ្នកទាំងអស់គ្នាប្រកាសជាយល់ហើយដូច្នេះគេដកដង្ហើមធំរួចស្រែកប្រកួតប្រជែងទៅកាន់ពួកកំសាកទាំងអស់ដែលធ្វើឲ្យហ្វុងមនុស្សពុះកញ្ជ្រោត្រៀមចាំមើលគេត្រូវគេវាយខ្ទេចដោយទស្សនិកជនស្រែកហៅចង់ឃើញឈាមស្រស់ៗការប្រកួតលើកទី1ត្រូវបានកំណត់ឲ្យចាប់ផ្ដើមហើយស៊ូហុងអាចទទួលអារម្មណ៍នឹងពីចេតនាសម្លាប់ប៉ុន្តែដើម្បីទៅលុយបងសាលាហើយអ្នកប្រកួតដំបូងរបស់គេគឺជាមនុស្សអួតក្អែងក្អឹងម្នាក់ដែលចង់និយាយពាក្យបណ្ដាំចុងក្រោយគេមើលឃើញចំណុចខ្សោយដ៏ធំធ្ងន់ភ្លាមៗតែម្ដងក្បាច់ឈររបស់បរិបម្នាក់នេះពិតជាអន់មែនទែនអាម៉ាមុខស្វាបញ្ចេញកណ្ដាប់ដៃបណ្ដាស្រែកកំហុកបណ្ដាព្រោះខឹងគេឈរស្ងៀមដោយស៊ូហុងអាចរងដោយដៃម្ខាងយ៉ាងងាយស្រួលរួចវាយបោកវិញដោយបាត់ដៃចំកណ្ដាលមុខរបស់បុរសនោះពេញទំហឹងវាយតែមួយដៃធ្វើឲ្យបុរសនោះហោះចេញពីសង្វៀនបាត់ទុកឲ្យស៊ូហុងទទួលបានជ័យជំនះលើកដំបូងយ៉ាងងាយស្រួលបំផុតហ្វូមនុស្សដែលទើបតែហៅគេថាជាអ្នកចំណូលថ្មីចង់សម្លាប់ខ្លួនកំពុងតែស្រែកហូគាំទ្រគេយ៉ាងកងរំពងជាការប៉ុណ្ណាបុរសដែលរៀងធំនឹងរឹងមាំជាងមុនបានបោះជំហានចូលមកហើយស៊ូហុងពិតជារំភើបក្នុងការសាក់លបងកណ្ដាប់ដៃពីតរបស់គេទៅលើបុរសម្នាក់នេះណាស់អ្នកប្រកួតថ្មីម្នាក់នេះចូលមកយ៉ាងកាចសាហាវដោយមិនចេញកណ្ដាប់ដៃដ៏ធ្ងន់ហើយកណ្ដាប់ដៃអ្នកទាំងពីរក៏បុកទាំងគេគ្នាបង្កើតបានជាកម្លាំងរញ្ជួយយ៉ាងខ្លាំងប៉ុន្តែខណៈពេលដែលបុរសម្នាក់ទៀតកំពុងតក់ស្លុតស៊ូហុងដឹងខ្លួនឯងថាគេមានកម្លាំងខ្លាំងជាងដាច់តែម្ដងកណ្ដាប់ដៃរបស់គេទម្លុះការពីហើយវាយចំមុខបុរសនោះតែម្ដងព្រោះតួឯកយើងមើលឃើញចន្លោះប្រហោងនៅផ្នែកខាងលើដែលមិនមានភាពរឹងមាំសោះគេបន្តដោយការទាត់ដ៏សាហាវទៅចំផ្នែកចង្ហៀងរបស់គេធ្វើឲ្យអ្នកប្រកួតម្នាក់នេះហោះខ្ទាតចេញទៅក្រៅជាមួយនឹងកម្លាំងខ្លាំងជាងអ្នកមូនទៅទៀតបន្ទាប់ពីបដូរគូប្រកួតទី2រួចស៊ូហុងគ្រាន់តែស្រែកហៅជនរងគ្រោះបន្ទាប់ឲ្យចូលមកទៀតគេចូលម្នាក់ឯងនៅលើសង្វៀនម្ដងទៀតដោយខ្លាចជាស្ដេចដែលគ្មានអ្នកហ៊ានតវ៉ានៅពេលនេះទន្ទឹមនឹងនោះមានអ្នកមានអំណាចម្នាក់នៅក្នុងបន្ទប់ VIP ពិតជាចាប់អារម្មណ៍នឹងសមត្ថភាពរបស់ស៊ូហុងដោយឃើញការឈ្នះ3ដងជាប់គ្នាហើយគិតភ្លាមៗថាអាចយកគេមកជួយរៀបចំការប្រកួតបានដូច្នេះគេក៏បញ្ជូនកូនចៅពាក់របាំងមុខរបស់ខ្លួនឲ្យទៅអូទីស៊ូហុងព្រមទាំងប្រមានឲ្យលាក់បាំងកម្លាំងពិតរបស់គេផងដែរត្រឡប់មកសង្វៀនវិញស៊ូហុងកំពុងមានអារម្មណ៍ល្អចំពោះកម្រិតជំនាញលាក់កំបាំងរបស់គេព្រោះការឈ្នះម្ដងទៀតនឹងធ្វើឲ្យគេទទួលបានប្រាក់ទ្វេដងដែលល្មមសម្រាប់បង់ថ្លៃប្រឡងអ្នកប្រកួតចុងក្រោយរបស់គេបានឈានជើងចូលមកហើយនោះគឺកញ្ជ្រោងសងមកពីបន្ទប់ VIP ដែលហ្វូមនុស្សស្រែកភ្លាមៗថាជាការលួចបន្លំព្រោះគេគឺជាអ្នកចម្បាំងខ្វាយដ៏ពូកែស៊ូហុងដឹងថាវាជាការប្រកួតដ៏តានតឹងមួយប៉ុន្តែគេមិនអាចចាញ់បានទេនៅពេលនេះម្យ៉ាងវិញទៀតកញ្ជ្រោងម្នាក់នេះមើលទៅហាក់ដូចជាស្ងប់ស្ងាត់ពេកហើយចំពោះរឿងនេះដោយប្រាប់ស៊ូហុងកុំឲ្យបារម្ភអីគេនឹងគ្រប់គ្រងកម្លាំងរបស់គេហើយពិតជាមនុស្សល្អមែននៅពេលការប្រកួតចុងក្រោយត្រូវបានប្រកាសជាផ្លូវការពួកគេទាំងពីរក៏ផ្ទុះកម្លាំងវាយលុកចេញទៅយ៉ាងលឿនដោយភ្លេចបន្ទោដោយដឹងថាខ្លួនឯងមានកម្រិតទាបជាងស៊ូហុងសម្រាប់ចិត្តថាការវាយលុកលើកដំបូងរបស់គេត្រូវតែបញ្ចេញកម្លាំងឲ្យអស់ពីសមត្ថភាពតែម្ដងកណ្ដាប់ដៃរបស់ពួកគេបុកគ្នាបង្កប់ជារលកសម្លេងដ៏ធំប៉ុន្តែស៊ូហុងមានអារម្មណ៍ភ្លាមៗថាមានអ្វីម្យ៉ាងមិនប្រក្រតីថាមពលនេះវាខ្លាំងលើសពីអ្នកចម្បាំងខ្វាយទៅទៀតទើបដឹងថាបរិសម្នាក់នេះគឺជាអ្នកចម្បាំងពេញសិទ្ធដែលកំពុងលាក់បាំងកម្លាំងពិតប្រាកដរបស់គេសោះពេញជ្រុងសគ្រាន់តែញញឹមចុងមាត់នៅក្រោមរបាំងមុខរបស់គេដើម្បីរៀបចំស្នៀតបន្ទាប់ដោយបញ្ចេញកណ្ដាប់ដៃយ៉ាងលឿនដូចរន្ទះដែលមានឈ្មោះថាកណ្ដាប់ដៃរន្ទះបោកបក់ហើយស៊ូហុងត្រូវគេវាយសន្ធាប់ខ្លាំងមែនទែនទទួលរងការវាយប្រហារពេញទំហឹងពីអ្នកចម្បាំងពិតប្រាកដហ្វុងមនុស្សស្គាល់ក្បាច់ដ៏សាហាវនេះហើយគ្រប់គ្នាយល់ស្របថាក្មេងយើងពិតជាចប់ហើយ Wi-Fox ឌឺដងឲ្យគេព្រុសគិតតែពីការពារដោយទាមទារចង់ឃើញធម្មពលពិតប្រាកដ
ស៊ូហុងដឹងខ្លួនថាគេចាញ់ព្រៀបខ្លាំងណាស់ចិត្តនឹងប្រាជ័យទៅហើយដោយខំប្រឹងរកចន្លោះប្រហោងពេលត្រូវគេវាយសម្រុកបាច់នេះប៉ុន្តែទីបំផុតកដាប់ដៃមួយបានវាយតម្លុះការពីរបស់គេចំគោលដៅយ៉ាងធ្ងន់ធ្ងរការវាយប្រហារមួយនេះធ្វើឲ្យក្មេងយើងហក់ទៀតពេញសង្វៀនតែម្ដងពេលឌូដល់កម្រាលស្មារតីរបស់គេចាប់ដើមរសាត់បាត់បន្តិចម្ដងដោយជន់លើមុខរបស់គេវាយហ្វុកបានបន្ថែមការប្រមាថយ៉ាងឈឺចាប់បំផុតវត្តមកគេក៏បដៅសំណើការងារសុកចិត្តលក់ការប្រកួតឲ្យពួកគេនឹងទទួលបានលុយគេបានគម្រាមបន្តិចបន្តួចអំពីផលវិបាកប្រសិនបើហ៊ានបដិសេធប៉ុន្តែពេលកំពុងដួលស៊ូហុងនិយាយថាពួកគេគឺជាភាពអាម៉ាស់សម្រាប់ក្បាច់គុណជនពៀននៅញញឹមចង្វាត់ដោយចង់និយាយថាចម្លើយគឺទេបន្ទាប់មកទង្វើបន្តរបស់គេគឺគម្រាមកំហែងទៅលើស៊ូហុងផ្ទាល់តែម្ដងពិតជាអ្នកចរចាដូសាហាវមែនប៉ុន្តែការគម្រាមនោះបែរជាជំរុញឆន្ទៈស៊ូហុងឲ្យខ្លាចជាអ្នកចម្បាំងទៅវិញសូម្បីតែពេលគិញ្ជ្រោមម្នាក់នោះចូលមកផ្ដាច់សង្ខារក៏ស៊ូហុងនៅតែអាចងើបឈរឡើងវិញទាំងឆន្ទៈមោះមុតដែលធ្វើឲ្យវាយហ្វុកភ្ញាក់ផ្អើលយ៉ាងខ្លាំងគេមិនជឿថាក្មេងនេះនៅឈើបាននោះទេក្នុងចិត្តគេនឹកឃើញដល់គ្រួសារនិងការលះបង់គ្រប់យ៉ាងសម្រាប់គេបដិសេធដាច់จากហង្ការនៅអនាគតដែលត្រូវបោះបង់ក្តីច្រម៉ៃឬសិលធម៌របស់ខ្លួនឯងពេលនោះសម្លេងដ៏អាតកបាំងមួយបានសួរថាតើគេហ៊ានលះបង់អ្វីខ្លះដោយកម្លាំងចិត្តចុងក្រោយស៊ូហុងបានស្រែកឆ្លើយតបយ៉ាងខ្លាំងគេនឹងលះបង់គ្រប់យ៉ាងទាំងអស់ហើយផ្ទាំងប្រព័ន្ធមួយក៏លោតឡើងដើម្បីបញ្ជាក់ពីការភ្នាល់ដ៏ធំមួយនេះមរពិតគេត្រូវបានទាញចេញពីស៊ុងវិនចូលទៅក្នុងលំហ digital ម្យ៉ាងគេបានឃើញខ្លួនឯងនៅទីធ្លាងងឹតដ៏ធំមួយជាមួយនឹងស្រមោលបិសាចដ៏គួរឲ្យខ្លាចរូបរាងពន្លឺពណ៌មាសដ៏ធំបានលេចឡើងនៅមុខគេដែលជាអ្នកមានគុណដ៏អាតកបាំងអង្គភាពនេះបានផ្ដល់ឱកាសឲ្យគេដែលមើលទៅហាក់ដូចជាគ្មានបញ្ហាអ្វីសោះថាមពលពណ៌មាសវាយជុំវិញស៊ូហុងភ្លាមៗដើម្បីបញ្ជាក់កិច្ចព្រមព្រៀងបន្ទាប់មកវាខ្លាយជាផ្ទាំងពណ៌មាសអណ្ដែតនៅមុខគេដែលជាផ្ទាំងតួអង្គ RPG របស់គេផ្ទាល់ជាមួយនឹងស្ថិតិពេញលេញគំនិតដ៏ឆ្លាតវៃដំបូងរបស់គេគឺការចុចលើមេញូអណ្ដាតដ៏ចម្លែកនោះតែម្ដងគេបានបើកមើលបញ្ជីបេសកកម្មក៏ឃើញការណែនាំមួយដែលមានរង្វាន់ធំគឺគ្មានអ្វីសោះពេលកំពុងគិតពីការផ្ដល់ជូនដ៏អស្ចារ្យនេះក្លូនពណ៌ខៀវភ្លឺមួយរបស់គេក៏បានលេចឡើងហើយក្លូននេះមិនខាតពេលណែនាំខ្លួនទេវាលោតចូលវាយភ្លាមធ្វើឲ្យស៊ូហុងត្រូវគេចពីកដាប់ដៃរបស់ខ្លួនឯងគេដឹងថាក្លូននេះកំពុងប្រើកដាប់ដៃពេជ្ររបស់គេប៉ុន្តែប្រើបានយ៉ាងល្អឥតខ្ចោះតែម្ដងដូច្នេះជំនួសឲ្យការភ័យស្លន់ស្លោគេមើលឃើញឱកាសដ៏ល្អក្នុងការរៀនសូត្រពីគ្រូជំនាញកដាប់ដៃរបស់ពួកគេប៉ះគ្នាពេលគេព្យាយាមចាប់យកក្បាច់ដ៏ល្អឥតខ្ចោះរបស់ក្លូនដោយទទួលបានមេរៀនឥតគិតថ្លៃពីខ្លួនឯងផ្ទាល់ដែលយល់ដឹងច្បាស់ពីក្បាច់គុណគួរឲ្យស្ដាយក្បាច់ដ៏ល្អឥតខ្ចោះក៏មានន័យថាការវាយប្រហារខ្លាំងជាងមុនដែរហើយកដាប់ដៃនោះបានបំបីការពារធ្វើឲ្យគេថយក្រោយខណៈដែលការណែនាំទើបតែចាប់ដើមស៊ូហុងឃើញកម្រិតជំនាញកដាប់ដៃពេជ្ររបស់គេកើនដល់ 10% ទើបដឹងថាប្រព័ន្ធនេះគឺជាកូដសម្ងាត់សម្រាប់តម្លើង level ដូច្នេះការវឹកហាត់ក៏ចាប់ផ្ដើមឡើងវាយតបជាមួយខ្លួនឯងក្នុងល្បឿនដ៏លឿនរាល់ការប៉ះទង្គិចបានបង្កើនជំនាញរបស់គេយ៉ាងឆាប់រហ័សចលនាទាំងស្រុងរបស់គេទទួលបានការបង្កើន XP ផ្ទាល់ពីការប្រយុទ្ធតែមួយនេះដំបូងបាតដៃពន្លឺរបស់គេឡើងដល់ 100% ហើយវិវត្តភ្លាមៗតាមពីក្រោយដល់ជំហានជើងដែលឡើងដល់កម្រិតអតិបរមាជាមួយនឹងការវាយប្រហារចុងក្រោយកណ្ដាប់ដៃពេជ្ររបស់គេទទួលបានសមិទ្ធផលធំធេងដៃគូហ្វឹកហាត់របស់គេក៏រលាយបាត់ធ្វើឲ្យគេអស់កម្លាំងរលីងពេលការណែនាំចប់សពគ្រប់ប្រព័ន្ធបានសួរថាតើគេត្រៀមខ្លួនត្រឡប់ទៅពិភពពិតវិញឬនៅគេក៏យល់ព្រមហើយត្រឡប់មកសវៀនវិញជាមួយនឹងពន្លឺពណ៌ក្រហមដ៏ថ្មីស្រឡាងមួយ White Fox មិនចាប់អារម្មណ៍នឹងការបញ្ចេញពន្លឺនេះទេហើយក៏ស្ទុះចូលទៅផ្ដាច់សង្ខារគេដែលប្រើកណ្ដាប់ដៃរន្ទះដដែលដែលស្ទើរតែសម្លាប់គេពីមុនប៉ុន្តែលើកនេះស៊ូហុងថាវាយឺតណាស់ហើយកិច្ចយ៉ាងងាយស្រួលក្មេងយើងក៏ត្រៀមកណ្ដាប់ដៃរបស់ខ្លួនដែរអ្នកអាចមើលឃើញភាពភ័យស្លន់ស្លោក្នុងភ្នែករបស់កុយជ្រងព្រោះកណ្ដាប់ដៃសមិទ្ធផលថ្មីដ៏អស្ចារ្យនោះបានវាយបំបែកម៉ាស់របស់គេខ្ទេចគ្មានសល់ម៉ាស់របស់គេក៏បែកខ្ទេចបង្ហាញឲ្យឃើញស៊ូហុងដែលស្ងប់ស្ងាត់តែគួរឲ្យខ្លាចបំផុតហ្វូមនុស្សទាំងអស់ស្ងាត់ជ្រងំខួរក្បាលរបស់ពួកគេគាំងទាំងស្រុងស៊ូហុងចូលពីលើរាងកាយនៃច្បាំងដែលដេកដួលនោះបន្ទាប់មកងាកទៅអ្នកប្រកាសឲ្យស៊ូយ៉ាងស្ងប់ស្ងាត់ថាពេលណាទើបគេបានលុយត្រឡប់មកបន្ទប់ VIP វិញអ្នកធំម្នាក់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពចំណានរបស់ស៊ូហុងដោយបញ្ជាឲ្យកូនចៅតាមដានក្មេងនោះនឹងស៊ើបអត្តសញ្ញាណរបស់គេចំណែកស៊ូហុងវិញគ្រាន់តែដើរត្រឡប់ទៅផ្ទះជាមួយប្រាក់រង្វាន់ប៉ុន្តែគេដឹងខ្លួនភ្លាមៗថាមានមនុស្សពីរនាក់កំពុងតាមពីក្រោយគេដោយបត់ចូលច្រកឌឿងហែមយ៉ាងលឿនគេក៏បាត់ស្រមោលឈឹងធ្វើឲ្យពួកកូនចៅនោះងឿងឆ្ងល់យ៉ាងខ្លាំងហើយហៀបនឹងបរាជ័យក្នុងការងាររបស់ពួកគេតាមពិតគេគ្រាន់តែលាក់ខ្លួននៅពីលើពួកគេដោយហែកជើងវាយជញ្ជាំងពីរប៉ុណ្ណោះជាវិធីពួនធម្មតាមួយម៉ោងក្រោយមកទីបំផុតគេក៏បានមកដល់អាគារអាផាតមិនរបស់គេវិញគ្រួសារគេឃើញលុយភ្លាមក៏សួរតែម្ដងថាតើឯងទៅប្លន់ធនាគារមកឬអីគេប្រឌិតរឿងពីគ្រូគុណដ៏ចិត្តល្អម្នាក់ទោះមានគេរំលឹកពីការត្អូញត្អែរពីមុនក៏ដោយធ្វើភ្នែកគួរឲ្យអាណិតស៊ូហុងសូមឲ្យពួកគាត់ជឿជាក់ពួកគាត់ក៏ទុនចិត្តភ្លាមហើយមានមោទនភាពចំពោះក្មេងនេះខ្លាំងណាស់យប់នោះគេលួចឡើងទៅលើដំបូលដើម្បីស្វែងរកភាពស្ងប់ស្ងាត់គេមានអារម្មណ៍ធូរស្រាលតែបំណុលគ្រួសារត្រូវបានដោះស្រាយរួចរាល់គេបានផ្ទាំងប្រព័ន្ធដោយអរគុណសម្រាប់ជ័យជំនះនេះវាបានលោតប្រាប់ថាគេទទួលបានពិន្ទុជាច្រើនពេលយកឈ្នះគូប្រកួតដ៏ខ្លាំងដូចអ្នកលេងហ្គេមដែរគេសម្រេចចិត្តចាយវាទាំងអស់ភ្លាមគេចាក់ពិន្ទុទាំងអស់ចូលថាមពលឈាមរហូតភ្នែកសឹងលៀនចេញហើយពន្លឺថាមពលធំក៏ផ្ទុះឡើងជុំវិញខ្លួនគេមើលតួលេខម្ដងទៀតទើបដឹងថាបានខ្លាចជាអ្នកប្រយុទ្ធឈីយ៉ាងងាយគេចាប់ពិន្ទុថ្មីចូលថាមពលឈាមដោយអ្នកជំនាញដែលវាជួយព្យាបាលរបួសនិងមកកាត់សាច់ដុំពូយ៉ាងស្អាតភ្លាមគេត្រូវតែសាក់លបងវាដូច្នេះកំឡោះនេះក៏លោតកាត់ដំបូលផ្ទះក្នុងទីក្រុងដូចជាស៊ុបពើហ៊ីរ៉ូកំពុងហ្វឹកហាត់កន្លែងល្អបំផុតសម្រាប់សាក់លបងយប់នេះគឺសាលាគុណគេក៏លោតចោះចំកណ្ដាលកីឡាដ្ឋានដ៏ធំនោះតែម្ដងគេដើរសម្ដៅទៅម៉ាស៊ីនវាស់កម្លាំងថ្នាក់ទី1ដែលមិនដឹងពីគ្រោះថ្នាក់សោះស៊ូហុងសម្រេចចិត្តវាយថ្នមដោយប្រើកម្លាំងថ្មីរបស់គេត្រឹមតែ 70% ប៉ុណ្ណោះ
ផ្នែកគេបញ្ចេញពន្លឺពេលប្រមូលធម្មពលចូលកណ្ដាប់ដៃមួយហើយផលប៉ះពាល់របស់វាគឺពិតជាបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរមុខរបស់គេប្រែជាភ័យស្លន់ស្លោភ្លាមៗគេសម្លឹងមើលកំទេចកំទីដែលកំពុងហួយផ្សែងហើយបារម្ភពីលុយសងគេខ្លាំងណាស់សម្លេងស្រែកយ៉ាងខឹងពីចម្ងាយគឺជាមូលហេតុតែមួយគត់ដែលធ្វើឲ្យគេរត់យកទៅប្រាស់តែចាស់ក្នុងកាយជោគខឹងយ៉ាងខ្លាំងពេលឃើញម៉ាស៊ីនខូចគាត់បន្ទោសសិស្សពីរនាក់ឲ្យស្បត់ឲ្យពួកគេសងកំហឹងហួយផ្សែងចេញពីពុកមាត់របស់គាត់ថ្ងៃបន្ទាប់សិស្សទាំងអស់ជួបជុំគ្នាក្នុងកន្លែងហាត់ប្រាណសិស្សខ្លះឃើញជេនសានដែលជាចុងសង្ស័យម្នាក់ត្រូវបានគេវាយយ៉ាងដំណំបាត់ទៅហើយគេនិយាយគ្នាថាគាត់ទទួលទោសរឿងម៉ាស៊ីននោះតែមិនព្រមប្រាប់ឈ្មោះអ្នកណាទេនាយកសាលាបានណែនាំអ្នកប្រយុទ្ធថ្នាក់ទី3ឲ្យបង្រៀនក្បាច់កណ្ដាប់ដៃរន្ទះដល់គ្រប់គ្នាសិស្សទាំងអស់ពិតជាស្រឡាំងកាំងខ្លាំងណាស់ក្បាច់គុនចំណាត់ថ្នាក់សេបង្រៀនទៅទេគឺកម្រណាស់តែស៊ូហុងស្គាល់ថាវាជាក្បាច់ដែលវាយហ្វុកប្រើស្ទើរតែសម្រាប់គេបានស៊ូហុងដឹងថានេះជាឱកាសមាសព្រោះការរៀនក្បាច់គុនចំណាត់ថ្នាក់សេគឺថ្លៃខ្លាំងណាស់នៅលើឆាកគ្រូបង្វឹកមិននិយាយច្រើនទេគាត់នឹងបង្ហាញត្រឹម10ដងប៉ុណ្ណោះរួចគឺចប់ហើយមួយចឹងក្បាច់កណ្ដាប់ដៃរន្ទះជាការវាយដែលមានសម្លេងដូចរន្ទះបាញ់ពីកម្រិតកាន់តែខ្ពស់សម្លេងខ្ទូកាន់តែច្រើនដែលនេះជាការបង្ហាញសមត្ថភាពយ៉ាងងាយស្រួលគាត់បង្អួតកម្រិតជំនាញដ៏អស្ចារ្យរបស់គាត់ជាមួយនឹងរង្វង់ធម្មពលភ្លឺចាញ់ចាំងដល់ទៅ7គាត់ប្រាប់សិស្សឲ្យរំពឹងទាបព្រោះបានត្រឹមកម្រិតមួយគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ពួកគេក្រោយសម្ដីនេះសិស្សទាំងអស់ក៏ចាប់ផ្ដើមហាត់យ៉ាងស្វាហាប់ព្រមគ្នាក្រោយមកពួកគេអស់កម្លាំងរលីងអង្គុយលើកម្រាលសិស្សម្នាក់ត្អូញត្អែថាក្បាច់គុនចំណាត់ថ្នាក់សេនេះគឺពិបាករៀនពេកហើយពេលមិត្តភក្តិងាកមកសុំជំនួយពីស៊ូហុងទើបដឹងថាគេបានបាត់ខ្លួនឈឹងតែម្ដងពេលនោះសិស្សបូកែជេនសានចេះត្រឹមកម្រិតដំបូងដែលនាយកសាលាមានមោទនភាពទោះគ្រូបង្វឹកហៅថាកម្រិតមធ្យមក៏ដោយពេលអ្នកតាំងពីដែលចេញពីថ្នាក់គ្រូបង្វឹកនោះបានត្អូញត្អែថាសិស្សពិតជាអន់ហើយគាត់ខាតពេលទៅទេអ្នកទាំងពីរយល់ថាទេពកោសល្យសំខាន់បំផុតការប្រឹងប្រែងគឺឥតន័យឡើយស្រាប់តែពួកគេគាំងធ្មឹងពេលមានធម៌ពលដ៏ខ្លាំងផ្ទុះពីក្រោយគឺជាស៊ូហុងកំពុងវាយកណ្ដាប់ដៃឬសំលេងផ្ទុះ7ដងដោយគ្រូកំពូលដែរគ្រូទាំងពីរនាក់កំពុងតែស្រឡាំងកាំងអស់ស្មារតីតែម្ដងគេឡើងដល់កម្រិតកំពូលត្រឹមកន្លះថ្ងៃតែក្រោយមកលាន់សំលេងផ្ទុះ9ដងធ្វើឲ្យនាយកសាលាញ័រខ្លួនសឹងតែបាត់ស្មារតីគ្រូបង្វឹកបើកភ្នែកធំធំតាំងតក់ស្លុតឥឡូវគាត់យល់គ្រប់យ៉ាងហើយកណ្ដាប់ដៃគ្រូបង្វឹកបញ្ចេញធម៌ពលភ្លាមៗហើយគាត់បានបញ្ចេញកណ្ដាប់ដៃរន្ទះដើម្បីសាកល្បងការយល់ដឹងថ្មីដោយបង្ហាញថាគាត់អាចវាយចេញសំលេងផ្ទុះ8ដងដោយសារតែការបំភ្លឺពីស៊ូហុងគ្រូទាំងពីរប្រញាប់រត់ចេញភ្លាមដើម្បីស្វែងរកក្មេងអច្ឆរិយៈអាចកំបាំងនេះតែគេបាក់ខ្លួនឈឹងដោយបន្សល់ត្រឹមស្នាមព្រាភ្លាដោយតុក្កតាចំណែកស៊ូហុងកំពុងដើរទៅផ្ទះទាំងអស់កម្លាំងរលីងដោយសារការប្រើជំនាញនោះគេមើលទៅនៅនេះឃើញជោគជ័យឥតខ្ចោះហើយគិតពីវិធីរកពិន្ទុដែលមិនបាច់ប្រថុយស្លាប់កន្លែងបន្ទាប់គឺការងារក្រោយម៉ោងនៅ Red Thunder Dojo ដែលពេញដោយសិស្សកំពុងវឹកហាត់លំពេងយ៉ាងសកម្មមិត្តម្នាក់ស្វាគមន៍គេទាំងភ្ញាក់ផ្អើលដែលឃើញគេមកហាត់នៅម្ខាងទៀតក្មេងទំនើងសក់ស្វាយកំពុងជន់ក្បាលសិស្សម្នាក់ហើយបន្ទោសថាគេល្ងងពេកទើបមិនចេះវិធីសាស្ត្របុរាណមិត្តគេបញ្យល់ថានេះជាសិស្សគ្រូថ្មីដែលអួតអាងនឹងស្អប់អ្នកធម្មតាសិស្សឈ្មោះលីអាននេះគឺខ្លាំងនឹងក្រអឺតក្រទូមដូចគ្រូរបស់គេដែរបន្ទាប់មកលីយ៉ាតបានទៅរករឿងសិស្សម្នាក់ទៀតគ្រាន់តែព្រោះគេមើលមុខប៉ុន្តែកណ្ដាប់ដៃគេត្រូវស៊ូហុងចាប់ជាប់យ៉ាងងាយស៊ូហុងស្នើឲ្យពួកគេសាកល្បងគ្នាលេងបានហើយតែអាល្អិតនោះបែរជាគិតថាគេមើលងាយហើយទាមទារចង់វាយគ្នាមែនតែនៅលើសង្វៀនតែម្ដងភ្លាមនោះគ្រូបង្វឹកធំថ្មីក៏បានមកដល់ហើយបញ្ឈប់ភាពវឹកវរនេះដោយបង្ខំឲ្យលីយ៉ានដកខ្លួនសិនតែគេមិនភ្លេចគំរាមស៊ូហុងទុកចាំទូទាត់គ្នាពេលក្រោយចំណែកស៊ូហុងក៏កំពុងសម្លឹងវាយតម្លៃអាសក់ស្វាយចូលចិត្តធ្វើបាបគេនោះដែរគេពិតជាមិនចូលចិត្តចរិតអួតអាងរបស់វាឡើយនៅខាងមុខឯណោះគ្រូបង្វឹកថ្មីបានប្រកាសបង្រៀនមេរៀនតែមួយដងគត់អំពីក្បាច់លំពីងសមុទ្រកំហឹងក៏បង្ហាញក្បាច់នោះយ៉ាងមានអំណាចតែម្ដងគត់ដោយលួចគិតក្នុងចិត្តថាសិស្សទាំងនេះគឺគ្មានបានការមិនអាចរៀនវាចេះនោះទេពិតជាលើកទឹកចិត្តណាស់តែយ៉ាងណាស៊ូហុងគ្រាន់តែចាប់យកលំពៃមួយប្រព័ន្ធរបស់គេកំពុងទាញយកទិន្នន័យបាត់ទៅហើយនៅក្នុងភ្នែករបស់គេក្បាច់មួយនឹងត្រូវបានចម្លងចូលនិងវិភាគយ៉ាងល្អឥតខ្ចោះក្នុងមួយប្រព្រឹត្តភ្នែកបន្ទាប់មកគ្រូបង្វឹកម្នាក់នេះក៏ទម្លាក់អាវុធចុះហើយដើរចេញមេរៀនត្រូវបានបញ្ចប់ជាផ្លូវការសរតែទៀតនោះគ្នាត្អូញត្អែភ្លាមតែម្ដងថាការបង្រៀនមួយនេះពិតជាបោកប្រាស់ពេលវេលាសុទ្ធសាធប៉ុន្តែស៊ូហុងបានយល់ច្បាស់ពីគោលការណ៍ក្បាច់នេះបាត់ទៅហើយស្របពេលធម្មពលភ្លើងកំពុងឆេះសន្ធោសន្ធៅពីក្រោយខ្នងរបស់គេប្រមូលផុងធម្មពលដើម្បីត្រៀមបញ្ចេញក្បាច់នេះឲ្យដូចបែបបិទហើយក៏បានបញ្ចេញក្បាច់លំពេងយ៉ាងល្អឥតខ្ចោះជាមួយនឹងពន្លឺពណ៌ខៀវយ៉ាងស្រស់ស្អាតអ្នកផ្សេងទៀតទាំងឈរមើលសឹងជ្រុះភ្នែកទើបដឹងខ្លួនច្បាស់ថាពួកគេអាចនឹងល្ងងពិតមែនសម្លេងកក្រោកនេះធ្វើឲ្យលីយ៉ានដើរត្រឡប់មកវិញហើយស្រែកសួរថាអ្នកណាបង្កសម្លេងរំខានតែបែរជាឃើញស៊ូហុងកំពុងបញ្ចេញក្បាច់ដែលទើបនឹងរៀនទៅវិញអសក់ស្វាយអួតអាងនេះក៏ចាប់ផ្ដើមចាប់អារម្មណ៍ហើយសម្រេចចិត្តថាត្រូវតែសាកល្បងថ្មីដៃក្មេងទេពកោសល្យម្នាក់នេះដោយផ្ទាល់គេហៅស៊ូហុងចេញមកដោយប្រាប់ថានឹងជួយណែនាំតែតាមការពិតវាមានន័យថាអញនឹងវាយឯងឲ្យខ្ទេចតែម្ដងកំឡោះយើងក៏យល់ព្រមយ៉ាងរំភើយហើយពួកគេទាំងពីរក៏ប្រឈមមុខគ្នានៅកណ្ដាលទីលានមិត្តភ័ក្តិរបស់គេព្យាយាមប្រមានពីកម្លាំងរបស់លីយ៉ានប៉ុន្តែស៊ូហុងមិនខ្វល់ខ្វាយទាល់តែសោះគេថែមទាំងសូមការណែនាំយ៉ាងគួរសមមុនពេលប្រកួតចំណែកលីយ៉ានក៏តបវិញដោយការវាយប្រហារតាមរយៈក្បាច់លំពេងដ៏ជំនាញរបស់គេភ្លាមតែម្ដងស៊ូហុងវាយបុកវិញយ៉ាងស្ងប់ស្ងាត់និងផ្ចង់អារម្មណ៍បំផុតខណៈប្រព័ន្ធរបស់គេបញ្ជាក់ថាពេលនេះគេមានជំនាញលំពេងកម្រិតស្ទាត់ជំនាញបាត់ទៅហើយរឿងនេះធ្វើឲ្យលីយ៉ានគាំងនិយាយលេងចេញព្រោះកំឡោះយើងកំពុងតែប្រើក្បាច់ដូចគ្នាតែខ្លាំងជាងវាដាច់តែម្ដងលំពេងទាំងពីរប៉ះទង្គិចគ្នាបង្កើតបានជាធម្មពលយ៉ាងធំធ្វើឲ្យអាសក់ស្វាយប៉ាំងទៅក្រោយស្របពេលដែលវាកំពុងខឹងឈួតលីលានិងគំលាតធម្មពលនេះជាមួយនឹងផ្ដេកបញ្ចេញពន្លឺស៊ូហុងគឺពោពេញទៅដោយធម្មពលនៃការបដោតអារម្មណ៍យ៉ាងពេញលេញការប្រគួតបានបញ្ចប់ដោយលីយ៉ានចាញ់យ៉ាងធ្ងន់ធ្ងរចំណែកស៊ូហុងទទួលបានបូក35ពិន្ទុយ៉ាងផ្អែមល្ហែម
ពេលនេះការវាយប្រកួតគឺជាចំណងចំណុចចិត្តថ្មីរបស់គេនៅលើឥដ្ឋលីយ៉ានកំពុងតែដួលរលំហើយរអ៊ូពាក្យថាมันអាចទៅរួចទេម្ដងហើយម្ដងទៀតដូចកូនក្មេងការហ្វឹកហាត់ពេញមួយជីវិតរបស់គេបានលេចឡើងក្នុងភ្នែកដែលមើលទៅហាក់បីដូចជាអត់ប្រយោជន៍ទាល់តែសោះជាធម្មតាតែហើយគេក៏ខឹងចលួតហើយព្យាយាមលួចវាយស៊ូហុងពីក្រោយតែត្រូវរារាំងជាប់ជាមួយនឹងទឹកមុខស៊ូហុងសម្លឹងមើលមកយ៉ាងធុញទ្រាន់បំផុតការពិតគ្រូបង្វឹកធំបានចេញមុខមកខាត់សិស្សមិនឲ្យធ្វើរឿងឈួតលីលាហើយក៏បានអប់រំគេមួយចាស់ដៃកុំឲ្យមានចរិតថោកទាបដោយសារតែរឿងចាញ់ឈ្នះនេះពេក ទឹកមុខរបស់លីយ៉ែនពេលនេះគឺបង្ហាញពីភាពអាម៉ាស់និងកំហឹងយ៉ាងច្បាស់ខ្លឡែក ចំណែកដែលគ្រូបង្វឹកកំពុងតែរន្ធត់ក្នុងចិត្តដោយដឹងថាស៊ូហុងគឺជាអច្ឆរិយៈកម្រិតបិសាចទៅហើយដូច្នេះគាត់ក៏បង្ខំសិស្សរបស់គាត់ឲ្យសុំទោសដោយចាត់ទុកថានេះជាបទពិសោធន៍ល្អមួយឯស៊ូហុងវិញក៏បែកញើសដោយគិតថាចរិតតាតាចាស់នេះផ្លាស់ប្ដូរលឿនដោយត្រឡប់បាត់ដៃយប់នោះកំឡោះយើងដល់ត្រឡប់ទៅផ្ទះវិញទាំងហត់នឿយតែសប្បាយចិត្តជាមួយនឹងការប្រមូលបន្ទុកពេញមួយថ្ងៃរបស់គេ ស៊ូហុងពិនិត្យមើលទិន្នន័យរបស់គេហើយពិតជាពេញចិត្តជាមួយនឹងជំនាញនិងបន្ទុកថ្មីរបស់គេខ្លាំងណាស់ប៉ុន្តែការប្រឡងរបស់សាលាកាន់តែគិតចិត្តមកដល់គេដឹងថាគេត្រូវការអាវុធល្អមួយដើម្បីយកទៅប្រកួត លំពេមួយនេះគឺស័ក្តិសមបំផុតទើបគេសម្រេចចិត្តទិញលំពេលោហៈកម្រិតខ្ពស់មួយតែពេលឃើញតម្លៃទើបនឹកឃើញថាប្រាក់សន្សំរបស់គេគឺសម្រាប់គ្រួសារមិនមែនសម្រាប់ទិញអាវុធលួចឆាយនោះទេកំឡោះយើងពេលនេះធ្លាក់ខ្លួនក្រជាផ្លូវការហើយកំពុងព្យាយាមរកវិធីរកលុយបន្ថែមយ៉ាងអស់សង្ឃឹម សេចក្តីប្រកាសអំពីការតាមប្រមាញ់សត្វសាហាវដើម្បីដូរយកប្រាក់ស្រាប់តែតាក់ទាញចិត្តគេតែម្ដងភ្លាមៗនោះគំនិតចាក់ចេញពីទីក្រុងដើម្បីទៅបរបាញ់បិសាចក៏លេចឡើងក្នុងខួរក្បាលរបស់គេ ពេលមកដល់ផ្ទះវិញអ៊ំប្រុសនិងអ៊ំស្រីរបស់គេនៅតែបន្តធ្វើការទាំងមានរបួសដើម្បីសន្សំលុយសម្រាប់គេគេបានដើរចូលមកពេលពួកគាត់កំពុងនិយាយគ្នាហើយរាក់ទាក់ពួកគាត់យ៉ាងកក់ក្ដៅស៊ូហុងប្រញាប់ចូលទៅជួយធ្វើការជំនួសប៉ុន្តែអ៊ំស្រីបានប្រាប់ឲ្យគេទៅសម្រាកទៅវិញ គេប្រាប់អំប្រុសឲ្យឈប់ធ្វើការដោយសន្យាថាពេលនេះគេអាចចិញ្ចឹមពួកគាត់បានហើយដែលរឿងនេះធ្វើឲ្យពួកគាត់លើកមេដៃសរសើរហើយសន្យាថាមិនធ្វើការហួសកម្លាំងទៀតទេ អ៊ំស្រីបញ្យល់ថាពួកគាត់ខំសន្សំប្រាក់ព្រោះការវឹកហាត់របស់គេនៅថ្ងៃមុខត្រូវចំណាយច្រើនហើយស៊ូហុងក៏ដឹងថាពួកគាត់នឹងមិនសម្រាកទេរហូតទាល់តែគេអាចពឹងផ្អែកលើខ្លួនឯងបានរឿងនេះកាន់តែធ្វើឲ្យគេសម្រេចចិត្តដាច់អហង្ការគេត្រូវតែចេញទៅបបបាញ់សត្វនោះទោះមានរឿងអ្វីក៏ដោយដើម្បីត្រៀមខ្លួនគេបានប្រើបន្ទុកថ្មីរបស់គេទាំងអស់ទៅលើធម្មពលឈាមដើម្បីបង្កើនកម្លាំងឲ្យបានលឿនបំផុត ពន្លឺពណ៌ក្រហមបានបញ្ចេញជុំវិញខ្លួនខណៈដែលគេកាន់តែខិតជិតដល់កម្រិតបន្ទាប់យ៉ាងគួរឲ្យខ្លាច ពីថ្ងៃក្រោយមកគេបានដួលសន្លប់នៅលើកម្រាលឥដ្ឋក្នុងបន្ទប់វឹកហាត់បន្ទាប់ពីខំប្រឹងរៀនជំនាញទាំងអស់រហូតដល់កម្រិតល្អឥតខ្ចោះ ពេលរៀបចំខ្លួនរួចរាល់ទីបំផុតក៏ដល់ពេលត្រចេញទៅដល់បនព្រៃផ្សៃហើយគោលដៅដំបូងរបស់គេគឺជាមូលដ្ឋានអ្នកចម្បាំងទីក្រុងដារ៉ាដ៏ធំសម្បើមដែលស្ថិតនៅតំបន់ដាច់ស្រយាលឯណោះ ទីបំផុតស៊ូហុងមកដល់មូលដ្ឋាននៃប្រយុទ្ធដែលមើលទៅលយកប់សេរីពេលឃើញផ្ទាល់កន្លែងនេះពោពេញដោយពួកអ្នកចម្បាំងមុខមាត់សាហាវដើរពេញនឹងតែម្ដង គេឆែកមើលបញ្ជីរង្វាន់ភ្លាមៗដើម្បីមើលថាអាចរកលុយបានប្រមាណពីការលក់បំណាច់សត្វចម្លែកទាំងនោះ ប៉ុន្តែភស្តុតាងនៃការសម្លាប់គឺត្រូវកាត់ត្រចៀកខាងឆ្វេងដែលជាប្រព័ន្ធមួយហាក់ដូចជាចេញពីយុគសម័យថ្មអញ្ចឹង និយាយមិនតាន់ផុតពីមាត់ផងមានព្រានព្រៃម្នាក់ទៀតកំពុងយកមួយបាវពេញមកបដូរយកលុយស្រាប់តែពេលនោះមានក្រុមក្មេងទំនើមួយក្រុមចាប់ផ្ដើមរុញច្រានគ្រប់គ្នាចេញពីផ្លូវ ពួកគេកំពុងចម្រះផ្លូវសម្រាប់ញីក្មេងយីដែលមើលទៅធ្វើរឹកដូចជាទូឯកប្រចាំភូមិអញ្ចឹង ស៊ូហុងស្គាល់ស្ទីនេះច្បាស់ដោយគិតថាគេមើលទៅដូចជាអ្នកប្រយុទ្ធក្នុងសង្វៀនងងឹតអញ្ចឹងអ្នកក្បែរនោះលួចនិយាយដើមថាហេតុផលដែលគេមិនត្រូវគេវាយគឺដោយសារតែពូដ៏មានអំណាចរបស់គេកំឡោះរបស់យើងគ្រាន់តែឈរមើលក្បួនដូរក្រអឺតក្រតុំនេះដើរហួសទៅហើយអាក្មេងសក់ទង់ដៃនោះបានញញឹមចំអកដាក់គេដែលស៊ូហុងបានតបតទៅវិញជាមួយនឹងខ្សែភ្នែកដែលបញ្ជាក់ថាខ្ញុំមិនខ្វល់ជាមួយឯងនោះទេ ការជួបប្រទះដ៏គួរឲ្យធុញនេះគ្រាន់តែរំលឹកគេថាមនុស្សអាចជាបិសាចធំជាងសត្វចម្លែកទៅទៀតនៅខ្លងទ្វារធំឆ្មាំម្នាក់សួរនាំគេពីការចូលទៅព្រៃជ្រៅតែម្នាក់ឯងរួចក៏គិតថាគេគ្រាន់តែជាក្មេងមិនចេះខ្លាចស្លាប់ម្នាក់ទៀតដែលជិតខ្លាចជាចំណីរបស់សត្វចម្លែកបាត់ទៅហើយក្រោយឮសម្ដីជូនពរបែបនេះស៊ូហុងក៏ដើរចូលទៅក្នុងព្រៃដ៏ធំល្វឹងល្វើយដោយផ្ដោតអារម្មណ៍និងបដិញ្ញាប្រមូលលុយឲ្យបានច្រើនបំផុត ពេលម៉ោងកន្លងផុតទៅក្នុងព្រៃស្ងាត់ចងំហើយគេនៅមិនទាន់រកឃើញសត្វចម្លែកសូម្បីតែមួយក្បាល ឆ្ងល់ថាតំបន់នេះត្រូវគេបោសសម្អាតអស់ហើយឬអត់ដោយគ្មានជំរឿផ្សេងគេក៏រត់សម្ដៅចូលទៅព្រៃយកកាន់តែជ្រៅតែម្ដងស៊ូហុងរត់ឆ្លងកាត់ដាំឈើហើយទីបំផុតក៏រកឃើញដានរបស់វាហើយនោះគឺចចកភ្នែកក្រហមដ៏ធំមួយកំពុងត្រៀមលោតវាយប្រហារតែម្ដងគេចំណាំបានថាវាជាចចកស្រមោលប្រច័ណ្ឌដូចក្នុង Super Bebot ដែលកំពុងស្រែកក្រហមយ៉ាងសាហាវឃូខើដោយមិនចូលចិត្តឲ្យគេសម្លឹងមើលសត្វចម្លែកនេះក៏លោតសម្រុកមកមុខភ្លាមៗក្នុងគោលបំណងចាត់ទុកគេជាចំណីដ៏ឆ្ងាញ់កញ្ញាំរបស់វាកាត់ខ្យល់ជាមួយនឹងចេតនាសម្លាប់យ៉ាងពិតប្រាកដប៉ុន្តែស៊ូហុងគ្រាន់តែគេចពីការវាយប្រហារនោះហើយក្តាប់ដៃវាយបកវិញជាមួយនឹងធម្មពលរន្ទះដ៏ធ្លាប់ស្គាល់ផ្ទុះចេញពីក្តាប់ដៃរបស់គេគេវាយកណ្ដាប់ដៃរន្ទះចូលចំឆ្អឹងជំនីចចកនោះពេញទំហឹងធ្វើឲ្យសត្វដ៏គួរឲ្យអាណិតនេះហោះទៀតចេញព្រមទាំងស្រែកលូយ៉ាងវេទនាឈរពីលើសត្វចម្លែកដែលដួលដោយសារមួយដៃនេះកំឡោះយើងមើលទៅលំហែណាស់គេកំពុងតែរំភើបខ្លាំងដោយយល់ថាការប្រមាញ់នេះសប្បាយជាងការគិតទុកទៅទៀត កំពុងបានចិត្តគេនឹកចង់សាកជាមួយសត្វខ្លាំងជាងនេះស្រាប់តែមានភ្នែកក្រហមភ្លឺក្នុងរាត្រីងងឹតហើយខ្លាឃ្នំខ្មៅដ៏ធំមួយបានចេញមកឆ្លើយតបនឹងការចង់បានរបស់គេនេះឲ្យកម្មវិធីភ្លាមៗមួយសន្ទុះក្រោយមកខ្លាឃ្នំនោះក៏ដេកដួលនៅលើដីដោយសន្លប់ឈឹងតែម្ដង ស៊ូហុងឈរលើខ្នងរបស់វាដោយគិតថាគេនឹងមានសុវត្ថិភាពឲ្យតែអាចគេចពីសត្វចម្លែកកម្រិត2បាន គេកាត់យកផតតាំងយ៉ាងរំភើយព្រមទាំងចាប់ដើមរាប់លុយរង្វាន់ទុកមុនបាត់ទៅហើយប្រព័ន្ធក៏បានលោតលឺសំឡេងប្រាប់ថាគេមានបន្ទុកគ្រប់គ្រាន់ដើម្បីឡើងកម្រិតទៅជាអ្នកចម្បាំងហើយពេលកំពុងតែអបអរស្រាប់តែមានរលកធម្មពលដ៏គួរឲ្យខ្លាចបក់មកលើគេហើយគេងើបមុខឡើងទើបដឹងថាមានអ្វីម្យ៉ាងខ្លាំងបំផុតកំពុងលាក់ខ្លួនក្បែរនេះស៊ូហុងលោតកាត់ព្រៃដើម្បីទៅមើលប្រភពនៃភាពវឹកវរនេះគេលោតចុះលើថ្មខ្ពស់មួយធ្វើឲ្យភ្នែករបស់គេបើកធំៗពេលឃើញទស្សនវិជ្ជានៅខាងក្រោម
វាគឺជាពូថ្លានត្បូងខ្មៅដ៏ធំមួយកំពុងតែវាកំទេចក្រុមអ្នកប្រយុទ្ធជាច្រើនអ្នកដែលកំពុងត្រូវបានវាយប្រហារយ៉ាងចាស់ដៃដោយកន្ទុយដ៏ខ្លាំងក្លារបស់វា អ្នកកំសត់ម្នាក់ត្រូវវាវាយខ្ទាតបុកចិញ្ចាំងថ្មហើយធ្លាក់មកក្បែរជើងស៊ូហុងតែម្ដង កំឡោះយើងបានត្រឹមក្រវីក្បាលដោយដឹងថាការប្រយុទ្ធនេះវិនិច្ឆ័យអស់ហើយពស់ថ្លាមួយក្បាលនេះចេះតែក្រវ៉ាត់ពួកព្រានទាំងនេះចោលដូចជាកូនកណ្ដាត់អញ្ចឹង ល្បឿនរបស់វាលឿនសាហាវដោយសំទេគ្រប់យ៉ាងនៅតាមផ្លូវអាវុធរបស់អ្នកប្រយុទ្ធម្នាក់ទៀតត្រូវបានបាក់បែកខ្ចាក់ខ្ចាយពេញដី ការប្រយុទ្ធនេះច្បាស់ជាចាញ់ហើយដោយបន្សល់ទុកត្រឹមសម្លេងក្អកនិងឃ្លុកឈាមប៉ុណ្ណោះស៊ូហុងបានរកឃើញអ្នករស់រានមានជីវិតចុងក្រោយម្នាក់ ឃើញជនរងគ្រោះត្រូវមុតលំពេងខ្លួនឯងយ៉ាងគួរឲ្យអាណិតស៊ូហុងជូតឈាមពីមាត់ព្រមទាំងខឹងសម្បាយយ៉ាងខ្លាំងហើយសម្រេចចិត្តខ្ចីលំពេងបុរសនោះដើម្បីសងសឹកឲ្យពេលនេះមានអាវុធពេញដៃគេហ៊ានតទល់នឹងសត្វដ៏ធំនេះតែម្នាក់ឯងសត្វពស់នោះក៏សម្រុកចូលភ្លាមដោយត្រៀមបូកសាកសពមួយទៀតចូលបញ្ជីស៊ូហុងដឹងថាសត្វចម្លែកខ្លាំងប៉ុណ្ណេះជាធម្មតាត្រូវការមនុស្សមួយក្រុមធំតែជាមួយនឹងជំនាញកម្រិតកម្ពស់របស់គេមានអារម្មណ៍ថាជឿជាក់លើខ្លួនឯងខ្លាំងពេកហើយ ដោយទប់ជើងយ៉ាងនឹងគេស្ទុះទៅមុខក្នុងលបឿនយ៉ាងលឿនគេប្រាជ្ញាបង្ហាញថាគេពិតជាអាចចាត់ការអាមួយនេះតែម្នាក់ឯងបានហើយគេក៏បញ្ចេញក្បាច់លំពេញសមុទ្រក្រោតដោយត្រៀមបង្កជាព្យុះភ្លៀងធំម្ដង លំពេងសមុទ្រក្រោតនេះបានចាក់ចំស្រកាដ៏ក្រាស់របស់ពស់ថ្លាន់នោះដែលធ្វើឲ្យសត្វនេះស្រែកក្រហមដោយការឈឺចាប់និងខឹងសម្បាយ៉ាងខ្លាំង ដោយប្រើទងន់វាយបក់ស៊ូហុងលោតថយពីដងខ្លួនដ៏ធំរបស់វាដើម្បីរក្សាគម្លាតហើយចុះតាំងជាមួយពន្លឺពណ៌ខៀវដ៏លយដើម្បីត្រៀមសម្រាប់ទឹកទី 2 ជាមួយភ្នែកបញ្ចេញពន្លឺគេកំពុងផ្ដោតអារម្មណ៍ពេញទៅភឹងហើយនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះការវាយប្រហារពីលំពេងវល់មួយទៀតបានសម្ដៅត្រង់ទៅក្បាលពស់នោះដោយវាយចំគោលដៅបង្កើតជាផ្កាភ្លើងខ្ទាតចេញពីលលាកក្បាលរបស់វាកំពុងតែខឹងខ្លាំងពស់ថ្លាន់នោះចាប់ផ្ដើមរើបំរាស់យ៉ាងសាហាវតែស៊ូហុងដឹងថាគេមិនអាចសម្លាប់វាត្រឹមមួយក្បាច់ទេ គេត្រូវតែធ្វើឲ្យវាខ្សោយជាមុនសិនភ្លាមនោះគេបានគិតពីការវាយប្រហារដ៏ធំពីកន្ទុយរបស់វារួចដូរយុទ្ធសាស្ត្រមកប្រើកាដាប់ដៃរន្ទះវិញម្ដង យុទ្ធសាស្ត្រតែមួយនេះគឺវាយហើយរត់ដោយមិនកាត់គម្លាតក្រោយពេលវាយប្រហារម្ដង ដូច្នេះគាត់តម្រង់ជំហរម្ដងទៀតត្រៀមខ្លួនដើម្បីធ្វើក្បាច់ដដែលនោះឡើងវិញការប្រយុទ្ធដ៏តានតឹងនេះពិតជាហត់នឿយខ្លាំងណាស់ប៉ុន្តែវាជាវិធីសាស្ត្រតែមួយគត់ដែលមានសុវត្ថិភាពបំផុត យឺតតែច្បាស់ការសត្វពស់យក្សចាប់ផ្ដើមញ័រខ្លួននិងអស់កម្លាំងដោយជឿជាក់ថាជ័យជំនះគៀកមកដល់ហើយគាត់ក៏លើកលំពាងត្រៀមវាយប្រហារម្ដងទៀតដើម្បីបញ្ចប់ជីវិតវាស្រាប់តែមានសម្លេងចេញពីកំពូលព្រៃតាក់ទាញចំណាប់អារម្មណ៍គាត់ងាកភ្នែកសម្លឹងទៅក្បែរនោះភ្លាមគាត់ក៏ស្រែកសួរបញ្ជាក់ថាតើនរណាគេនៅទីនោះស្រាប់តែមានអ្នកម្នាក់ពាក់អាវក្រោះជាមួយកំណាប់ដៃភ្លើងលោតចុះមកព្រមទាំងសាច់យ៉ាងក្អាកក្អាយបំផុត ស៊ូហុងព្រមព្រៀបទប់ទល់ពីអ្នកលួចស៊ីលុយនេះស្ទុះមកវាប្រហារ អាពាហ៍ពាក្យអាក្រក់នេះលួចវាយមួយដៃធ្វើឲ្យស៊ូហុងហោះទៅបោកនឹងដីយ៉ាងដំណំគាត់ក្អកខាក់ធូលីដីពីការលួចវាយនោះហើយងើបមុខឡើងឃើញពួកអាពាហ៍មួយក្រុមបានមកដល់ដឹកនាំដោយអាស្ទីវសក់លឿងពីមូលដ្ឋានដែលចង់បានសត្វពស់នោះពេលនេះគឺ5ទល់នឹង1ដែលស៊ូហុងកំពុងលួចជង្គង់នៅមុខបកពួករបស់វាទាំងអស់ ហើយយ៉ាង Master Yi ញញឹមចង់មាត់នៅឃើញដល់ក្មេងប្រុសដែលហ៊ានចេញពីទីក្រុងតែម្នាក់ឯងដោយមើលងាយថាគេសំណាងណាស់ដែលប្រទះឃើញសត្វចម្លែកចិត្តងាប់ទៅហើយធ្វើឲ្យស៊ូហុងដឹងខ្លួនថាពួកវាមកទីនេះគ្រាន់តែដើម្បីលួចយកស្នាដៃដ៏លំបាករបស់គាត់តែប៉ុណ្ណោះ អាពីលពាក់អាវក្រោះនោះក៏ជឿនជឿងមកមុខដោយប្រាប់ឲ្យគាត់ឆាប់ដើរចេញមុនពេលឈឺខ្លួន ប៉ុន្តែកំឡោះយើងកំពុងក្តៅក្រហាយខ្លាំងមិនព្រមចុះចាញ់ងាយនោះទេ បញ្ចូលធម្មពលពេញកណ្ដាប់ដៃគាត់ឌៀមដាមឲ្យអានោះដែលត្រូវការលួចវាយពីក្រោយទើបអាចវាយត្រូវរួចក៏បញ្ចេញកណ្ដាប់ដៃភ្លើងពណ៌ក្រហមរបស់គាត់វាយអាក្បាលរឹងនោះឲ្យស្រឡាំងកាំងដោយធម្មពលដ៏គួរឲ្យខ្លាចបំផុតកណ្ដាប់ដៃនេះវាចំកណ្ដាលមុខរបាំងវាលន់ស៊ុបប្រៃយ៉ាងខ្លាំងទម្លាក់អាមៀធំនោះឲ្យដួលព្រុសដូចបោកសាច់ខណៈបពពួកវាឈើផ្លឹកហើយវាក៏ចំណាំក្បាច់នេះបានដោយភ្ជាប់ទៅនឹងម្នាក់ឈ្មោះមីណូថស៊ូហុងក៏នឹកឃើញដល់បរិះពាក់ម៉ាស់កញ្ជ្រោងម្នាក់ដោយគិតថាជាកញ្ជ្រោងសដោយកិត្តិយសត្រូវបានបំផ្លាញវាស្រែកក្តែងក្តែងថាខ្លួនមិនដែលទទួលរងភាពអាម៉ាស់បែបនេះទេដូច្នេះវាក៏បញ្ជាឲ្យកូនចៅដែលនៅសល់សម្លាប់គាត់ចោលភ្លាមតែម្ដងដោយឃើញថាចំនួនមនុស្សនៅតែច្រើនជាងស៊ូហុងក៏ទាញយកលំពេងឲ្យធ្វើការដកថយជាយុទ្ធសាស្ត្រចុះតាមច្រាំងថ្មចោតពួកអាពីលទាំងនេះកំពុងតែតាមប្រមាញ់ជាមួយមេរបស់ពួកវាដែលប្រមានឲ្យប្រុងប្រយ័ត្នប៉ុន្តែមានកូនចៅម្នាក់ធ្វើរឹកក្អេងក្អាងពេកគ្រាន់តែក្មេងម្នាក់សោះមែនទេក្មេងនោះក៏លោតវាយវាពីក្នុងទីងងឹតភ្លាមតែម្ដងអ្វីដែលតំសននោះបានឃើញគឺពន្លឺភ្នែកពណ៌ខៀវដ៏កាចសាហាវមុនពេលអាពីលម្នាក់ទៀតត្រូវបានចាត់ការយ៉ាងខុសខើដូចគ្នា ហ្នឹងហើយវាប្រកាសជាមិនអាចងើបឈរវិញបានទេដែលធ្វើឲ្យយ៉ាង Master Yi គាំងស្តុកទៅនឹងល្បឿនដ៏លឿនស្លេវរបស់ស៊ូហុងកូនចៅដែលនៅសល់បានចំណាំក្បាច់នេះថាជាកណ្ដាប់ដៃរន្ទះដ៏ល្អឥតខ្ចោះដែលធ្វើឲ្យពួកគេភ័យស្លន់ស្លោយ៉ាងខ្លាំងតើរឿងនេះអាចទៅរួចយ៉ាងដូចម្ដេចពីចម្ងាយដល់សុវត្ថិភាពមួយស៊ូហុងស្ដាយក្រោយដែលខ្លួនហត់នឿយពេកមិនអាចសម្លាប់ពួកវាព្រមគ្នាបានដូច្នេះគាត់ក៏សម្រេចចិត្តលួបចាត់ការពួកវាម្ដងម្នាក់តាមរបៀបតបព្រៃវិញលំពេងខ្ចីនោះបានបោកចុះធ្វើឲ្យបាក់ពួកចុងក្រោយរបស់វាបែកហ្វូងខ្ចាត់ខ្ចាយបន្ទាប់មកក៏ទម្លាក់ខ្លួនពីលើមេសង្កត់លើជនរងគ្រោះបន្ទាប់ដោយវាយមួយដៃចំក្បាលឲ្យសន្លប់ឈឹងតែម្ដងពេលសាកសពមួយទៀតដួលបោកដីអាពីរអ្នកចុងក្រោយបានត្រឹមសម្លឹងមើលដោយភ័យរន្ធត់កូនចៅចុងក្រោយបានអង្វរសំដកថយប៉ុន្តែកិត្តិយសរបស់យីមិនអាចបោះបង់ចោលបានទេវាស្រែកថាថ្ងៃនេះត្រូវតែសម្លាប់ស៊ូហុងឲ្យបានទោះមានរឿងអ្វីក៏ដោយប៉ុន្តែកំឡោះយើងបានផ្លាស់ទីយ៉ាងលឿនដោយមិនខ្វល់ពីវាហើយចាត់ការកូនចៅចុងក្រោយដោយការទាត់មួយជើងយ៉ាងចំគោលដៅពេលនេះនៅសល់តែម្នាក់ឯងយីពិតជាឆ្ងល់យ៉ាងខ្លាំងថាតើក្មេងនេះខ្លាចជាខ្លាំងបែបនេះក្នុងពេលតែប្រហែលថ្ងៃបានយ៉ាងដូចម្ដេចដោយកូនចៅវីដេអូអស់ស៊ូហុងពេលនេះខ្លាចជាពៀនប្រមាញ់ដោយផ្លាស់ទីលឿនដោយភ្លេចបន្ទូហើយយ៉ាង Master Yi កំពុងតែភ័យបាត់ព្រលឹងខំប្រឹងព្យាយាមរត់គេចប៉ុន្តែកំឡោះយើងបានទៅដល់ទីនោះបាត់ទៅហើយដើម្បីត្រៀមខ្លួនបញ្ចប់ការដេញចាប់មួយនេះ
ក្នុងការប្រឹងប្រែងនីតិចុងក្រោយយីបានបញ្ចេញថាមពលពណ៌ខៀវដោយស្រ័យថាវាមិនទាន់ទាល់ច្រកទេដែលស៊ូហុងគ្រាន់តែប្រើដងលំពេងរបស់គាត់ទប់យ៉ាងងាយស្រួលបំផុតអាក្បាច់ម្រាមដៃទម្លុះលំហនេះត្រូវបានរងយ៉ាងងាយស្រួលហើយវាក៏ផ្លាតទៅបាញ់ឃ្លីដើមឈើមួយនៅក្បែរនោះជំនួសវិញដូច្នេះវាចាប់ផ្ដើមបាញ់វាបន្តបន្ទាប់ដូចមនុស្សឈួតផាំងបំភ្លឺពេញទីវាព្រៃខណៈដែលស៊ូហុងគ្រាន់តែសង្កេតមើលបច្ចេកទេសនេះដោយគ្មានចំណាប់អារម្មណ៍សូម្បីតែបន្តិចបន្តមកវាក៏ប្រើប្រាស់ពាក្យគំរាមកំហែងបែបទូកាយថាវានឹងសម្លាប់គ្រួសារគាត់ទាំងពូជអូអញទៅតែនិយាយរឿងមួយដែលមិនគួរនិយាយទៅកាន់តួឯកសោះភ្លាមនោះលបឿនរបស់ស៊ូហុងក៏បានកើនឡើងដល់កម្រិតមួយដ៏គួរឲ្យខ្លាចដូច្នេះវាចាប់ផ្ដើមរៀបរាប់ឈ្មោះសាច់ញាតិដែលមានអំណាចរបស់វាដើម្បីជួយសង្គ្រោះជីវិតវាប៉ុន្តែហួសពេលទៅហើយស៊ូហុងបានមកដល់មុខវាបាត់ទៅហើយជាមួយកណ្ដាប់ដៃក្រហមឆ្អៅព្រមទាំងចំអកថាគាត់ចូលចិត្តចរិតក្អេងក្អាងពីមុនរបស់វាជាងបន្ទាប់មកកណ្ដាប់ដៃមួយក៏ស្ទុះទៅចំធ្គាមពេញទំហឹងធ្វើយុវជនរូបនេះហោះឡើងជាមួយក្បាច់ដ៏សាហាវរាងកាយវាធ្លាក់ចុះតាមច្រាំងថ្មចោលដូចជាប្រដាប់ប្រដាក្មេងលេងដែលគេបោះចោលទៅបន្សល់ទុកឲ្យស៊ូហុងឈរនៅមាត់ច្រាំងទីបំផុតទើបដកដង្ហើមដល់គ្នាដោយខ្សែភ្នែកត្រជាក់ស្រែបគាត់រំលឹកខ្លួនឯងពីមូលហេតុដែលធ្វើរឿងនេះកុំហ៊ានគំរាមគ្រួសារគាត់ឲ្យសោះយ៉ាងម៉ាស្តូយីដេកលើដីទាំងឆ្កោថាតើក្មេងដែលមិនមែនជាអ្នកចម្បាំងកំចាត់វាបានយ៉ាងម៉េចហើយអ្វីដែលធ្វើឲ្យរឿងកាន់តែអាក្រក់នោះសត្វពស់យក្សនោះបានងើបឈរឡើងវិញបាត់ទៅហើយផ្ទៃមុខរបស់វាកកស្ដោកដោយភាពភ័យរន្ធត់ព្រាបដោយកំពុងនិយាយថាខ្លួនជិតខ្លាយជាចំណីវាហើយបន្ទាប់មកកន្ទុយសត្វពស់ក៏បកសង្កត់ចុះមកយ៉ាងនំនំស៊ូហុងដឹងខ្លួនថាការប្រយុទ្ធក្រៅឆាកនេះបានផ្ដល់ឱកាសឲ្យសត្វចម្លែកនោះអាចសម្រាកយកកម្លាំងវិញចំណែកនៅកន្លែងផ្សេងអ្នកប្រមាញ់ផ្សេងទៀតកំពុងឆ្ងល់ថាមេរបស់ពួកគេបាត់ទៅណាបុរសពាក់ម៉ាស់ម្នាក់ទៀតកំពុងសម្លឹងមើលភាពវឹកវរនេះពីចម្ងាយដោយមានចំណាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលស៊ូហុងស្ទុះទៅរកក្រុមថ្មីនេះហើយប្រាប់ឲ្យពួកគេចេញផុតប៉ុន្តែសត្វពស់ថ្លន់នោះក៏បានសម្រេចចិត្តចូលមកអុកឡុកពេញទំហឹងដោយទម្លុះដើមឈើចេញមកក្រៅកន្ទុយរបស់វាបានវាយ៉ាងខ្លាំងសម្រាប់ព្រានព្រៃម្នាក់ហើយស៊ូហុងក៏ទទួលបានបន្ទុកគេមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចដែលទទួលបានបន្ទុកពីការសម្លាប់ដោយប្រយោលមួយនេះប៉ុន្តែមិនន័យទេគេសុខចិត្តទទួលយកវាភាពវឹកវរទាំងមូលនេះបានក្លាយជាកន្លែង farm XP ដ៏ធំបំផុតសម្រាប់គេហើយជាមួយនឹងបន្ទុកថ្មីទាំងអស់នេះទីបំផុតគេអាចទម្លុះទៅដល់កម្រិតអ្នកចម្បាំងបានហើយពេលនេះអ្វីដែលគេត្រូវការគឺកន្លែងស្ងាត់មួយដើម្បីធ្វើការបង្កើនថាមពលរបស់គេសម្លឹងឃើញរូងភ្នំក្បែរនោះមួយដែលមើលទៅពិតជាស័ក្តិសមបំផុតសម្រាប់ពេលនេះគេបានរត់យ៉ាងលឿនសម្ដៅទៅទីនោះស្របពេលមានពស់ដ៏កាចសាហាវមួយកំពុងដេញតាមពីក្រោយយ៉ាងប្រកិតវាបានបោកក្បាលទៅនឹងដីចំកន្លែងដែលគេធ្លាប់ឈរខណៈស៊ូហុងចូលដល់ក្នុងរូងយ៉ាងសុវត្ថិភាពនិងត្រៀមខ្លួនប្រឈមមុខតទល់ជាការពិតណាស់សត្វពស់ថ្លានោះមិនព្រមបោះបង់ចោលឡើយវាព្យាយាមខួងដីចូលតាមពីក្រោយគេស៊ូហុងមិនខ្វល់ពីសម្លេងរំខាននោះទេគេបើកផ្ទាំងព័ត៌មានហើយត្រៀមចំណែកបន្ទុកទាំង504នោះស៊ូហុងជួយប៊ូតឹងអាប់ក្រេតយ៉ាងលឿនដោយត្រូវការថាមពលបន្ថែមយ៉ាងខ្លាំងរាងកាយទាំងមូលរបស់គេក្តៅដោយភ្លើងខណៈថាមពលឈាមពុះកញ្ជ្រោតដោយកំអែតព្រំភ្លើងហើយភ្លាមនោះប្រព័ន្ធក៏បានបញ្ជាក់គេបានក្លាយជាអ្នកចម្បាំងកម្រិតមួយយ៉ាងពេញសិទ្ធជាមួយនឹងអរ៉ាថ្មីសាឡាមបូករួមនឹងអាវដៃក្រហាយបញ្ចេញសាច់ដុំទីបំផុតគេមានអារម្មណ៍កក់ក្តៅនឹងខ្លួនឯងហើយដោយច្បាប់ដៃដ៏ខ្លាំងក្លានេះគេប្រាប់ទៅសត្វពស់ថាវេនរបស់វាត្រូវបានបញ្ចប់ហើយបន្ទាប់មកគេក៏ស្ទុះទៅមុខជាមួយនឹងកែវភ្នែកដែលបញ្ជាក់ថាខ្ញុំនឹងបញ្ចប់ជីវិតសត្វមួយនេះឥឡូវនឹងប៉ុន្តែសត្វពស់ថ្លាន់បានវាកន្ទុយរបស់វាដើម្បីវាយបកយ៉ាងពេញទំហឹងពេលធ្វើមិនបានសម្រេចវាក៏ងាកមកបាញ់ឡាស៊ែរដ៏ធំចេញពីមាត់របស់វាវិញសត្វនេះមើលទៅហាក់ដូចជារបួសធ្ងន់ណាស់ប៉ុន្តែវានៅតែព្យាយាមតទល់យ៉ាងឆ្កួតលីលាខណៈពេលដែលស៊ូហុងកំពុងបញ្ចូលថាមពលក្តាប់ដៃពេជ្រគេក៏បានរត់ឡើងលើខ្នងពស់នោះប្រៀបដូចជាផ្លូវផ្ទាល់ខ្លួនសម្ដៅទៅរកមុខរបស់វាហើយគេបានរៀបរៀងការបុកយ៉ាងខ្លាំងក្លានោះដោយប្រាក់ដៃពណ៌ក្រហមដ៏ភ្លឺចែងចាំងរបស់គេវាពិតជានៅតែឈឺចាប់បន្តិចបន្តួចបើមើលតាមការស្ញួយមុខរបស់គេដោយចាប់ក្បាលរបស់វាជាប់គេបានត្រៀមខ្លួនផ្ដួលវាទៅនឹងដីហើយក៏បោកមុខបិសាចនេះទៅលើដីយ៉ាងខ្លាំងដោយកំហឹងយ៉ាងឃោឃៅបំផុតការប៉ះទង្គិចនេះបានបង្កជារលកថាមពលពណ៌ខៀវដ៏ធំពេញទីវាលប៉ុន្តែកំឡោះរបស់យើងនៅមិនទាន់បញ្ចប់ត្រឹមនេះទេដោយគេកំពុងត្រៀមបញ្ចេញកណ្ដាប់ដៃរន្ទះបន្ថែមទៀតគេបានម៉ាត់ចុះក្រោមជាមួយនឹងកម្លាំងដ៏ខ្លាំងប្រៀបដូចជារថភ្លើងដែលបង្កើតបានជាបន្ទុះពណ៌មាសដ៏ធំមួយចំក្បាលរបស់វាតែម្ដងឈលលើសត្វពស់ដែលស្លាប់នោះគេប្រមូលបន្ទុកដោយដឹងថាពេលនេះគេអាចប្រយុទ្ធទល់មុខបានហើយស៊ូហុងអង្គុយលើសាកសពនោះតែគិតពីបញ្ហាមួយពស់គ្មានត្រចៀកសម្រាប់ធ្វើផតាំងជោគជ័យទេចាក់ចុងពីសត្វពស់នោះគេបានត្រឡប់ទៅកន្លែងនេះក្មេងយីហើយកំឡោះរបស់យើងក៏ឈរកាន់លំពេងពីលើក្មេងពីលដែលកំពុងដកដង្ហើមនោះវាសម្លឹងមកលើទាំងដែលរួចខ្លួនយ៉ាងងាយពីការគំរាមកំហែងគ្រួសាររបស់គេដូច្នេះស៊ូហុងសម្រេចចិត្តប្រមូលរបស់របរខ្លះទុកខ្លួនឯងដោយសង្ឃឹមថានឹងបានក្បាច់គុណដ៏លុយនោះហើយអ្នកដឹងទេគេបានរកឃើញសៀវភៅណែនាំក្បាច់ម្រាមដៃទម្លុះសូនអាកាសតែម្ដងពិតជាចៃដន្យល្អណាស់យប់នោះគេបានបោះជំរំក្បែរសាកសពពស់យក្សនោះដោយលាក់ខ្លួនយ៉ាងសុវត្ថិភាពនៅក្នុងរូងភ្នំក្បែរនោះដើម្បីចាប់ផ្ដើមធ្វើការហ្វឹកហាត់បន្តទៀតពេលចងចាំមូលដ្ឋានគ្រឹះអស់ហើយពេលនេះត្រូវទុកឲ្យប្រព័ន្ធរ៉ាប់រងការងារធ្ងន់ម្ដងដូច្នេះគេបានបង្កើតរូបក្លូនថាមពលមួយសម្រាប់ការហ្វឹកហាត់និមិត្តក្នុងល្បឿនដ៏លឿនរូបតំណាងគេចាប់ផ្ដើមហាត់ក្បាច់ឡាស៊ែរម្រាមដៃថ្មីនេះភ្លាមហើយក្នុងលំហហ្វឹកហាត់នេះគេអាចចេះជំនាញនេះក្នុងល្បឿនយ៉ាងលឿនបំផុតការហ្វឹកហាត់និមិត្តនេះក៏មានផលវិបាកដែរដែលធ្វើឲ្យគេក្អកដោយសារការប្រឹងប្រែងខ្លាំងពេកជំនាញកម្រិត B នេះទាញថាមពលខ្លាំងទោះនៅកម្រិតដំបូងក្តីដូច្នេះគេត្រូវការនរណាម្នាក់ដើម្បីសាក់លបងវា3ថ្ងៃក្រោយមកមានសត្វខ្លាឃ្នំបិសាចយក្សមួយបានស្ម័គ្រចិត្តធ្វើជាផ្ទាំងស៊ីបហើយក្បាច់ថ្មីរបស់ស៊ូហុងបានបាញ់ទម្លុះរាងកាយបិសាចនោះយ៉ាងស្អាតតែម្ដងដោយសារជំនាញនេះហាត់បានសម្រេចហើយទីបំផុតគេក៏សម្រេចចិត្តត្រឡប់ទៅវិញគេបានមកដល់មូលដ្ឋានអ្នកចម្បាំងដ៏រឹងមាំជាទីដែលក្រុមរន្ទះកំពុងប្រគល់ភស្តុតាងស្នាដៃដ៏ច្រើនសន្ធឹកសន្ធាប់ហើយអ្នកគ្រប់គ្នាកំពុងតែកោតសរសើរយ៉ាងខ្លាំង
ពួកគេបាននាំយកមកវិញនៅសัตว์កម្រិតខ្ពស់ជាច្រើនស៊ូហុងបានប្រគល់ផុសតាំងរបស់គេដែរហើយចំនួនស្នាដៃសម្រាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលធ្វើឲ្យគេបែកញើសភ្លាមៗតែម្ដង ការបង្ហាញភាពខ្លាំងពេកប្រហែលមិនមែនជាជំរឿនល្អទេចំណែកឯនៅឯមូលដ្ឋានធំវិញមានភាពវឹកវរដ៏ធំមួយកំពុងកើតឡើងនៅទីលាន ហើយក៏ដឹងថាកន្លែងទាំងមូលនេះកំពុងប្រកាសអាសន្នយ៉ាងខ្លាំងបន្ទាប់ពីមានការវាយប្រហារដ៏ធំមួយបរោអាវធំនាយកយីបានបញ្ជាឲ្យបិទច្រកទាំងអស់គ្មានអ្នកណាអាចចេញបានទេកូនចៅដ៏ភ័យស្លន់ស្លោម្នាក់បានសួរភ្លាមៗថាតើមានរឿងអ្វីកើតឡើងហើយនាយកនោះក៏ស្រែកទាំងខឹងថាក្មួយប្រុសគាត់ឈ្មោះអ៊ីហ្វាំងបានស្លាប់ហើយ ហ្វូងមនុស្សសឡងកាំងខ្លាំងក្រុម5នាក់របស់អ៊ីហ្វាំងត្រូវសម្លាប់អស់រលីង តែអ្នកមើលខ្លះបែរជាលួចអបអរចំពោះសេចក្តីស្លាប់របស់ជនពៀប្រចាំតំបន់នោះទៅវិញតែគោលដៅសំខាន់របស់នាយកគឺជំនាញកម្រិត B ដែលបាត់ដូច្នេះគ្រប់គ្នាត្រូវតែឆែកឆេរស៊ូហុងគិតថាខ្លួនឯងមិនពាក់ព័ន្ធទេដោយសារសត្វពស់ថ្លាន់នោះជាអ្នកធ្វើការងារកខ្វក់នេះភាគច្រើនដូច្នេះគេគ្រាន់តែឈោមមើលពីក្នុងហ្វូងមនុស្សគណៈកូនចៅរបស់នាយកនោះចាប់ផ្ដើមធ្វើការឆែកឆេរ បន្ទាប់មកគេមានអារម្មណ៍ថាសោយហើយពួកគេកំពុងសម្លឹងមកគេចំស្របពេលដែលហ្វូមនុស្សចាប់ផ្ដើមដើរចេញហើយក្រុមកូនចៅនោះក៏សម្ដៅត្រង់មករកគេតែម្ដងជាមួយនឹងកៅភ្នែកដ៏គួរឲ្យខ្លាចបំផុត នាយកបានសរសើរស្នាដៃរបស់គេហើយពាក្យសរសើរនេះគឺប្រៀបដូចជាការចោទប្រកាន់ពេញទំហឹងតែម្ដង ជំនួយការម្នាក់បាននិយាយថាគាត់ខ្សោយពេកហើយប្រហែលជាទើបតែលួចកាបូបគេទេ ដូច្នេះអង្គរៈ2នាក់ក៏បញ្ចេញកដាប់ដៃភ្លើងរបស់ពួកគេដោយប្រាប់គាត់មិនឲ្យរើបំរាស់ឡើយស្រាប់តែមានចលនាដ៏លឿនមួយធ្វើឲ្យជនពៀម្នាក់បាត់បង់គោលដៅទាំងស្រុងព្រោះលំពេញរបស់ស៊ូហុងកំពុងដាក់ត្រង់ករបស់គេយ៉ាងលឿនបំផុតមើលមិនទាន់ទេ ស៊ូហុងប្រើល្បិចចុងក្រោយដែលហៅឈ្មោះវិទ្យាល័យល្បីរបស់គេចំណែកនាយកយីក៏ចាប់ផ្ដើមស្ទាក់ស្ទើរប៉ុន្មាននាយកសាលានោះមានឥទ្ធិពលណាស់គាត់គិតថាបើក្មេងនេះអស់ចាមានការបង្កាត់សត្រូវគឺជាកំហុសដ៏ធំ ដូច្នេះគាត់ព្យាយាមនិយាយសម្រួលដោយសុំការសហការដើម្បីរកជនល្មើសហើយថែមទាំងផ្ដល់ប្រាក់ 10,000 យួនដ៏តិចតួចដើម្បីឲ្យការស្វែងរកដំណើរការរលូន ស៊ូហុងគាត់តែទាមទារប្រាក់ 30,000 យួនវិញដោយដឹងថាពួកគេនឹងរកមិនឃើញអ្វីទេ បន្ទាប់មកគេធ្វើពុតជាជនរងគ្រោះដោយប្រាប់ឲ្យឆែកឲ្យល្អិតល្អន់ដើម្បីកុំឲ្យគេរងការចោទប្រកាន់ខុស ជាការពិតណាស់ពួកគេរកមិនឃើញអ្វីទេហើយនាយកត្រូវបង្ខំចិត្តបង់ប្រាក់ឲ្យភ្លាម ក្មេងប្រុសរបស់យើងមានអារម្មណ៍ធូរស្រាលដែលគេនឹកឃើញដុតចោលផុសតាំងនៅគៀកនោះខណៈការបិទគប់នៅតែបន្តសម្រាប់អ្នកផ្សេងទៀត ស៊ូហុងដើរចេញដើម្បីរៀបចំផែនការបន្ទាប់របស់គេ គោលដៅដំបូងគឺបន្ទប់សន្តាគារដ៏ប្រណិតមួយដើម្បីទទួលបានភាពឯកជនសម្រាប់ការឡើងកម្រិតរបស់គេជាទីដែលគេបើកផ្ទាំងព័ត៌មានឲ្យឃើញបន្ទុក 534 ដ៏ច្រើនសន្ធឹកត្រៀមខ្លួនសម្រាប់ប្រើប្រាស់ គេអាចដាក់បន្ទុកទាំងនោះទៅក្នុងធម្មពលឈាមដើម្បីឡើងដល់ដំណាក់កាលអ្នកប្រយុទ្ធបន្ទាប់ប៉ុន្តែគេមិនដែលប៉ះពាល់ដល់កម្រិតស្មារតីឬរូបរាងកាយរបស់គេទេដូច្នេះវាជាពេលសម្រាប់ការសាក់លបងហើយ ការបន្ថែមបន្ទុកទៅលើស្មារតីហាក់ដូចជាមិនសូវមានប្រយោជន៍អ្វីឡើយប៉ុន្តែកម្រិតរូបរាងកាយផ្ដល់ឲ្យគេនូវការកើនឡើងធម្មពលភ្លាមៗនិងគួរឲ្យកត់សម្គាល់បំផុត ដូច្នេះគេចំណាយបន្ទុកទាំងអស់ដើម្បីបង្កើនកម្រិតរាងកាយនិងធម្មពលឲ្យពេញលេញតែម្ដង រលកធម្មពលពណ៌ក្រហមដ៏ធំបានផ្ទុះចេញពីខ្លួនគេពេលធម្មពលនោះចាប់ផ្ដើមដំណើរការរាងកាយរបស់គេឡើងសាច់ដុំយ៉ាងខ្លាំងមួយរយៈពេលខ្លីដោយសារការបន្ថែមកម្រិតភ្លាមៗនោះហើយគេពិតជាធូរស្រាលដែលវាវិលមករកសភាពដើមវិញព្រោះថាវាពិតជាពិបាកក្នុងការបញ្យល់ណាស់ មួយម៉ោងក្រោយមកស៊ូហុងមកដល់ទីស្នាក់ការកណ្ដាលនៃសមាគមអ្នកប្រយុទ្ធហើយដើរសម្ដៅទៅកន្លែងទទួលភ្ញៀវដើម្បីចោះឈ្មោះសម្រាប់ការវិតម្លៃអ្នកប្រយុទ្ធរបស់គេ បុគ្គលិកម្នាក់បានបញ្យល់គេពីចំណុចមូលដ្ឋានគឺត្រូវមានធម្មពល 100 និងកម្លាំងប្រយុទ្ធ 1000 ពេលនោះមានក្មេងស្ទាវប្រចាំតំបន់ចាប់ផ្ដើមមើលងាយគេភ្លាមៗព្រោះតែគេនៅក្មេងហើយមកតែឯងពិតណាស់ក្មេងប្រុសរបស់យើងបានលឺគ្រប់ពាក្យសម្ដីមើលងាយរបស់ពួកគេទាំងអស់ នៅខាងក្នុងបរិយាកាសពិតជាតានតឹងណាស់នៅពេលដែលបុរសម្នាក់បានប្រឡងធ្លាក់ដោយសារតែខ្វះបន្ទុកបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់មកបរិសុទ្ធចំណូលថ្មីម្នាក់ឈ្មោះលីមីងបានដើរមកមុខឆ្លងកាត់ការពិនិត្យធម្មពលឈាមយ៉ាងងាយស្រួលហើយបន្តទៅតេស្តកម្លាំងប្រយុទ្ធ វាជាម៉ាស៊ីនវាស់ក្តាប់ដៃដ៏ទំនើបគេដាល់ម៉ាស៊ីននោះយ៉ាងខ្លាំងដោយបានបន្ទុក 1763 ដែលលើសកម្រិតកំណត់ឆ្ងាយណាស់ទស្សនិកជននាំគ្នាហូរកញ្ជ្រៀវដែលស្គាល់ថាគេជាសិស្សមកពីកន្លែងហ្វឹកហាត់ដ៏ល្បី ប៉ុន្តែស៊ូហុងគ្រាន់តែដឹងថាគ្រូគេរើសសិស្សដោយប្រមូលកាតប៉ូគីម៉ុនជាមួយទឹកមុខកែងក្អាងលីមីងប្រាប់ស៊ូហុងថាដល់វេនគេត្រូវធ្លាក់ហើយ អំនួតគេពិតជាខ្ពស់ក៏ពពកដោយគិតថាខ្លួនជាទេពកោសល្យតែម្នាក់គត់ក្នុងបន្ទប់នេះ ភាពជឿជាក់នោះបានបាត់ភ្លាមៗពេលគេឃើញស៊ូហុងបានបន្ទុក 123 ដែលអ្នកត្រួតពិនិត្យបញ្ជាក់ថាជាប់ លីមីងរកលេសភ្លាមៗដោយប្រាប់ខ្លួនឯងថាកម្លាំងប្រយុទ្ធទេទើបសំខាន់ ពេលស៊ូហុងដើរទៅមុខសម្រាប់ការតេស្តដ៏សំខាន់ខណៈដែលអ្នកគ្រប់គ្នាកំពុងតែមើលគេថ្លឹងថ្លែងថាគួរប្រើកម្លាំងប៉ុន្មានដោយមិនចង់ធ្លាក់តែក៏មិនចង់បង្អួតសមត្ថភាពខ្លាំងពេកដែរ ទីមផុតគេសម្រាប់ចិត្តប្រើត្រឹម 50% ដើម្បីធានាសុវត្ថិភាពនិងបំបាក់អំនួតពួកគេចោល គេបញ្ចេញក្តាប់ដៃ 50% យ៉ាងសាមញ្ញក្នុងគោលបំណងត្រឹមតែប្រឡងឲ្យជាប់ហើយម៉ាស៊ីនតេស្តទាំងមូលក៏ខ្ទាបពេញបន្ទប់ទម្លុះជញ្ជាំងមកខាងទៀតចេញជាផ្កាភ្លើងនិងបំណាច់លោហៈខ្ចាត់ខ្ចាយ លីមីងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថានោះជាកម្លាំងសុទ្ធសាធគ្មានលីលំជំនាញអ្វីសោះបន្ទុយចុងក្រោយលុតឡើងដល់ 3004 ដែលរំលងផុតកម្រិតស្តង់ដារខ្ពស់បំផុតទៅទៀត នៅលើយ៉ងមន្ត្រីមួយចំនួនកំពុងចង្អុលគេហើយចាត់ទុកគេថាជាបិសាចពិតប្រាកដ បុរសចំណាក់ក្រោយទាំងងក់ក្បាលព្រោះការឃើញស៊ូហុងម្ដងទៀតបានបញ្យល់គ្រប់យ៉ាងចំណែកនៅការិយាល័យដ៏ប្រណិតឯណោប្រធានសមាគមកំពុងមានអារម្មណ៍មិនល្អឡើយ នាងតានតឹងដែលទីក្រុងគូពីចេញចេះតែរកឃើញមនុស្សខ្លាំងៗខណៈដែលនាងមិនទាន់បានអ្វីសោះ ពេលនោះជំនួយការម្នាក់ស្ទុះចូលមកស្រែកប្រាប់ពីបិសាចមួយក្នុងការវិតម្លៃធ្វើឲ្យនាងភ្ញាក់ប្រោរហូតជ្រុះទូរស័ព្ទពីដៃ គេប្រយ័ត្នបញ្យល់ថាក្មេងនោះវាយបាំងបន្ទុក 3000 ដោយកម្លាំងសុទ្ធហើយស្រាប់តែនាងចាប់អារម្មណ៍ភ្លាម ចុះមកដល់សាលធំភាពចលាចលបានស្ងប់ស្ងាត់ទៅវិញបន្ទាប់ពីការខូចខាតម៉ាស៊ីននោះហើយពេលនេះអ្នកត្រួតពិនិត្យកំពុងជូនដំណើរស៊ូហុងផ្ទាល់ទៅចុះឈ្មោះ ប៉ុន្តែសម្លេងមួយពីលើចន្ទៅបានដេញញាក់ដងផ្លូវនោះចេញយ៉ាងមានអំណាចព្រោះប្រធានផ្ទាល់បានចុះមកជួបក្មេងទេពកោសល្យថ្មីរបស់នាង
នេះនៃនំខ្លួនថាឈ្មោះវូលីងសៀនហើយប្រាប់គេថាពេលនេះឯងនៅជាមួយខ្ញុំហើយ ស៊ូហុងយល់ព្រមដោយភ្ញាក់ផ្អើលបន្តិចដែលប្រធានកម្រិត5ដល់ល្បីល្បាញមកទីនេះផ្ទាល់មួយសន្ទុះក្រោយមកគេកំពុងអង្គុយលើសាឡុងដ៏ទន់ល្មើយក្នុងការិយាល័យរបស់នាង នាងដឹងពីប្រវត្តិជាទាំងអស់ហើយថែមទាំងរិះគន់នាយកសាលាដែលលាក់បាំងទៀតកសលនេះទៀតផង ក្មេងប្រុសយើងពិតជាសាប់សន់ដោយសួរថាហេតុអ្វីគេនៅទីនេះព្រោះគេគ្រាន់តែមកចោះឈ្មោះនឹងបើកលុយប៉ុណ្ណោះ វូលីងសៀនរំលងរឿងសាំញ៉ាំដោយប្រាប់ថាប្រាក់ខែនិងវិញ្ញាបនបត្រគាត់ធ្វើរួចរាល់ហើយចំណែករឿងសំខាន់នាងផ្ដល់ការបង្រៀនផ្ទាល់លើជំនាញមួយហៅថាគម្ពីរតម្រង់ទិស ស៊ូហុងឆ្លើយតាមទ្រឹស្ដីពីការស្រូបយកធម្មពលធាតុដើម្បីក្លាយជាអ្នកខ្លាំងប៉ុន្តែនាងតបវិញថាគួរឲ្យស្រឡាញ់តែឯងយល់ខុសហើយរួចក៏បញ្ចេញដុំភ្លើងមកបង្ហាញតែម្ដងជំនាញនាងមិនត្រឹមតែបង្កើនធម្មពលទេតែអាចឲ្យនាងវាយចេញជាភ្លើងពិតៗ ហើយនាងបញ្ចេញធម្មពលភ្លើងយ៉ាងខ្លាំងដោយបញ្យល់ថាវានឹងផ្លាស់ប្ដូរក្បួនច្បាប់ទាំងស្រុង កំឡោះយើងគឺគាំងតែម្ដងសាលាគាត់ដូចជាភ្លេចបង្រៀនពីវគ្គដែលអាចបាញ់ដុំភ្លើងបានបន្ទាប់មកវូលីងសៀនបង្ហាញពីកម្រិតធម្មពលធាតុដោយធាតុរន្ទះឈរលំដាប់កម្ពស់ខាងវាយប្រហារប៉ុន្តែអ្នកមិនអាចចេះតែរើតាមចិត្តនោះទេដូច្នេះនាងទាញយកគ្រីស្តាល់វេទមន្តចេញមកនាងបង្ហាញពីភាពស៊ីគ្នានឹងធាតុភ្លើង 80% របស់នាងដែលចាត់ទុកជាកម្រិតកម្ពូលទេពកោសល ដោយជឿជាក់នាងហូចគ្រីស្តាល់នោះទៅគាត់ដោយរំពឹងថានឹងបានយ៉ាងហោចណាស់ 90% ស៊ូហុងយកវាដោយគិតថាគួរតែលាក់សមត្ថភាពបន្តិចដើម្បីកុំឲ្យគេចាប់អារម្មណ៍ ពេលគាត់ប៉ះភ្លាមគ្រីស្តាល់ក៏បញ្ចេញពន្លឺពណ៌ក្រហមយ៉ាងខ្លាំងវាភ្លឺចិញ្ចាញ់បង្ហាញភាពស៊ីគ្នាធាតុភ្លើង 100% ពេញតែម្ដង វូលីងសៀនពិតជាភាំងស្មារតីដោយបញ្យល់ថាគេគ្មានការបាត់បង់ធម្មពលនោះទេ បើប្រៀបធៀបទៅកម្រិត 80% ធ្វើឲ្យនាងខ្លាចជាវីរបុរសកម្រិត 5 ដូច្នេះគាត់គឺនៅកម្រិតផ្សេងតែម្ដង នេះខិនមកគេនិយាយថាសក្តានុពលគាត់គ្មានដែនកំណត់តែស៊ូហុងបែរជាគិតថាភ្លើងលយមែនតែគេចង់បានរន្ទះហើយដោយសារតែសំណាងល្អគ្រីស្តាល់នោះក៏ចាប់ដើមបញ្ចេញភ្លេចបន្ទោពណ៌មាសធ្វើឲ្យពួកគេទាំងពីរឈរមើលយ៉ាងផ្លាក់ខណៈវាផ្លាស់ប្ដូរធាតុនៅក្នុងដៃគាត់តល់ស៊ូហុងនិយាយធម្មតាថាធាតុរន្ទះរបស់គេក៏ស៊ីគ្នា 100% ដែរចំណែកគុកម៉ាល់វូលីងសៀនគឺគាំងម្ដងក្មេងនេះមិនមែនជាមនុស្សទេគេជាបិសាចមួយដើម្បីបន្ថែមការភ្ញាក់ផ្អើលគាត់ធ្វើឲ្យវាភ្លឺពន្លឺពណ៌បៃតងដោយបន្ថែមធាតុខ្យល់ទៅក្នុងពិន្ទុពេញរបស់គេធ្វើឲ្យប្រធានរូបនេះអង្គុយគាំងលើសាឡុងប្រមាណនាទីនាងកំពុងតែវង្វេងស្មារតីដោយជឿថានាងប្រកាសជាកំពុងយល់សប្តិព្រោះនេះវាខុសក្បួនទាំងស្រុងនាងនឹកឃើញពេលដែលធ្លាប់គិតថាខ្លួនជាទីបកសលដែលដល់កម្រិត5នៅអាយុ30ឆ្នាំ តែការរំលឹកដល់ពេលប្រយុទ្ធជាមួយសត្វចម្លែកយក្សបានបង្រៀនថានាងគ្រាន់ជាមនុស្សធម្មតា ពេលនោះនាងរៀនបានមេរៀនសំខាន់មួយពេលតទៅនឹងរឿងហួសពីការគិតអ្នកត្រូវការមនុស្សដែលមានសមត្ថភាពហួសពីការគិតដើម្បីឈ្នះ ត្រឡប់មកបច្ចុប្បន្ននាងសម្លឹងមើលស៊ូហុងដោយដឹងថាគេគឺជាអាវុធកំងាត់ដែលនាងកំពុងត្រូវការទន្ទឹមនឹងនេះកន្លោះយើងកំពុងឈឺក្បាលនឹងរឿងមួយវាពិតជាស្មុគស្មាញដែលមានសមត្ថភាពកម្រិតពេញច្រើនពេកដូច្នេះគេក៏សួរដៃទឹកមកស្ងាយថាហេតុអ្វីមិនឲ្យសៀវភៅហ្វឹកហាត់ទាំង7មកខ្ញុំតែម្ដងទៅ វូលីងសៀនបដិសេធភ្លាមៗដោយបញ្យល់ពីមនុស្សម្នាក់ទៀតដែលបានសាកល្បងរួចក៏ខ្លាចជាមនុស្សខ្សោយបំផុត តែស៊ូហុងនៅតែទទួលចង់មើលសៀវភៅទាំងនោះលេងៗហើយនាងក៏យល់ព្រមព្រោះហត់នឹងតវ៉ា ដើម្បីបដូរបរិយាកាសនាងនិយាយពីការប្រឡងនៅសាលាខាងមុខរបស់គេដោយបញ្យល់ថាសង្គ្រាមដ៏ធំជិតផ្ទុះឡើងហើយពិភពលោកកំពុងស្វែងរកអ្នកខ្លាំងពូកែ ដូច្នេះនាងធ្វើកិច្ចសន្យាជាមួយគេបើប្រឡងជាប់នាងនឹងបញ្ជូនគេទៅជំរំហ្វឹកហាត់កម្ពុជាតែម្ដង នេះចាក់ដោតអារម្មណ៍ស៊ូហុងណាស់ដោយនឹកឃើញពេលបាត់បង់គ្រួសារក្នុងសង្គ្រាមហើយក៏យល់ព្រមភ្លាមតែម្ដង អតីតកាលដ៏ឈឺចាប់ជំរុញចិត្តគេត្រូវខ្លាំងដើម្បីការពារមនុស្សដែលនៅសេសសល់ ឈុតនេះកតកម្មអគារស្នាក់នៅរបស់គេដែលជាពេលគាត់ត្រឡប់មកផ្ទះវិញស៊ូហុងមកដល់ផ្ទះហើយប្រាប់មីងនិងពូយ៉ាងមោទនភាពថាគេខ្លាចជាអ្នកចម្បាំងពេញសិទ្ធហើយពួកគាត់រំភើបដល់ថ្នាក់ស្រក់ទឹកភ្នែកជាពិសេសពេលលើពីប្រាក់ខែ$10,000ដែលមានន័យថាពូគាត់អាចសម្រាកបានហើយ គេញញឹមយ៉ាងជឿជាក់ហើយសន្យាថានឹងខ្លាចជាអ្នករ៉ាប់រងគ្រួសារនេះដោយខ្លួនឯង យប់នោះគេចាប់ផ្ដើមវឹកហាត់ភ្លាមៗដោយបញ្ចេញថាមពលភ្លើងដ៏សន្ធឹកសន្ធាប់មួយ ភ្នែកគេភ្លឺដោយធម្មពលខណៈកំពុងបញ្ចេញគម្ពីរតម្រង់ទិសថ្មីនេះរួចគេវាយមួយដៃចេញទៅដោយសង្ឃឹមថាដុំភ្លើងយក្សនឹងលេចចេញមកប៉ុន្តែវាបែកជារលត់ខ្លាចជាផ្សែងបន្តិចទៅវិញកំណត់យើងគាំងអារម្មណ៍ដោយឆ្ងល់ថាហេតុអ្វីជំនាញកម្រិតដំបូងនេះគ្មានធម្មពលសោះ គេមើលផ្ទាំងព័ត៌មានរបស់ខ្លួនដែលបញ្ជាក់ថាគេទៅរៀនជំនាញភ្លើងបានត្រឹមកម្រិត 1 តែក្រោយមកគេចាប់អារម្មណ៍ថាប្រធានវូភ្លេចប្រាប់ថាវាមានចែកកម្រិតរួចគេញញឹមលួចលាក់ដោយដឹងថានេះប្រកាសជាធម្មពលពិសេសផ្ដាច់មុខមួយទៀតរបស់គេហើយគេព្យាយាមប្រើបន្ទុកក្បាច់គុណរបស់គេដើម្បីដំឡើងកម្រិតភ្លាមៗតែវាលូតពណ៌ក្រហមបញ្ជាក់ថាបន្ទុកមិនគ្រប់គ្រាន់ចាប់បាត់កំណត់នេះ ផែនការបន្ទាប់គឺរៀនសភៅទាំង7ចូលគ្នាតែម្ដងដោយសារតែការធ្វើបែបនេះវាបណ្ដាលឲ្យធម្មពលទាំង7វាយប្រហារគ្នាពេញទង្ហឹងក្នុងខ្លួនរបស់គេ ពេលនេះគេយល់យ៉ាងច្បាស់ថាហេតុអ្វីបរិសម្នាក់នោះនៅតែខ្លាចជាមនុស្សខ្សោយ ការពិតគេអាចប្រើធម្មពលធាតុបានតែមួយប៉ុណ្ណោះក្នុងមួយពេលដោយបញ្ចេញភ្លើងតូចមួយមកសាក់លបង ជាធម្មតាគំនិតបន្ទាប់របស់គេគឺការព្យាយាមបង្ខំបញ្ចេញធាតុទី2មកទៀតហើយធាតុទាំងពីរនោះក៏ផ្ទុះឡើងយ៉ាងខ្លាំងទង្គិចគ្នាខ្ទេចតែម្ដង ដល់ទូបានមេរៀនមួយស៊ូហុងគិតថាដោយសារធម្មពលរន្ទះនិងភ្លើងមានលក្ខណៈស្រដៀងគ្នាគាត់ប្រកាសជាអាចបញ្ចូលវាចូលគ្នាបានប៉ុន្តែធម្មពលទាំងពីរនោះបានវិបកបំផ្លាញគ្នាទៅវិញទៅមកភ្លាមមួយរំពេចគាត់មិនខ្វល់ពីច្បាប់រូបវិទ្យាឡើយហើយនៅតែបន្តព្យាយាមដោយបង្កើតការផ្ទុះតូចៗនៅពេញដំបូលអគារអាផាតមិនរបស់គាត់ពេញមួយយប់រហូតដល់ព្រឹកព្រលឹមថ្ងៃបន្ទាប់គាត់នៅតែមិនព្រមឈប់ដោយប្រើភាពរឹងរូសសុទ្ធសាធគាត់ប្រឹងប្រែងរហូតដល់ទីបញ្ចាំងដើម្បីធ្វើឲ្យធាតុទាំងនោះមានលំនឹង ជាមួយនឹងការព្យាយាមចុងក្រោយដ៏តានតឹងគាត់បង្ខំថាមពលទាំងពីរនោះឲ្យបញ្ចូលគ្នាហើយលើកនេះការលាបញ្ចូលគ្នានោះពិតជាអាចរក្សាស្ថិរភាពនៅលើដៃរបស់គាត់បានមែន គាត់មើលទៅហត់នឿយខ្លាំងណាស់ប៉ុន្តែចុងក្រោយគាត់ទទួលបានជោគជ័យបន្ទាប់ពីប្រឹងប្រែងពេញមួយយប់ ឥឡូវនេះវាដល់ពេលត្រូវទៅរកអ្វីមួយដើម្បីសាកល្បងវាយជាមួយនឹងធម្មពលថ្មីរបស់គាត់ហើយ
គាត់ធ្វើដំណើរទៅកាន់ Star City Marshall Arena ដើម្បីសាកល្បងធម្មពលដោយជ្រើសរើសម៉ាស៊ីនវាស់កម្រិតប្រយុទ្ធទី3ដើម្បីកុំឲ្យគាត់វាយវាបែកទៀតនៅពេលនេះ ដើម្បីវាស់ស្ទង់ជាមូលដ្ឋានគាត់បញ្ចេញក្តាប់ដៃដោយប្រើកម្លាំងត្រឹមតែ 30% ប៉ុណ្ណោះហើយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលបន្ទុកលោតដល់ជាង 2300 ដែលខ្ពស់ជាងអ្វីដែលគាត់រំពឹងទុកឆ្ងាយណាស់ មើលទៅគ្រាន់តែវិជាធម្មពលរន្ទះរបស់គាត់តែមួយមុខក៏ទទួលបានការកើនឡើងកម្លាំងយ៉ាងខ្លាំងបាត់ទៅហើយដូច្នេះពេលនេះគាត់ត្រៀមខ្លួនរួចជាស្រេចដើម្បីមើលថាតើមានអ្វីកើតឡើងពេលគាត់បន្ថែមធម្មពលភ្លើងចូលទៅក្នុងក្តាប់ដៃគាត់បញ្ចេញការវាយប្រហារដែលបញ្ចូលគ្នារវាងរន្ទះនិងភ្លើងទៅលើម៉ាស៊ីនហើយបន្ទុកឡើងដល់ជាង 3000 ភ្លាមៗកំឡោះរបស់យើងពិតជាមិនគួរឲ្យជឿសោះឡើយ ត្រឹម 30% គាត់វាយបានបន្ទុកកម្រិតអ្នកចម្បាំងកពូលបាត់ទៅហើយជាការពិតណាស់គាត់ចាប់ផ្ដើមគិតថាតើគាត់នឹងមានធម្មពលខ្លាំងប៉ុណ្ណាប្រសិនបើគាត់បញ្ចូលធាតុទាំង5ចូលគ្នា ស៊ូហុងចាប់ផ្ដើមធុញទ្រាន់នឹងធាតុទាំងពីរហើយសម្រេចចិត្តថាគាត់នឹងសាកល្បងបញ្ចូលធាតុ3ចូលគ្នាដែលច្បាស់ណាស់ថាធ្វើឲ្យគាត់ដេកដួលលើដំបូលដោយអស់កម្លាំងបន្ទាប់ពីបរាជ័យពេញមួយយប់ គាត់ទទួលស្គាល់ថាការលីបញ្ចូលធាតុ3គឺពិបាកជាងឆ្ងាយណាស់ហើយគាត់មិនមានភាពជឿនលឿនសូម្បីតែបន្តិច ទាំងប្រព័ន្ធរបស់គាត់បង្ហាញថាវិជាទាំងអស់របស់គាត់នៅតែកម្រិតទី1នៅឡើយដូច្នេះគាត់ពិតជាត្រូវការការប្រមូលបន្ទុកពីការប្រឡងនេះណាថ្ងៃបន្ទាប់នៅឯវិទ្យាល័យ Star City ហើយសិស្សានុសិស្សទាំងអស់បានប្រមូលផ្តុំគ្នាសម្រាប់ការប្រឡងដ៏ធំ នៅលើឆាកនាយកសាលាប្រកាសថាការប្រឡងនេះគឺខុសប្លែកពីមុនដោយសារសង្គ្រាមកំពុងតែផ្ទុះឡើងហើយសិស្សឆ្នាំទាំង3នាក់នឹងទទួលបានកៅអីនៅក្នុងជំរំហ្វឹកហាត់កម្ពុជាជាមួយក្បាច់គុណគ្រូធំ អ្នកគ្រប់គ្នារំភើបយ៉ាងខ្លាំងចំពោះឱកាសនេះដោយប្រាជ្ញាថានឹងឈ្នះឲ្យបាន ស៊ូហុងគ្រាន់តែមើលទៅហត់នឿយហើយឆ្ងល់ថាហេតុអ្វីបានជាប្រធានទាមទារយកចំណាត់ថ្នាក់លេខ1 មិត្តរបស់គាត់បញ្យល់ថាមានក្មេងប្រុស2នាក់ទៀតគឺឆេនសាននិងលីវបានក្លាយទៅជាអ្នកចម្បាំងរួចបាត់ទៅហើយ មើលទៅនាយកសាលាបានបង្រៀនមេរៀនឯកជនដល់ពួកគេទៅ2នាក់នេះដោយសម្ងាត់ពួកអ្នកដែលគេហៅថាជាមនុស្សពូកែទាំងនេះកំពុងធ្វើមុខក្រអឺតក្រតំហើយត្រៀមខ្លួនបង្ហាញថាពួកគេគឺជាលេខ1 ក្នុងពេលជាមួយគ្នានេះនាយកសាលានៅតែព្យាយាមតាមរកក្មេងពូកែខាងកណ្ដាប់ដៃរន្ទះនោះនៅឡើយស្រាប់តែការសន្ទនារបស់គាត់ត្រូវបានកាត់ផ្តាច់ដោយភ្ញៀវដែលមិនត្រូវបានស្វាគមន៍មួយក្រុមគ្រូបង្រៀនគូប្រជែងនឹងកូនចៅរបស់គាត់បានបង្ហាញខ្លួនហើយសើចចំអកនាយកសាលាដែលមើលទៅកំពុងតែស្មុគស្មាញខ្លាំងបុរសម្នាក់នេះឈ្មោះចុងមីងបាននាំសិស្សរបស់គាត់មកហើយប្រកួតប្រជែងជាមួយអ្នកពូកែបំផុតក្នុងសាលា នាយកសាលាខឹងសម្បាយ៉ាងខ្លាំងដោយដឹងថានេះគ្រាន់តែជាការប៉ុនប៉ងជាសាធារណៈដើម្បីធ្វើឲ្យគាត់អាម៉ាស់មុខប៉ុណ្ណោះ ជេមីងនៅតែបន្តចំអកឲ្យគាត់ដោយនិយាយថាគាត់នឹងយល់ប្រសិនបើពួកគេខ្លាចមិនហ៊ានប្រយុទ្ធប៉ុន្តែស្រាប់តែសិស្សគូប្រជែងម្នាក់បានសម្លឹងឃើញស៊ូហុងនៅក្នុងហ្វូងមនុស្សហើយចង្អុលបង្ហាញគាត់ឥឡូវនេះគ្រូបង្រៀនគូប្រជែងកំពុងសម្លឹងមើលទៅក្មេងម្នាក់ដែលអាចបំផ្លាញថ្ងៃដ៏ល្អរបស់គាត់បានចុងមីងសម្លឹងឃើញស៊ូហុងនៅក្នុងហ្វូងមនុស្សហើយចំណាំក្មេងបិសាចតូចនោះបានភ្លាមៗគ្រូបង្រៀនគូប្រជែងរូបនេះចាប់ផ្ដើមបែកញើសដោយដឹងថាផែនការទាំងមូលរបស់គាត់ជិតនឹងបរាជ័យយ៉ាងអាម៉ាស់ហើយ គាត់ដឹងថាសិស្សរបស់គាត់ពិតជាគ្មានឱកាសឈ្នះទេហើយមានតែរងភាពអាម៉ាស់មុខប៉ុណ្ណោះ ដូច្នេះគាត់ដកថយក្រោយភ្លាមៗដោយប្រាប់ថាវាគ្រាន់តែជារឿងលេងសើចរួចសុំចុះចាញ់នៅនឹងកន្លែងពិតជាលួយមែនបុគ្គលិករបស់ Star City ខឹងសម្បាយ៉ាងខ្លាំងចំពោះការសោកចំអកយ៉ាងចំហនេះការប្រឡូកបានចាប់ផ្ដើមហើយស៊ូហុងត្រូវបានគេហៅឲ្យឡើងប្រកួតលើកដំបូងរបស់គាត់នៅក្នុងសង្វៀន គ្រូរបស់គាត់បានផ្ដំព្រមានថាគូប្រកួតរបស់គាត់គឺជាអ្នកចម្បាំងដ៏ខ្លាំងម្នាក់ដូច្នេះត្រូវប្រយ័ត្នកុំឲ្យរងរបួសជាការពិតណាស់គូប្រកួតនេះចាប់ផ្ដើមនិយាយផ្លែផ្កាដោយសួរថាតើស៊ូហុងចង់ចោះចាញ់ឬអត់គាត់បានកាច់ម្រាមដៃលន់សូក្រឹបក្រឹបហើយប្រាប់ថានឹងវាយផ្ដួលគាត់ឲ្យដេកលើដីជំនួសវិញ ចម្លើយរបស់ស៊ូហុងគឺជាការទាត់ដោយលឿនដោយភ្លេចបន្ទោដែលកាត់ផ្តាច់ការនិយាយម្នាក់ឯងរបស់បុរសនោះហើយអ្នកចម្បាំងនោះក៏បានដួលសន្លប់ត្រឹមការវាយប្រហារតែមួយជើងប៉ុណ្ណោះ ហ្វូងមនុស្សពិតជាស្លន់កាំងយ៉ាងខ្លាំងដោយឆ្ងល់ថាធម្មពលគួរឲ្យខ្លាចនេះមកពីណាកំឡោះរបស់យើងគ្រាន់តែឈរនៅទីនោះធ្វើមុខធុញទ្រាន់បន្ទាប់ពីវាយគូប្រកួតឲ្យសន្លប់ត្រឹមមួយក្បាច់គាត់បានចូលដល់វគ្គផ្ដាច់ព្រាត់បាត់ទៅហើយដល់ពេលនេះអ្នកគ្រប់គ្នាគិតថាគាត់គឺជាអ្នកចម្បាំងកម្រិតទី1 ក្នុងពេលជាមួយគ្នានេះនាយកសាលាកំពុងតែខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហែសរបស់ខ្លួនឯងគាត់លុតជង្គង់ដោយក្តីសោកស្ដាយខណៈពេលដែលគ្រូម្នាក់ទៀតហាក់ដូចជាចំណាំស៊ូហុងបានព្រាលៗ បន្ទាប់មកចំណាប់អារម្មណ៍របស់ពួកគេក៏បានយកទៅរកការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់មួយទៀតរវាងកំពូលសិស្សរបស់សាលាដែលឆេនសាននិងលូកំពុងវាយសម្រុកគ្នាទៅវិញទៅមកហើយមើលទៅហាក់បីដូចជាមានសមត្ថភាពប្រហាក់ប្រហែលគ្នា លឺស្រីប្រាប់គូប្រកួតរបស់គាត់ឲ្យប្រើក្បាច់ពិសេសចុងក្រោយមកបើមិនដូច្នេះទេគុំសង្ឃឹមថានឹងឈ្នះឲ្យសោះ ឆេនសានបានរៀបរៀងកណ្ដាប់ដៃដ៏ខ្លាំងក្លានោះហើយការប្រយុទ្ធដណ្ដើមចំណាត់ថ្នាក់លេខ2ក៏បានចាប់ផ្ដើម ជិនសែនវាកណ្ដាប់ដៃភ្លើងដ៏ធំសម្បើមដោយស្រែកថាគាត់មិនព្រមចុះចាញ់ឡើយដែលធ្វើឲ្យហ្វូងមនុស្សពិតជាភ្ញាក់អល់យ៉ាងខ្លាំង គាត់ឲ្យបញ្ចេញធម្មពលធាតុរបស់គាត់បានយ៉ាងល្អប៉ុន្តែគូប្រកួតរបស់គាត់គឺលូគ្រាន់តែញញឹមចុងមាត់ហើយបញ្ចេញធម្មពលរបស់ខ្លួនឯងដូចជារឿងក្មេងលេងពេលនេះទស្សនិកជនកាន់តែរភើបខ្លាំងម្ដងទៀតដោយសារតែលេក៏កំពុងប្រើប្រាស់ធម្មពលធាតុដៃដែរហើយគាត់បញ្ចេញធម្មពលកាន់តែខ្លាំងដោយបង្កើតជាព្យុះកណ្ដាប់ដៃជាប់គ្នាជាច្រើនពេលនោះគាត់ក៏ប្រមូលកម្លាំងបញ្ចេញក្បាច់កំពូលហាត់រន្ទះផ្គរលាន់5ដំណាក់កាលការវាយប្រហារនេះបុកទង្គិចយ៉ាងខ្លាំងធ្វើឲ្យឈិនសានហោះប៉ាងចេញពីសង្វៀនតែម្ដង នាយកសាលានិងគ្រូម្នាក់ទៀតភ្ញាក់ផ្អើលនឹងទេពអក្សររបស់លីវដោយគិតថាស៊ូហុងនឹងគ្មានសង្ឃឹមតតែសោះក្នុងវគ្គប្រេះព្រាត់ ពួកគាត់មិនបានដឹងទេសពតែគ្រូទី3ដែលចូលមកឲ្យហៀបភ្នាល់លុយ50ពាន់លើស៊ូហុងព្រោះគាត់មិនល្ងងឡើយ ការប្រកួតផ្ដាច់ព្រាត់ចាប់ដើមលីវប៉ះជាមួយស៊ូហុងដែលមានលេខដំណាំ666 ភ្លាមនោះលីវចាប់ដើមនិយាយឌឺដងថាស៊ូហុងគ្រាន់តែសំណាងទើបអាចឡើងមកដល់វគ្គនេះបានចំណែកស៊ូហុងវិញធ្វើមុខធុញទូទីបំផុតជួបគូប្រកួតមិនអន់ក៏ដោយ អានោះនៅតែអួតថាខ្លួនជាលេខ1ដែលជាកំហុសឆ្គងខ្លាំងណាស់ ក្រោយពីឌីលថ្មរួចគេក៏ស្ទុះទៅមុខដើម្បីបញ្ចប់ការប្រកួតឲ្យលឿនដែលបញ្ចេញក្បាច់កំពូលប្រចាំត្រកូលដើម្បីបង្ហាញពីភាពខុសគ្នារវាងពួកគេ ទស្សនិកជនទាំងអស់គិតថារឿងនេះចប់ហើយស៊ូហុងច្បាស់ជាចាញ់មិនខាន
ផ្នែករបស់ស៊ូហុងចាប់ផ្ដើមបញ្ចេញពន្លឺធម្មពលយ៉ាងខ្លាំងក្លាហើយគេក៏ប្រមូលកម្លាំងដៅមួយដៃត្រៀមសាកល្បងដែនកំណត់ថ្មីរបស់ខ្លួនជំនួសឲ្យការគេបែកជាវាយបោះវិញស្របពេលដែលអ្នកមើលស្រែកអង្វរអាញាកដាលឲ្យជួយគេក្បាច់ទាំងពីរទង្គិចគ្នាបង្កើតរលកសម្លេងដ៏ធំកដាប់ដៃពួកគេប៉ះគ្នាយ៉ាងខ្លាំងស្ទើរតែអាចបំបែកខ្យល់អាកាសបានឯលីទូវិញស្រឡំកាំងតែម្ដងស៊ូហុងបានទប់ក្បាច់កម្ពូលនេះដោយកដាប់ដៃធម្មតាត្រឹម5ដងប៉ុណ្ណោះកដាប់ដៃជាច្រើនត្រូវបានវាយទៅមកយ៉ាងលឿនស្លេវធ្វើឲ្យយូលីទូសង្ស័យថាតើគេកំពុងវាយជាមួយបិសាចដែលមានកដាប់ដៃឬយ៉ាងណាពួកគ្រូនៅទីនោះពិតជាអស់ស្ទះតែម្ដងព្រោះស៊ូហុងអាចទប់ទល់ក្បាច់កម្ពូលដោយប្រើត្រឹមកម្លាំងបាយសុទ្ធសាធរឿងនេះធ្វើឲ្យនាយកសាលាសន្និដ្ឋានយ៉ាងច្បាស់ថាគេពិតជាមានកាយសម្បទាពិសេសមែនគាត់ពិតជាឆ្លាតណាស់ដែលរកឃើញទេពកោសល្យនេះប៉ុន្តែគ្រូម្នាក់ទៀតព្យាយាមបញ្ចេញមតិថាលីវនៅតែមានព្រៀបលើគុណលក្ខណៈដដែលតើមែនទេពេលស៊ូហុងវាយគេឲ្យអូសជើងពេញសង្វៀនលីវក៏ក្តៅក្រហាយយ៉ាងខ្លាំងគេប្រមូលកម្លាំងស្រែកឡើងថាមានតែគេម្នាក់ប៉ុណ្ណោះដែលត្រូវឈ្នះរួចគេស្ទុះទៅមុខទៀតដោយបង្ខំឲ្យស៊ូហុងលុតជង្គង់ចុះស៊ូហុងគ្រាន់តែដកដង្ហើមធំគិតថាចង់សាក់កម្លាំងបន្តិចតែគូប្រកួតរបស់គេបែរជាយំមែនទែនលឿនពេកដោយសារតែលីវបញ្ចេញអស់ពីសមត្ថភាពគេក៏សម្រេចចិត្តលេងមែនទែនដែរបញ្ចេញក្បាច់បញ្ចូលគ្នារវាងរន្ទះនិងភ្លើងដើម្បីផ្ដល់ការគោរពដល់គេតែមុខលីវស្លេកតែម្ដងវាដឹងថាស៊ូហុងក៏អាចបញ្ចេញធម្មពលបានដែរនាយកសាលានិងសហការីគាត់ស្ទើរតែត្រូវឆក់ដោយសារតែធម្មពលដែលចេះចេញពីលើសង្វៀនពួកគាត់ស្រែកឡើងថាក្មេងនេះមានកាយសម្បទាពិសេសនិងចេះក្បាច់រន្ទះទៀតវាពិតជាគួរឲ្យខ្លាចណាស់ការវាយប្រហាររបស់ពួកគេបុកគ្នាបង្កើតជាបន្ទុះធម្មពលដ៏ធំលីទូភ័យញាក់ខ្លួនពេលដឹងថារន្ទះរបស់ស៊ូហុងខ្លាំងជាងធាតុដៃរបស់ខ្លួនស៊ូហុងញញឹមចង់មាត់ឲ្យប្រាប់ថាដល់វេនគេបញ្ចេញក្បាច់សម្ងាត់ម្ដងហើយស៊ូហុងប្រមូលកម្លាំងក្បាច់ហាត់រន្ទះ9ដំណាក់កាលត្រៀមបញ្ចប់ការប្រកួតនេះក្បាច់ពេលប្រហារនេះបានផ្ដួលលីទូដល់ដីជាមួយកដាប់ដៃដ៏លឿនស្លេវគេបានត្រឹមស្រែកទាំងភ្ញាក់ផ្អើលថាបានឃើញក្បាច់9ដំណាក់កាលដ៏អស្ចារ្យទុកឲ្យស៊ូហុងឈរយកជ័យជំនះលើសិស្សលេខ1ប្រចាំសាលាគ្រូនៅកន្លែងអង្គុយមើលឯនោះវិញនឹងគ្នាគៀងនិយាយលេងចេញរួចពួកក៏ភ្ញាក់ផ្អើលពេលដឹងថាក្បាច់គេអស្ចារ្យឯនាយកសាលាក៏វេកញែករឿងចេញស៊ូហុងគឺជាក្មេងទេពកោសល្យដែលគាត់កំពុងតាមរកឯសហការីរបស់គាត់បានត្រឹមញញឹមព្រោះដឹងថាក្មេងនេះនឹងទៅក៏ក្រៅជំរំហ្វឹកហាត់មិនខានចំណែកកំឡោះសង្ហាយើងកំពុងសម្រាកយ៉ាងរំភើយដូចនាគរាជនៅក្នុងស្រះដ៏តូចចង្អៀតមួយអញ្ចឹងនាយកសាលាកំពុងរៀបផែនការអនាគតដោយគិតថានេះជាឱកាសល្អដើម្បីឈានទៅកាន់កម្រិតកំពូលល្ងាចនោះស៊ូហុងបានត្រឡប់ទៅផ្ទះវិញពេលញ៉ាំបាយពូរបស់គេក៏សួរពីលទ្ធផលប្រឡងហើយគេឆ្លើយយ៉ាងរំភើយថាគេទទួលបានលេខ1ដែលធានាកន្លែងមួយនៅជំរំហ្វឹកហាត់ប៉ុន្តែការអបអររបស់ពួកគេត្រូវបញ្ចប់ដោយសារសំឡេងគោះទ្វារភ្លាមមួយរំពេចស្ត្រីតែងខ្លួនសំរុំម្នាក់នៅខាងក្រៅកំពុងសួររកផ្ទះរបស់ស៊ូហុងដូច្នេះគេក៏បើកទ្វារដោយមិនដឹងថានាងជានរណាឡើយគាត់ប្រាប់ថាខ្លួនជាម្ដាយរបស់សាលី4ហើយមកទីនេះដើម្បីពិភាក្សារឿងកន្លែងអង្គុយរួចគាត់ដាក់លុយម្ដុំមកស្នើទិញអនាគតគេក្នុងតម្លៃត្រឹម30,000ស៊ូហុងនិងគ្រួសារពិតជាបង្ហាញអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំងចំពោះទង្វើនេះពេលឃើញពួកគេស្ងាត់គាត់ក៏បំភ័យថានៅទីនោះមានមនុស្សស្លាប់ណាស់ពិតជាពូកែបញ្ចុះបញ្ចូលមែនណាម៉ាដាមគាត់បន្តអួតថាជំរំនេះសម្រាប់តែជនអស្ចារ្យហើយគេគួរតែបោះបង់ចោលដែលនេះធ្វើឲ្យមីងរបស់គេភ័យហើយសួរថាវាពិតជាគ្រោះថ្នាក់មែនឬអត់ពូរបស់គេព្យាយាមលួងលោមគាត់ឲ្យស្ងប់ចិត្តខណៈស៊ូហុងធ្វើមុខធុញទ្រាន់នឹងការសន្ទនានេះទាល់តែសោះរួចពូរបស់គេងាកមកសួរស៊ូហុងថាអាចធានាសុវត្ថិភាពខ្លួនឯងបានទេហើយកំឡោះយើងក៏ឆ្លើយយល់ព្រមមួយម៉ាត់យ៉ាងជឿជាក់រួចពូក៏ប្រាប់ស្ត្រីនោះថាគាត់ទុកចិត្តគ្រួសារគាត់ខ្លាំងជាងមនុស្សចម្លែកមិនស្គាល់មុខមុននឹងចង្អុលទៅទ្វារប្រាប់ឲ្យគាត់ចេញពេលដើរចេញគាត់រអ៊ូថាទោះយ៉ាងណាគង់តែត្រូវគេទម្លាក់ដដែលពិតជាថ្លៃថ្នូរណាស់ក្រោយគាត់ចេញបាត់ស៊ូហុងសុំទោសដែលមិនបានប្រាប់ពីគ្រោះថ្នាក់តែពួកគេគ្រាន់តែលើកមេដៃសន្យាថាគ្រួសារនឹងគាំទ្រគេពេញទំហឹងមីងគាត់និយាយកាត់ថាពួកគាត់មិនខ្វល់ពីរាំងទេសំខាន់គឺគាត់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពចំណែកស៊ូហុងគ្រាន់តែញញឹមហើយសន្យាថាខ្លួននឹងមិនអេកនោះទេយប់នោះគេឈរលើដំបូលអគារសម្លឹងមើលទីក្រុងដោយគិតដល់ការគាំទ្រពីគ្រួសារហើយគេពិតជាមិនអាចធ្វើឲ្យពួកគាត់ខកចិត្តជាដាច់ខាតគេបានផ្ទាំងប្រព័ន្ធហើយឃើញថាពិន្ទុ285គឺមិនទាន់គ្រប់គ្រាន់ឡើយគេសម្រេចចិត្តទម្លាក់ពិន្ទុទាំងអស់លើកម្លាំងកាយដើម្បីត្រៀមប្រឈមជាមួយសត្វចម្លែកនៅជំរំសារលោតឡើងប្រងព្រាតពេលគេបង្កើនធម្មពលរាងកាយដែលបានលោតដល់ 64.6% ធ្វើឲ្យគេឆ្ងល់ថាតើនឹងមានអ្វីកើតឡើងបន្តទៀតស្រាប់តែគេសម្គាល់ឃើញថាវិជារន្ទះនិងភ្លើងរបស់គេបានលោតដល់ level 2 ភ្លាមគេទើបដឹងថាការវឹកហាត់ផ្ទាល់គឺគ្រប់គ្រាន់សម្រាប់ឡើង level ដោយមិនចាំបាច់ប្រើពិន្ទុឡើយដោយមានគោលដៅថ្មីស៊ូហុងសម្រេចចិត្តសម្ងំហ្វឹកហាត់ឡើងមួយកម្រិតទៀតមុនចូលជំរំព្រឹកឡើងក៏បានមកដល់វាដល់ពេលដែលត្រូវចេញដំណើរហើយគេបើកភ្នែកឡើងយ៉ាងសោកស្ដាយក្រោយហាត់ពេញមួយយប់ហើយទទួលបានផលព្រោះវិជាទាំងពីរឡើងដល់កម្រិត3ទៅហើយផ្ទាំងប្រព័ន្ធបង្ហាញពីការបង្កើនធម្មពលឈាមដែលឥតគិតថ្លៃទៀតផងពិតជាមិនធម្មតាទេពេលគេចេញដំណើរមីងគាត់បានទ្រង់សុំឲ្យគេថែរក្សាខ្លួនឲ្យល្អប៉ុន្តែពូគាត់បែរជារំភើបហើយប្រាប់ឲ្យគេទៅយកជ័យជំនះឲ្យបានពូញ័រខ្លួនព្រោះតែបារម្ភខ្លាំងពេលស៊ូហុងដើរចេញទៅរហូតត្រូវប្រពន្ធចាប់កំហុសបានថាគាត់គ្រាន់តែធ្វើជារឿងមាំតែប៉ុណ្ណោះពូគ្រាន់តែចិត្តទុនសោះចំណែកតួឯងយើងត្រៀមខ្លួនរួចរាល់ដើម្បីប្រឈមមុខនឹងអ្វីបន្តទៀតទឹកមុខគេមុតមមនឹងផ្ដោតអារម្មណ៍ខ្លាំងណាស់មុនពេលមានឡានស្ពតដ៏ថ្លៃមួយគ្រឿងបានមកឈប់ងក់នៅពីមុខគេអ្នកបើកបរនារីដ៏សង្ហាម្នាក់ហៅគេឲ្យឡើងឡានរួចបើកលឿនស្លេវលើផ្លូវធំផ្ដល់ជូនស៊ូហុងនៅការធ្វើដំណើរ VIP ឆ្ពោះទៅកាន់ការប្រកួតធំបន្ទាប់គេសួរប្រធានពីគោលបំណងពិតប្រាកដរួចនេះក៏ទម្លាយដំណឹងអាក្រក់ជាមួយព័ត៌មានសម្ងាត់នៃការប្រកួតនេះការពិតសិទ្ធិដទៃទៀតចិត្តឡើងដល់អ្នកប្រយុទ្ធ level 2ទៅហើយសំបីក្បាច់ខ្សោយបំផុតក៏នៅកម្រិត B ដែរដូច្នេះស្តង់ដារគឺខ្ពស់ខ្លាំងតែម្ដង
ស៊ូហុងញញឹមឲ្យគិតថាប្រព័ន្ធខ្លួនធ្វើឲ្យការរៀនជំនាញជារឿងងាយស្រួលបំផុតប្រធាននិយាយលើកទឹកចិត្តស៊ូហុងថាទេពកោសលរបស់គេអស្ចារ្យណាស់ប៉ុន្តែកាបូបលុយវិញគឺសូន្យ ស៊ូហុងនិយាយអរគុណយ៉ាងស្ងប់ស្ងាត់មិនខ្វល់ពីការប្រមានឡើយដែលធ្វើឲ្យនាងចាប់អារម្មណ៍យ៉ាងខ្លាំងផ្លូវចិត្តក្មេងនេះរឹងមាំណាស់ទោះស្ថិតក្រោមសម្ពាធក្តីឡានបានបើកកាត់ផ្លូវជួបក្នុងឋានឡែនជាកន្លែងជួបជុំផ្សេងៗទៀតធ្វើឲ្យដឹងថាជំរំនេះស្ថិតក្នុងតំបន់បិសាចតែប្រហែលជាគ្មានបញ្ហានោះទេមើលទៅជាកន្លែងសម្បូរទៅដោយពួកបិសាចរហូតដល់ level 7នៃកម្រិតគ្រូកំពូលឯនោះហើយយើងនៅបានឃើញទស្សនវិជ្ជាសត្វព្រៃនៅទីនោះហែកស៊ីគ្នាយ៉ាងសាហាវព្រោះសំបីតែសត្វដែលខ្សោយបំផុតនៅទីនេះក៏កាចជាងកន្លែងផ្សេងទៀតឆ្ងាយណាស់ឡានតូចបន្តដំណើរកាន់តែជ្រៅចូលព្រៃមរណៈខណៈផ្នែកពណ៌ក្រហមជាច្រើនកំពុងសម្លឹងចាំមើលពួកគេពីក្នុងទីងងឹតក្មេងប្រុសពីរនាក់ទៀតចាប់ផ្ដើមភ័យខ្លាចយ៉ាងខ្លាំងប៉ុន្តែស៊ូហុងវិញកំពុងតែក្តៅសាច់ដោយគិតថានេះទើបជាទីកន្លែងសម្រុំសម្រាប់គេនោះទីបំផុតពួកគេបានមកដល់មូលដ្ឋានបែបយោធាព័ទ្ធរបងមួយដែលស្ថិតនៅកណ្ដាលទីរហោស្ថានមើលថ្មីរបស់គេចាប់ផ្ដើមស្ទង់មើលគូប្រជែងដែលមើលទៅសាហាវដូចយកដៃគូធ្វើជាអាហារព្រឹកនិងផឹកសាំងបញ្ចុះយ៉ាងចឹង សិស្សទាំងពីរភ័យលែងហ៊ានមុតកតែស៊ូហុងវិញគ្រាន់តែញញឹមហើយត្រៀមខ្លួនចូលរួមកំសាន្តយ៉ាងពេញទំហឹង សមាធិម្នាក់ការដំបងបានប្រាប់ក្រុមគេថាដល់ពេលត្រូវទៅហើយ តែបរិបពាក់អាវធំម្នាក់បានចេញមុខមកគាត់ដោយប្រកាសថាត្រូវធ្វើតេស្តវាយតម្លៃចូលជាមុនសិនព្រោះវាជាលក្ខខណ្ឌដាច់ខាត ពួកសិស្សធម្មតាចាប់ផ្ដើមរអ៊ូតាន់ពេលពួកកូនអភិជនទាំងនោះធ្វើឲ្យពួកគេត្រូវអង្គុយរងចាំស្របពេលនោះក្បួនឡានដ៏ទំនើបថ្លៃកប់ពពោជាច្រើនគ្រឿងបានបើកមកដល់ខ្លងទ្វារដែលមានមនុស្សមើលទៅខ្ពង់ខ្ពស់ប្រមាណអ្នកចុះមកជាមួយអង្គរៈផ្ទាល់ខ្លួនហើយហ្វូងមនុស្សស្គាល់ពួកគេភ្លាមតែម្ដង ពួកគេជាកំពូលទេពកោសលមកពីត្រកូលអំណាចបំផុតក្នុងក្រុងដែលដើរទម្លុះហ្វូងសិស្សធម្មតាប្រៀបដូចរាជវង្សកំពុងដើរលើកម្រាលព្រំក្រហមយ៉ាងចឹងដែរ នេះបង្កើតភាពខុសគ្នាដាច់ស្រឡះរវាងសិស្សមាននិងសិស្សធម្មតា តែស៊ូហុងបាយជាញញឹមដោយគិតថាទាំងនេះហើយជាកំពូលទេពកោសលដែលខ្លួនគូតែខ្លាចនោះ ស្របពេលគ្រូបង្វឹកដើរទៅមុខដើម្បីប្រកាសពីច្បាប់សម្រាប់ការប្រឡងចូល ការសាកល្បងនេះសាមញ្ញទេជំរំពិតប្រាកដគឺនៅចម្ងាយ30គីឡូម៉ែត្រជ្រៅទៅក្នុងព្រៃមរណៈ ហើយដើម្បីចូលបានអ្នកត្រូវតែសម្លាប់សត្វចម្លែកមួយក្បាលព្រមទាំងយកកាក់ពិសេសពីសាកសពរបស់វាឲ្យបានលក្ខខណ្ឌនេះធ្វើឲ្យមិត្តថ្មីរបស់ស៊ូហុងភ័យស្លន់ស្លោតែម្ដង នោះជាការជូនទៅស្លាប់មិនមែនធ្វើតេស្តទេខណៈទូឯកយើងកំពុងតែកណនាមើលថាតើត្រូវសម្លាប់បិសាចប៉ុន្មានក្បាលទៀតដើម្បីយកបន្ទុកតាមផ្លូវប៉ុណ្ណោះ មានសិស្សសួរថាចុះបើជួបបិសាចដែលវាយមិនឈ្នះចម្លើយគឺអ្នកនឹងត្រូវធ្លាក់ប៉ុន្តែពួកយើងនឹងខំសង្គ្រោះអ្នកឲ្យអស់ពីសមត្ថភាព ធ្វើឲ្យគ្រប់គ្នាចាប់ផ្ដើមរអ៊ូតាន់ដោយគិតថាការតេស្តនេះគឺពឹងផ្អែកលើសំណាងតែប៉ុណ្ណោះតែគ្រូបង្វឹកបានបិទមាត់ពួកគេដោយប្រាប់ទ្រឹស្ដីសាហាវមួយថាជីវិតគ្មានយុត្តិធម៌ទេ លោកគ្រូប្រាប់ថាច្បាប់សមរភូមិគឺគៀបសង្កត់អ្នកខ្សោយនិងជៀសវាងការប្រយុទ្ធជាក់ស្ដែងពិតជាការលើកទឹកចិត្តអស្ចារ្យមែន មានតែម្នាក់ស្លៀកពាក់ធំដុំធ្វើមុខឌឺស្រែកដៀលពួកអ្នកត្អូញត្អែថាជាសម្រាមព្រោះតែភ័យខ្លាចស្រាប់តែមានសិស្សម្នាក់ស្ទុះទៅទល់មុខភ្លាមហើយឌឺឲ្យនិយាយម្ដងទៀតមើល តែគ្រូបានប្រាប់ថានៅទីនេះហាមវាយគ្នាតែបល្ល័ង្កភ្នំគឺសេរីតែម្ដង អញ្ចឹងហើយពួកគេទាំងពីរក៏សម្លឹងមុខគ្នាដោយមិនចេញធម្មគោលនិងសន្យាថានឹងវាយគ្នានៅពេលក្រោយ ស៊ូហុងយកច្បាស់ពីច្បាប់នេះគឺជាការប្រកួតដ៏ព្រៃសៃបំផុតតែសម្រាប់គេនេះគឺជាឱកាសដ៏ល្អក្នុងការស្វែងរកបន្ទុកប្រព័ន្ធ គ្រូក៏ចាប់ផ្ដើមកម្មវិធីជាផ្លូវការដោយប្រាប់ឲ្យគ្រប់គ្នាចាប់ផ្ដើមចេញដំណើរភ្លាមនោះសិស្សទាំងឡាយក៏បានប្រជែងគ្នារត់ចូលទៅក្នុងព្រៃយ៉ាងលឿនដើម្បីដណ្ដើមយកឱកាសល្អមុនគេ ហ្វូងមនុស្សបានបែកគ្នាទៅជាក្រុមតូចៗនិងរៀងៗខ្លួនយ៉ាងលឿនហើយគូសត្រូវទាំងពីរមុននេះក៏ចាប់ផ្ដើមឈ្មោះវាប្រហារគ្នាភ្លាម ការប្រយុទ្ធរបស់ពួកគេចាប់ផ្ដើមឡើងដោយការប៉ះទង្គិចគ្នានៃធម្មពលភ្លើងនិងទឹកកម្នាក់ម៉ាត់ចេញភ្លើងចំណែកម្នាក់ទៀតខំប្រឹងទប់ទល់យ៉ាងខ្លាំង ការប្រយុទ្ធរបស់ពួកគេពោពេញដោយសកម្មភាពព្រើលនិងធម្មពលបែកផ្កាភ្លើងតែពួកគេផ្ដោតអារម្មណ៍ខ្លាំងពេករហូតមិនដឹងថាមានគេលួចមើលពីលើដើមឈើដែលស៊ូហុងកំពុងវិតម្លៃក្បាច់គុនថាអន់មែនតែន ដោយគិតថាមិនចំណេញពេលវេលាគេក៏បែរទៅប្រមាញ់បបបិសាចវិញ ចំណែកឯខាងក្រោមវិញអាកូនអ្នកមាននៅតែអួតពីគេឈ្មោះគ្រួសារហើយឌៀលគេថាសម្រាមតែពេលលឺពាក្យឌៀលនេះធ្វើឲ្យស៊ូហុងឈប់ងក់ភ្លាមស្នាមញញឹមដល់ពីសុភុលលីកឡើងដោយគិតថាមានអ្នកយកបន្ទុកមកឲ្យហើយ គេក៏លុតចុះពីលើហើយប្រាប់ឲ្យអ្នកទាំងពីរបញ្ចូលការវាយគ្នាព្រមទាំងសួរថាចង់លេងជាមួយគេវិញទេស្រាប់តែពួកគេរួមដៃគ្នាឌីលគេថាជាសម្រាមដែលមករំខាន ស៊ូហុងក៏បញ្ជាក់សំណើរបស់ខ្លួន ពួកគេគួរតែឈប់វាយគ្នាហើយងាកមកវាយគេព្រមគ្នាវិញដែលនេះធ្វើឲ្យម្នាក់ខឹងយ៉ាងខ្លាំងហើយស្ទុះទៅរករឿងតែម្ដង ស៊ូហុងមិនចំណាយពេលយូរឡើយគេបានទាត់មួយជើងយ៉ាងខ្លាំងធ្វើឲ្យកំឡោះនោះហោះខ្ទាទៅក្រោយ ហេតុការណ៍នេះធ្វើឲ្យអាកូនអ្នកមានភាំងស្មារតីព្រោះពួកគេគួរតែមានកម្រិតស្មើគ្នាមុនពេលគេក៏ទាន់ស៊ូហុងចូលមកដល់ព្រមទាំងនិយាយថាដល់វេនឯង ហើយទឹកមុខ A1 នេះគឺ slon slow ខ្លាំងមែនទែន មុនពេលគេត្រូវដំបងវាយចំមុខដាវនេះក៏ត្រូវវាយសលប់ឈឹងបាត់ទៅដោយទុកឲ្យស៊ូហុងឈរអប់រំពួកគេដែលកំពុងសលប់ពីការមើងងាយគេ ចំណែកឯពួកគ្រូកំពុងមើលសកម្មភាពនេះតាមអេក្រង់ហើយឆ្ងល់ថាតើក្មេងនេះជានរណាទៅតែអ្នកដឹកនាំថាពួកគេមិនទាន់ចាញ់ទេគ្មានការហៅជំនួយគ្មានការធ្លាក់ឡើយងាកមកក្នុងព្រៃវិញលោក កូនអ្នកមានចាប់ផ្ដើមដឹងខ្លួនកាន់មុខហើយត្អូញត្អែពីភាពឈឺចាប់សូមស្វាគមន៍មកកាន់ពិភពលោកពិតៗអាប្អូន គេស្ទុះរត់ចេញភ្លាមដោយប្រាប់ឲ្យស៊ូហុងនៅឲ្យឆ្ងាយព្រមទាំងស្រែកថាមួយជីវិតនេះគេមិនដែលអាម៉ាស់បែបនេះទេ សត្រូវរបស់គេក៏ខឹងដូចគ្នាដោយបន្តថាចាញ់ព្រោះតែមើលស្រាកំឡោះយើង មួយសន្ទុះពួកគេសម្លឹងគ្នាដោយកែវភ្នែកអ្នកចាញ់យ៉ាងម៉ាស់រឿងដែលគួរឲ្យភ្ញាក់ផ្អើលគឺពួកគេបែរជាសុំទោសគ្នាទៅវិញ មិត្តភាពកើតឡើងតាមរយៈការត្រូវគេវាយពួកគេដើរគៀកស្មាគ្នារៀបផែនការសងសឹកដូចតួកាយក្នុងតុក្កតាចឹង ស៊ូហុងមិនខ្វល់តទៅសោះគេបានត្រឡប់មកវឹកហាត់លំពេងបណ្ដើរត់បណ្ដើរ ការផ្ដោតអារម្មណ៍គេគឺឆ្ពោះទៅរករង្វាន់ធំបាត់ទៅហើយគេក៏រកឃើញគោលដៅបន្ទាប់ជាហ្វូងជ្រូកព្រៃកយៈហើយពួកវាមើលទៅខឹងនឹងវត្តមានរបស់គេមែនទែន
ចឹងឯងកំឡោះយើងក៏លួចចូលទៅវាយប្រហារដល់មិនបាយគិតច្រើនព្រមទាំងបញ្ចេញធម្មពលរន្ទះទៅលើសត្វទាំងនោះយ៉ាងងាយស្រួលបន្ទាប់មកគេក៏ឆែកមើលផលចំណេញទើបដឹងថាប្រព័ន្ធកាន់តែកំណាញ់បន្ទុដោយសារពីនេះគេកាន់តែខ្លាំងគេក៏ងាកមកបដោតលើគោលដៅដើមវិញដោយចាប់ដើមរឿងកកាយសាកសពសត្វទាំងនោះដើម្បីរករបស់របរប៉ុន្តែបែរជាមិនទទួលបានអ្វីសោះសូម្បីតែកាក់មួយក៏គ្មានដែរធ្វើដំណើរលឿនអស់កន្លះម៉ោងគេនៅតែរកហើយឆ្មោះថាតើពួកបិសាចកម្រិតទៀតទាំងនោះបាត់ទៅណាអស់ភ្លាមនោះមានខ្លាខ្មៅយ៉ាក់មួយលោតសង្គ្រប់គេពីលើហើយស៊ូហូពិតជារំភើបណាស់ទីបំផុតបានប្រយុទ្ធមែនតែនហើយគេក៏តបតដោយចាក់ចង្អុលដៃពន្លឺពណ៌ខៀវចំមុខធ្វើឲ្យសត្វនោះធ្លាក់បោកដីមុនពេលវាងើបរួចគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារចុងក្រោយដោយយកលំពេងចាក់ចំកណ្ដាលភ្នែករបស់វាយ៉ាងសាហាវបំផុតពេលខ្លាំងងាប់គេទទួលបានការដំឡើងបន្ទុកយ៉ាងច្រើនគេមានអារម្មណ៍ល្អមែនទែនបន្ទាប់មកក៏ដល់វគ្គគួរឲ្យខ្មើមគឺកកាយរករង្វាន់ក្នុងពុះវាហើយគេពិតជាបានរកឃើញកាក់ឈាមដែលជាបេសកកម្មជោគជ័យបន្ទាប់ពីសម្លាប់អស់3ម៉ោងស៊ូហុងក៏ទៅមើលសត្វខ្លាំងៗគឺកម្រមានចំណែកសត្វខ្សោយមានគ្រប់កន្លែងហើយគេក៏បានដឹងយ៉ាងលឿនថាការប្រមាញ់សត្វតូចៗគឺងាយបានបន្ទុកជាងដូច្នេះផែនការថ្មីគឺយកបរិមាណធ្ញះគុណភាពដល់ពេលត្រូវបើកវគ្គកិនយកកន្ទុះហើយដោយសល់ពេល5ម៉ោងគេក៏ត្រឡប់ទៅរបស់អ្នកថ្មីដើម្បីឡើងកម្រិតជាកន្លែងដែលសត្វព្រៃកំពុងត្រូវគេហែកជាចំណែកហើយហ្វូងជ្រូកព្រៃកំពុងរត់ភ័យស្លន់ស្លោពីខ្លាឃ្នុំយក្សដ៏កាយសាហាវមួយដែលបានមករំខានការប្រមូលផលរបស់គេស៊ូហុងគ្រាន់តែគិតពីការវិញដ៏សាហាវបំផុតយ៉ាងងាយស្រួលបន្ទាប់មកគាត់ក៏ប្រមូលធម្មពលកណ្ដាប់ដៃភ្លើងរបស់គាត់ត្រៀមខ្លួនប្រយុទ្ធពេញទំហឹងក្រោយពីប្រឹងហ្វឹកហាត់យ៉ាងយូរគាត់បញ្ចេញកណ្ដាប់ដៃភ្លើងដ៏ធំហោះសម្ដៅសត្វនោះឲ្យខ្លាឃ្នុំនោះអាចត្រឹមស្រ័យពេលត្រួយភ្លើងក្ដៅវាយចំមុខពេញទំហឹងផ្នែកវាឆ្លោះបញ្ចាំងពីក្តីវិនាសយឺតពេលបន្តិចទៅហើយការប៉ះទង្គិចនេះពិតជាសាហាវខ្លាំងណាស់ការវាយចំក្បាលពេញទំហឹងនេះបានធ្វើឲ្យសត្វដ៏ធំនោះហោះខ្ទាតទៅបុកដើមឈើបន្លឺសម្លេងបាក់ឆ្អឹងយ៉ាងរន្ធត់តួប្រឡាក់ឈាមពេញខ្លួនតែស៊ូហុងមានអារម្មណ៍ល្អណាស់កម្លាំងសុទ្ធកំពុងដំណើរការល្អហើយផ្ទាំងប្រព័ន្ធរបស់គាត់ក៏បញ្ជាក់ពីនេះដែររាយការណ៍គាត់ឡើងជាង 60% ហើយបន្ទុកក៏កើនឡើងតែសល់ត្រឹម3ម៉ោងទៀតទេសម្រាប់ការបង្កើនកម្រិតរបស់គាត់នេះពេលនោះស្រាប់តែមានសម្លេងក្រហឹមយ៉ាងខ្លាំងបន្លឺឡើងពេញជួរភ្នំស៊ូហុងឈប់ស្ងៀមដោយឆ្ងាស់ថាតើសម្លេងឈ្គត់យកអ្វីទៅទើបងើបមុខឡើងឃើញស្ដេចសត្វថ្មមាសដ៏អស្ចារ្យមួយកំពុងចុះពីលើមេឃចប់រឿងវ៉ែសត្វតូចៗហើយសត្វថ្មមាសនេះចុះមកយ៉ាងអស្ចារ្យមើលទៅពិតជាគួរឲ្យខ្លាចណាស់ស៊ូហុងស្ទើរតែឈរមិនជាប់ទប់ទល់នឹងរលកកម្លាំងពីការបក់ស្លាប់មួយដងរបស់វាដើមឈើធំៗបាក់ដូចមែកឈើតូចៗដោយសារកម្លាំងនោះធ្វើឲ្យក្មេងប្រុសយើងបញ្ញាប់រកកន្លែងពួនព្រោះវាលើសពីកម្រិតរបស់គាត់ហើយនេះជាការដាស់តឿនដ៏សាហាវមួយនៅទីនេះគាត់គ្រាន់តែជាសំអោចប៉ុណ្ណោះតែគាត់ស្រាប់តែឃើញអ្វីផ្សេងកំពុងកាត់ឡើងនៅលើមេឃសត្វថ្មនេះហាក់ដូចជាកំពុងសម្លឹងទៅដុំពន្លឺតូចមួយមិនមែនពួកសះទេចេញពីពន្លឺនោះបរោះចំណាស់ដ៏ខ្លាំងម្នាក់បានលេចមុខឡើងប្រាប់ឲ្យសត្វនោះថយចេញវិធីចរចាគាត់គឺងាយៗយកព្រមជាមួយគាត់ឬត្រូវគាត់វាយឲ្យស្លាប់ការប៉ះទង្គិចធម្មពលមាសបានផ្ទុះឡើងពេលអ្នកខ្លាំងទាំងពីរប្រយុទ្ធគ្នាហើយសត្វនោះបានស្រែកយ៉ាងឈឺចាប់ដែលធ្វើឲ្យបរោះចំណាស់នោះធុញឋាននឹងរអ៊ូថាវាលឺខ្លាំងពេកបន្ទាប់មកគាត់ក៏ចាប់ដើមវាយសត្វបក្សីយ៉ាក់នោះយ៉ាងខ្លាំងដោយក្តាប់ដៃជាច្រើនហើយវាយចំមុខរបស់វាពេញទំហឹងតែម្ដងបុរសឈ្មោះឈៀនធានលីនេះបានប្រាប់សត្វថ្មឲ្យចេញទៅព្រោះគាត់កំពុងខ្ចីដីនេះសិនក្រោយការគម្រាមចុងក្រោយសត្វនោះក៏ដកថយទៅនេះពិតជាការដេញចេញមែនឈៀនធានលីញញញចុងមាត់ពេញចិត្តនឹងការកម្ដៅសាច់ដុំនេះឬក៏ប្រកាសថាគាត់ជាគ្រូធំកម្រិត7ហើយការប្រឡងបន្តទៀតហាមភ័យស្លន់ស្លោស៊ូហុងឈោកយ៉ាងនិយាយលេងចេញជាមួយនឹងការបង្ហាញកម្លាំងដ៏អស្ចារ្យនេះកម្លាំងចិត្តថ្មីបានកាត់ឡើងគាត់បដិញ្ញាថានឹងឈានដល់កម្រិតនោះឲ្យបានដូចគ្នាក្រោយការកម្ដៅសាច់ដុំនោះឈៀនធានលីបានចូលមកជំរុំដោយប្រាប់យ៉ាងធម្មតាថាសត្វនោះត្រូវការការបញ្ចុះបន្តិចដើម្បីខ្ចីដីនេះដែលធ្វើឲ្យកូនចៅកម្រិត5របស់គាត់ស្ងើចសរសើរកម្លាំងគាត់យ៉ាងខ្លាំងគ្រូធំមិនខ្វល់ទេព្រោះគាត់ចង់ដឹងថានរណាឆ្លងផុតការសាក់លបងសម្ពាធនេះខ្ញុំមិនទោះបញ្ជាអេក្រង់បានបង្ហាញពីភាពបរាជ័យជាច្រើនអ្នក សិស្សជាច្រើនបានសន្លប់ឈឹងតែមានក្មេងម្នាក់បានតាក់ទាញចំណាប់អារម្មណ៍គាត់ដោយនៅឈរបន្ទាប់ពីវាយខ្លាមួយចំនួនហើយជំនួយការគាត់បញ្យល់ថានោះជាកូនប្រុសចៅវាយក្រុងជាក្មេងពូកែម្នាក់ក្នុងចំណាំរាប់រយនាក់សាមណៈទៀតក៏លេចមុខជាក្មេងប្រុសដែលទើបរត់ចេញពីតំបន់គ្រោះថ្នាក់អមដោយក្មេងស្រីម្នាក់ដែលប្រើខែផ្លូវចិត្តការពារកម្លាំងនោះក្មេងពូកែទាំង3នេះច្បាស់ជាកម្ពស់ក្នុងការប្រឡងឬក៏ពួកគេគិតតែឯងឈៀនធានលីមិនភ្ញាក់បើទេដោយឆ្ងល់ថាមិនក៏សតែកូនអ្នកមានអំណាចអញ្ចឹងឮថាសិស្សធម្មតាសុទ្ធតែខ្សោយគាត់បំរុងនឹងថាទីក្រុងនេះអន់ទៅហើយរហូតដល់បុគ្គលិកម្នាក់របស់គាត់ស្រែកយ៉ាងភ្ញាក់ផ្អើលពេលមើលអេក្រង់មួយទៀតលើអេក្រង់ស៊ូហុងកំពុងវាយកាប់សម្លាប់សត្វចម្លែកធ្វើដោយសត្វថ្មនោះគ្រាន់តែជាខ្យល់បក់ចំណែកគ្រូស្រីម្នាក់នោះនិយាយលេងចេញដោយហៅក្មេងនេះថាជាបិសាចតែម្ដងឈៀនធាលីបព្យាយាមធ្វើខ្លួនធម្មតាដោយប្រាប់នាងឲ្យស្ងប់អារម្មណ៍ប៉ុន្តែដៃគូរបស់នាងកំពុងតែស្រឡាញ់កាំងដូចគ្នានៅក្បែរនោះដែរបុរសចំណាស់នេះស្ដីបន្ទោសកូនចៅកម្រិត5ថាធ្វើខ្លួនដូចក្មេងថ្មីដែលគាត់កំពុងលាក់ការភ្ញាក់ផ្អើលសោះតែក្នុងចិត្តគាត់ស្រែកថាក្មេងនេះមនុស្សទេនឹងប្រវត្តិស៊ូហុងបញ្ជាក់ថាត្រូវគ្នា 100% គ្រប់មុខកម្លាំងប្រយុទ្ធលើកម្រិតរបស់គេឆ្ងាញ់ណាស់ជាសត្វចម្លែកពិតៗគូបាឈៀនធានលីពិតជាគាំងបាត់ទៅហើយក្មេងនេះជាបិសាចដែល1000ឆ្នាំមានម្ដងហើយក្នុងចិត្តគាត់គិតថាគាត់រកឃើញមីហើយដូចត្រូវឆ្នោតបានអ្នកមានទេពកោសល្យអញ្ចឹងតែជំនួយការគាត់បានបង្ហាញការពិតមួយទិន្នន័យប្រព័ន្ធរបស់ស៊ូហុងគឺអន់ណាស់សម្រាប់អ្នកពូកែនេះរត់តែធ្វើឲ្យគ្រូធំរំភើបពេលដឹងថាក្មេងយើងកំពុងហ្វឹកហាត់ក្បាច់គុណដល់ទៅ7ក្នុងពេលតែមួយកូនចៅម្នាក់មកកាត់ផ្ដាច់អារម្មណ៍ដោយប្រាប់ថាអ្នកដែលនៅរស់កំពុងមកដល់គាត់ក៏ទៅទទួលក្មេងពូកែទាំង3ដែលសម្ដែងការគោរពដល់គាត់ស្របពេលនោះសិស្សផ្សេងទៀតដើរចូលមកមើលទៅដូចទៅរួចជីវិតពីសង្គ្រាមអញ្ចឹងក្រោយពេល7ម៉ោងកន្លះឈៀនធានលីចាប់ផ្ដើមធុញដោយថាអ្នកនៅក្រៅគឺសិតតែខ្សោយលើកលែងស៊ូហុងចេញដែលគាត់កំពុងភ័យខ្លាចថាអាចនឹងវង្វេងបាត់ទៅហើយស្របពេលនោះមានមនុស្សម្នាក់បានលេចមុខចេញពីព្រៃយ៉ាងយឺតយ៉ាវ
ស៊ូហុងដើរចូលមកទាំងប្រឡាក់ឈាមហើយនិយាយធម្មតាថាគាត់រវល់វាយសัตว์ពេកទើបភ្លេចមើលមកអ្នកផ្សេងទៀតបានត្រឹមសម្លឹងមើលទាំងឆ្ងល់ថាគាត់សម្លាប់អ្វីខ្លះទើបខ្លាចជាបែបនេះដោយគ្មានស្នាមរបួសសោះហើយមើលចោលថានរណាមកទីនេះតួអាក្រក់ប្រចាំរឿងរបស់យើងនៅតែខឹងហើយលួចរៀបចំផែនការសងសឹកពីចម្ងាយដដែលសូម្បីតែកម្ពុជាសពកែក៏មានការស្ញប់ស្ញែងដែរដោយឃើញគេប្រើប្រាស់ពេលវេលារហូតដល់វិនាទីចុងក្រោយបំផុតទីបំផុតគ្រូបង្ហាត់ម្នាក់បានប្រកាសអស់ម៉ោងដោយជំរុះចោលជាផ្លូវការនៅអ្នកដែលនៅសេសសល់ក្នុងព្រៃរួចក៏ចាប់ផ្ដើមនាំដើរទស្សនាជំរំហ្វឹកហាត់បច្ចេកវិទ្យាខ្ពស់ដ៏ថ្មីសាឡាងរបស់ពួកគេរួមមានទាំងសារគុណមួយដែលមានសម្ភារៈល្អៗបំផុតផងដែរហ្វូងសិស្សនងគ្នាហួរកញ្ជ្រៀវយ៉ាងខ្លាំងពេលឮគេនិយាយពីអាវុធកម្រិត A ឥឡូវនេះចូលដល់ការប្រកួតកម្រិតធំហើយប៉ុន្តែវាមានលក្ខខណ្ឌមួយដោយសារតែរាល់របស់ទាំងអស់ត្រូវទិញដោយប្រើប្រាស់ពិន្ទុរួមចំណែកហើយវិធីតែមួយគត់ដើម្បីរកវាបានគឺត្រូវតែប្រឹងប្រែងបន្ថែមទៀតជាបន្តបន្ទាប់គ្រូបង្ហាត់ម្នាក់នេះបានអនុញ្ញាតឲ្យសិស្សចេញដោយប្រាប់អ្នករបួសឲ្យសម្រាកហើយអ្នកដែលមានសុខភាពល្អត្រូវបន្តការហ្វឹកហាត់របស់ពួកគេហើយសូហងពិតជារំភើបដែលទទួលបានបង្ពប់ឯកជនមួយដែលស័ក្តិសមបំផុតសម្រាប់ការបង្កើនកម្រិតថាមពលដោយសម្ងាត់ដោយមិនមកអង្គយូគេក៏អង្គុយចុះហើយប្រើពិន្ទុទាំង354ដែលខំរកបានយ៉ាងលំបាកដើម្បីបង្កើនថាមពលរាងកាយដែលធ្វើឲ្យស្ថិតិការរាងកាយធម្មតារបស់គេកើនឡើងហួសពី 90% នៅក្នុងពន្លឺថាមពលពណ៌ក្រហមដ៏ចែងចាំងគេឡើងដល់ 100% ដែលបណ្ដាលឲ្យប្រព័ន្ធវិវត្តខណៈពេលដែលភ្នែករបស់គេចាប់ផ្ដើមបញ្ចេញពន្លឺគួរឲ្យខ្លាចក្បោះក្បាច់សូគាដ៏ចម្លែកបានភ្លឺឡើងនៅពេញស្បែករបស់គេខណៈពេលដែលការផ្លាស់ប្ដូរបានឈានដល់កម្រិតកំពូលហើយរលកថាមពលដ៏ខ្លាំងក្លាមួយបានផ្ទុះចេញពីខ្លួនគេធ្វើឲ្យរញ្ជួយពេញមួយបន្ទប់តែម្ដងនៅពេលដែលពន្លឺនោះបានរលត់ទៅវិញគេគ្រាន់តែអង្គុយនៅទីនោះដោយមើលទៅមានភាពស្ងប់ស្ងាត់យ៉ាងចម្លែកគេក្តាប់កណ្ដាប់ដៃដោយមានអារម្មណ៍ថាថាមពលរាងកាយដ៏មហាសាលកំពុងហូរកាត់ខ្លួនគេដែលប្រព័ន្ធបញ្ជាក់ថាវាជារាងកាយ overload ដ៏ថ្មីរបស់គេហើយវាទើបតែមានសក្តានុពល 0% ប៉ុណ្ណោះជាការពិតណាស់រឿងដំបូងបំផុតដែលគេចង់ធ្វើនោះគឺសាក់លបងមើលថាតើពេលនេះគេមានភាពរឹងមាំកម្រិតណាទៅហើយដូច្នេះគេក៏បានចំបាច់លំពេងដ៏គួរឲ្យទុកចិត្តរបស់គេលេងធម្មតាដែលធ្វើឲ្យលោហៈខែងចាប់ដើមវិចនិងប្រេះស្រាំដូចជាមែកឈើតូចមួយនៅក្នុងដៃរបស់គេយ៉ាងចឹងប្រតិកម្មភ្លាមរបស់គេគឺភ័យស្លន់ស្លោខ្លាំងមែនទែនថាតើលំពេងនោះថ្លៃប៉ុណ្ណាទាល់តែគេនឹកឃើញថាគេរកវាបានតែឥតគិតថ្លៃមុនពេលត្រូវប្រឹងប្រែងដើម្បីដំឡើងចំណាត់ថ្នាក់ A ផែនការថ្មីរបស់គេគឺស្វែងរកពិន្ទុជាមួយនឹងឱកាសទម្ងន់ដោយឆ្ងល់ថាតើគេអាចលើកទម្ងន់បានប្រមាណទៅណោពេលនេះនៅពេលមកដល់បន្ទប់ទុកសម្ភារៈគេឃើញបុរសម្នាក់កំពុងតែបញ្ចេញសមត្ថភាពជាមួយនឹងទម្ងន់ 3000 គីឡូក្រាមបាត់ទៅហើយបុរសម្នាក់នេះសូម្បីតែលោតជាមួយនឹងវាដែលធ្វើឲ្យអ្នកទស្សនាទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងសូម្បីតែកម្ពុជាសិស្សពូកែផ្សេងទៀតក៏ស្ញប់ស្ញែងដែរដោយហៅអ្នកលើកទម្ងន់ឈ្មោះវ៉ាងថាំងជោនោះថាជាមនុស្សចម្លែកបំផុតនៅក្នុងបន្ទប់បញ្ជាបុគ្គលិកកំពុងសម្លឹងមើលដោយគាត់សម្គាល់ថាកម្លាំងរបស់គេបានមកពីរាងកាយព្រះដ៏សាហាវដ៏ពិសេសមួយគ្រូបង្ហាត់ស្រីម្នាក់នេះសួរអំពីបញ្ហានៃការហ្វឹកហាត់របស់សូហុងប៉ុន្តែផែនការរបស់ឈីនតាន់លីគឺចង់បណ្ដោយឲ្យគេបរាជ័យសិនយើងមិនអាចគ្រាន់តែបង្រៀនមនុស្សពូកែបានទេបន្ទាប់មកគាត់សួរជំនួយការរបស់គាត់ថាអ្នកចម្បាំងឆ្មក់វាប្រហារពេលយប់ត្រៀមខ្លួនរួចរាល់ហើយឬនៅហើយបរិះនោះក៏ញញឹមដោយរំភើបក្នុងការលួចវាប្រហារសិស្សដែលកំពុងហត់នឿយវិធីសាស្ត្របង្រៀនដ៏អស្ចារ្យរបស់លោកគ្រូធំម្នាក់នេះគឺឲ្យអ្នកចម្បាំងដែលខ្លាំងជាងវាយកំទេចសូហុងឲ្យខ្ទេចតែម្ដងបុគ្គលិករបស់គាត់មានការរន្ធត់ដោយបារម្ភថាវាអាចនឹងបំបាក់ទឹកចិត្តរបស់ក្មេងនោះប៉ុន្តែគំនិតរបស់ឈិនធានលីគឺសាហាវណាស់ប្រសិនបើគេបាក់ទឹកចិត្តគេគ្រាន់តែជាសម្រាមប៉ុណ្ណោះនៅកន្លែងផ្សេងសិស្សដទៃទៀតកំពុងនាំគ្នារត់ទៅមើលវ៉ាងថាំងឈោវឹកហាត់ដោយទុកឲ្យស៊ូហុងដើរមើលបន្ទប់ឧបករណ៍ដ៏ទទេស្អាតតែម្នាក់ឯងគេបានយកខ្សែដៃខ្លាតវាយមួយសម្រាប់តាមដានបន្ទុកបន្ទាប់មកក៏ងាកទៅរកអាវកាក់ដែលមានទម្ងន់ធ្ងន់គេពិនិត្យមើលជម្រើសដែលមានឡើងរហូតដល់ទម្ងន់ 1500 គីឡូក្រាមយ៉ាងងាយស្រួលអាវកាក់ទម្ងន់10តោននៅលើធ្នើមើលទៅដូចជារឿងឈួតលីលាទាំងស្រង់សម្រាប់គេហើយសូម្បីតែអាវដែលស្រាលជាងនេះក៏វិបាកក្នុងការលើកវាណាស់ទៅហើយប៉ុន្តែបន្ទាប់ពីបានសាក់លបងរត់ជុំវិញបន្ទប់យ៉ាងលឿនស្លេវពី3ជុំគេក៏សម្រេចចិត្តជ្រើសយកអាវកាក់ទម្ងន់5តោនជាចំណុចចាប់ដើមដ៏ស័ក្តិសមមួយស៊ូហុងគិតថាកម្ពុជាសិស្សពូកែផ្សេងទៀតប្រហែលជាកំពុងលើកគំនូនប្រហាក់ប្រហែលគ្នានេះដែរដូច្នេះគេក៏ឈ្មោះទៅកាន់បន្ទប់ទំនាញដើម្បីពិនិត្យមើលវិធីសាស្ត្រហ្វឹកហាត់របស់ពួកគេហ្វូមនុស្សនៅខាងក្រៅកំពុងតែវង្វេងស្មារតីចំពោះវ៉ាងធានអ៊ូដែលពាក់អាវកាក់ទម្ងន់3តោនចូលទៅក្នុងបន្ទប់ហើយពេលនេះកំពុងហ្វឹកហាត់ក្រោមទំនាញផែនដីគុណនឹង2ដែលមានទម្ងន់សរុបដល់ទៅ6តោនឯណោះស៊ូហុងឈោមើលដែរអារម្មណ៍មិនភ្ញាក់ភ្លើតសោះឡើយមើលទៅគេដូចជាវាយតម្លៃរាងកាយព្រះដ៏សាហាវនេះខ្ពស់ពេកឯងស៊ូហុងសម្លឹងមើលបរិះពី3នាក់ដែលកំពុងស្ទាក់ស្ទើរនៅខាងក្រៅបន្ទប់ទំនាញហើយការពិតគឺពួកគេខ្លាចមិនហ៊ានចូលទៅខាងក្នុងដោយបារម្ភថាពួកគេនឹងមើលទៅទន់ខ្សោយមិត្តភ័ក្តិរបស់ពួកគេព្យាយាមនិយាយលើកទឹកចិត្តប៉ុន្តែអំនួតរបស់ពួកគេគឺពិតជាងាយនឹងបាក់ស្រុតខ្លាំងណាស់ដូច្នេះស៊ូហុងគ្រាន់តែដើររំលងពួកគេយ៉ាងរំភើយដើម្បីត្រៀមហ្វឹកហាត់ដែលធ្វើឲ្យហ្វូងមនុស្សទាំងមូលសើចចំអកឲ្យគេថាជាមនុស្សគ្មានគេរខ្មាស់ដោយមិនបានពាក់អាវកាក់ទម្ងន់កំណោះយើងធ្វើមិនដឹងមិនលឺចំពោះពួកគេហើយបោះជំហានចូលទៅក្នុងកន្លែងបច្ចេកវិទ្យាខ្ពស់ដ៏កម្រមួយដោយគេគណនាថាអាវកាក់5តោនក្រោមទំនាញ 1.5 ដងគឺមានទម្ងន់ដល់ទៅ 7.5 តោនគេបានកំណត់កម្រិតវាត្រឹម 1.5 ដងដើម្បីឲ្យគេអាចទ្រាំបានយូរហើយនៅពេលដែលវាចាប់ផ្ដើមដំណើរការទម្ងន់ដ៏ធ្ងន់នោះគឺស្ទើរតែធ្វើឲ្យគេឈរលេងចង់រួចទៅហើយនៅខាងក្រៅពួកអ្នកចាំមើលកំពុងសប្បាយអស់ហើយនាំគ្នាសើចចំអកឲ្យក្មេងដែលខ្សោយបំផុតនេះប៉ុន្តែស៊ូហុងយល់ថាសម្ពាធដ៏ខ្លាំងក្លានេះតាមពិតទៅកំពុងតែពន្លឿនការដាំដុះរបស់គេទៅវិញ
2 ម៉ោងក្រោយមកគេនៅតែបន្តប្រឹងប្រែងយ៉ាងខ្លាំងនៅក្នុងពន្លឺធម្មពលពណ៌ក្រហមគេបានទៅទឹកជោគទៅដោយញើសប៉ុន្តែភ្នែករបស់គេកំពុងតែបញ្ចេញពន្លឺជាមួយនឹងធម្មពលដ៏ថ្មីស្រឡាងមួយ ការត្រួតពិនិត្យស្ថិតិយរហ័សបានបញ្ជាក់ពីវាយ៉ាងច្បាស់ក្បាច់គុណជាច្រើនបានឡើងកម្រិតហើយធម្មពលឈាមរបស់គេក៏កាន់តែខ្ពស់ជាងមុនផងដែរដោយពេញចិត្តនឹងលទ្ធផលគេក៏បិទម៉ាស៊ីននោះដោយកំពុងគិតដល់ការចូលទៅបន្ទប់បន្ទាប់រួចបាត់ទៅហើយគេបានចេញមកក្រៅដោយមើលទៅហត់នឿយខ្លាំងប៉ុន្តែពោពេញទៅដោយភាពជោគជ័យហើយពួកក្មេងទំនើងកំពុងតែរងចាំនៅទីនោះដើម្បីសើចចំអកដែលគេចេញមកវិញលឿនយ៉ាងនេះ ស៊ូហុងគ្រាន់តែត្អូញត្អែថាអាវកាក់ទម្ងន់របស់គេក្តៅប៉ុណ្ណាហើយក៏ចាប់ដើមរូតអាវធំរបស់គេចេញដែលធ្វើឲ្យពួកក្មេងទំនើងហាសឡង់កាំងដោយក្តីរន្ធត់និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលគាត់ដល់វាចេញពួកគេនាំគ្នាទីថាវាមានទម្ងន់ 500 គីឡូដែលមិនដឹងសោះថាតាមពិតទៅវាមានទម្ងន់ធ្ងន់ជាងនេះដល់ទៅ 10 ដងឯណោះ អ្នកមើលមិនសូវខ្វល់ពីសមត្ថភាពរបស់ស៊ូហុងទេដោយជឿជាក់ថាគ្មានអ្នកណាអាចប្រៀបនឹងបិសាចកំពូលវាងតាន់ឈូបានឡើយ អ្នកដែលទើបតែចេញមកក្រោយពីទ្រាំទ្រនឹងសម្ពាធទម្ងន់ 6 តោនអស់រយៈពេលជាង 2 ម៉ោងគាត់បានហែកអាវរបស់គាត់ចេញយ៉ាងអស្ចារ្យធ្វើឲ្យអ្នកបោះជំរំទៅមូឈោសឡង់កាំងគ្រប់គ្នា ចំណែកពួកក្មេងពៀដែលធ្លាប់តែមើងងាយស៊ូហុងវិញពេលនេះកំពុងឈរកាំងស្ងៀមថ្កល់ធ្វើអីលែងចេញទៅហើយ វាងតាន់ឈូពាត់ខ្លួនបន្តិចដោយនិយាយថាទម្ងន់នេះគួរឲ្យខ្លាចណាស់នេះជាការអួតយ៉ាងកពូលមុនពេលកម្ពុជាយុវជនសក់សលីននីងចេញមកប្រកួតប្រជែងផ្នែកល្បឿនជាមួយគាត់ជំនួសឲ្យការប្រកួតកម្លាំងវិញ បច្ចេកទេសចលនាកម្រិត A ត្រូវបានលើកឡើងហើយស្រាប់តែស៊ូហុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះគាត់ដឹងថារាងកាយថ្មីដ៏អស្ចារ្យរបស់គាត់ពិតជាត្រូវការភាពរហ័សរហួនខ្លាំងដើម្បីបំពេញបន្ថែមឲ្យគ្នាអ្នកគ្រូគ្នាបានជួបជុំគ្នានៅឯកន្លែងវឹកហាត់ដើម្បីមើលបច្ចេកទេសជើងហោះហើរដ៏លេចបាញនេះហើយពួកគេដឹងថាលីននីងបានបើកកម្រិតលំបាកដល់ចំណុចកំពូលតែម្ដងអន្ទាក់មរណៈកម្រិត 10 ខាងក្នុងគាត់ធ្វើចលនាលឿនដូចខ្យល់គិតពីការបាញ់ធម្មពលដ៏សាហាវយ៉ាងរលូនបំផុតហាក់ដូចជាគ្មានបញ្ហាអ្វីសោះ ថែមទាំងបន្សល់ទុកនូវស្នាមផ្កាទៀតផងព្រោះថារចនាបថរបស់គាត់គឺល្អឥតខ្ចោះលើសគេតែម្ដង ស៊ូហុងគ្រាន់តែឈរមើលហើយប្រព័ន្ធរបស់គាត់ក៏ចាប់ផ្ដើមវិភាគនិងចម្លងយកជំនាញនេះភ្លាមតែម្ដង ជាមួយនឹងពន្លឺទិន្នន័យលោតពេញភ្នែកគាត់ក៏បានឈានជើងបោះជំហានដំបូងដើម្បីរៀនជំនាញនោះនៅទីនោះផ្ទាល់តែម្ដង អ្នកទស្សនាឃើញគាត់ហើយចងល់សួរគ្នាថាតើមនុស្សចម្លែកនេះកំពុងធ្វើអ្វីទៀតហើយ បន្ទាប់មកពួកគេនាំគ្នាផ្ទុះសំណើចំពោះគំនិតដែលថាអាចរៀនក្បាច់គុណកម្រិត A បានត្រឹមតែឈរមើលតែស៊ូហុងកំពុងតែធ្វើត្រាប់តាមចលនាទាំងនោះបានយ៉ាងល្អឥតខ្ចោះទៅហើយ ភាពស្ទាត់ជំនាញរបស់គាត់បានកើនឡើងយ៉ាងលឿនខណៈភាគរយបានលោតហួស 90% ក្នុងរយៈពេលប្រមាណវិនាទីប៉ុណ្ណោះក្រោមពន្លឺទន្លេពណ៌ខៀវ ហើយភ្លាមនោះប្រព័ន្ធក៏បានបញ្ជាក់ថាគាត់បានរៀនចេះនៅបច្ចេកទេសចលនាកម្រិត A លើកដំបូងរបស់គាត់ អ្វីដែលគាត់គិតនោះគឺចលនាដើមមានសភាពឆើតឆាយពេកនិងមានចន្លោះហោងច្រើនដូច្នេះការចម្លងរបស់គាត់ពេលនេះមើលទៅរៀងគួរឲ្យអៀនខ្មាស់បន្តិច ក្រោយពីរៀនបានជំនាញកម្រិតថ្មីស៊ូហុងបានសម្រេចចិត្តចូលទៅបន្ទប់សត្វចម្លែកដើម្បីប្រមូលពិន្ទុតែស្រាប់តែដឹងថាអ្នកទស្សនាទាំងមូលកំពុងសម្លឹងមើលគាត់ទាំងភ្ញាក់ព្រៅនឹងក្បាច់ដ៏ឆើតឆាយរបស់គាត់ គាត់ក៏មានអារម្មណ៍ភ័យស្លន់ស្លោមួយរំពេចព្រោះថាគាត់ពិតជាបានធ្វើកាយវិការឆើតឆាយទាំងនោះផ្ទាល់តែម្ដង ដូច្នេះគាត់ក៏រត់យ៉ាងលឿនចេញពីទីនោះដោយស្បត់ថាឈប់យកបរោះនោះធ្វើជាគំរូទៀតហើយពេលកំពុងរត់គាត់មានអារម្មណ៍យ៉ាងច្បាស់ថាមានគេកំពុងតាមពីក្រោយហើយប៉ិតមែនគឺពួកក្មេងពីលនោះកំពុងរៀបចំផែនការស្ទាក់វាយប្រហារគាត់ពេលគាត់ចេញពីបន្ទប់បន្ទាប់ នៅខាងក្រៅបន្ទប់សត្វចម្លែកដ៏កាចសាហាវអ្នកទស្សនាយ៉ាងច្រើនកំពុងរងចាំមើលការសម្ដែងមួយផ្សេងទៀតព្រោះយុវជនកំពូល 2 នាក់ទៀតគឺសៀវយ៉ាននិងវ៉ាងតាន់ឈូកំពុងប្រឈមមុខដាក់គ្នាគាត់មានភាពអំនួតពីរាងកាយទេវៈដ៏សាហាវរបស់គាត់ប៉ុន្តែនាងមានទំនុកចិត្តលើធម៌ពលផ្លូវចិត្តរបស់នាងដែលធ្វើឲ្យស៊ូហុងចាប់អារម្មណ៍យ៉ាងខ្លាំង គាត់មិនដែលឃើញការប្រយុទ្ធផ្លេចចិត្តទេដូច្នេះគាត់ក៏បន្តនៅសង្កេតមើលសិននៅខាងក្នុងសង្វៀនស៊ីវយានកំពុងតែអណ្ដែតខ្លួនលើអាកាសយ៉ាងស្ងប់ស្ងាត់ដែលវាមិនមែនជារឿងធម្មតានោះទេ ហើយស៊ូហុងគឺភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺជាបច្ចេកទេសកម្រិតកំពូលដែលជាធម៌ពលពិតប្រាកដរបស់អ្នកប្រើប្រាស់ផ្លូវចិត្ត ត្រឹមតែកវីដៃបន្តិចនាងបានសម្លាប់សត្វចម្លែកកម្រិតខ្ពស់3ក្បាលព្រមគ្នាដោយបញ្ចេញពន្លឺពណ៌មាសកាត់តាមអាកាសដើម្បីកំទេចហ្វូងសត្វនោះទាំងស្រុងតែម្ដង ប៉ុន្តែការប្រយុទ្ធធំក៏មិនដល់គឺសត្វខ្លះក្នុងបិសាចភ្នែក3ដ៏ធំបញ្ចេញពន្លឺធម្មពលពណ៌ក្រហម ភ្នែករបស់វាសំឡុងមនាងដោយសន្យាថានឹងផ្ដល់នូវសេចក្តីឈឺចាប់ប៉ុន្តែនេះគ្រាន់តែប្រើគំនិតលើកសត្វចម្លែកដ៏ធំនោះឡើងលើអាកាសយ៉ាងងាយស្រួលបំផុត បន្ទាប់មកផ្លែដើរពណ៌មាសយ៉ាងច្រើនក៏បានចាក់ទម្លុះសត្វនោះពេលវាកំពុងគាំងស្ងៀមហើយស៊ូហុងក៏យល់ថាពន្លឺទាំងនោះគឺជាកំបិតបញ្ជាដោយផ្លូវចិត្ត គាត់ពិតជាអស្ចារ្យក្នុងចិត្តយ៉ាងខ្លាំងដោយដឹងថាកម្ពុជាអ្នកប្រើផ្លូវចិត្តពិតជាខ្លាំងលើសគេមែន អ្នកទស្សនាសម្លឹងមើលអេក្រង់យ៉ាងស្រងកាំងចំពោះដើរពណ៌មាសដ៏ធំដែលស៊ីវយ៉ាងកំពុងប្រើដើម្បីប្រយុទ្ធជាមួយពស់ដ៏ធំសម្បើមនៅក្នុងការខ្លាញ់ធ្វើនេះ ការផ្ដោតអារម្មណ៍របស់នាងគឺមុតស្រួយពេលបញ្ចេញធម៌ពលផ្លូវចិត្តដ៏គួរឲ្យខ្លាចនេះដើម្បីកំទេចសត្វនោះទាំងស្រុងដោយការវាយប្រហារតែមួយគត់ ស៊ូហុងឃើញថានាងទើបតែបង្កើតអាវុធទម្ងន់ច្រើនតោន អាវុធនេះលេចចេញពីខ្យល់ហើយលីនស៊ីងបញ្យល់ទាំងអំនួតថាវាជាជំនាញកម្រិត A ផ្ដាច់មុខសម្រាប់អ្នកប្រើផ្លូវចិត្ត អ្នកផ្សេងគ្រាន់តែអស់សង្ឃឹមពេលឃើញកម្ពុជាយុវជនទាំងនេះមានជំនាញកម្រិត A ច្រើនព្រោះវ៉ាងតាន់ឈូក៏មានមួយដែរ អ្នកមានកាន់តែមានប៉ុន្តែស៊ូហុងបែរជារំភើបទៅវិញដោយចាត់ទុកជំរំនេះថាជាកន្លែងសន្សំជំនាញថ្មីដ៏ល្អបំផុត នៅអេក្រង់មួយទៀតវ៉ាងតាន់ឈូបានវាយសម្លាប់សត្វចម្លែកមួយក្បាលយ៉ាងងាយដោយដៃទទេហើយស៊ូហុងសម្រេចចិត្តថានឹងចម្លងជំនាញនោះនៅពេលក្រោយ គោលដៅថ្មីរបស់គាត់គឺខ្លាចជាអ្នកប្រើផ្លូវចិត្តប៉ុន្តែគាត់នៅខ្វះចំនួន 73.5 ពិន្ទុទៀតដូច្នេះដល់ពេលត្រូវចូលបន្ទប់សត្វចម្លែកដើម្បីកាប់សម្លាប់ប្រមូលពិន្ទុហើយ ពួកក្មេងពីមុនក៏បានឃើញគាត់ដើរចូលទៅហើយពួកគេត្រៀមខ្លួនវាយឆ្មុកដោយគិតថាគ្មាននរណាគាត់សម្គាល់ពួកគេវាយស៊ូហុងពេលតារាផ្សេងកំពុងវឹកហាត់នោះទេ ម្នាក់ក្នុងចំណោមពួកគេស្រាប់តែស្រែកឡើងហើយមិត្តភ័ក្តិគេក៏ប្រាប់ឲ្យនៅស្ងៀមព្រោះពួកគេទាំងពីរកំពុងសម្លឹងមើល monitor តែមិនគួរឲ្យជឿសោះ ដោយសារស៊ូហុងបានកោះហៅសត្វចម្លែកកម្រិតខ្ពស់ជាង 12 ក្បាលមកប្រយុទ្ធក្នុងពេលតែមួយ
ពួកក្មេងពៀភ័យស្លន់ស្លោភ្លាមប្រដឹងថាខ្លួនឯងអាចនឹងត្រូវគេហែកជាបំណែកប៉ុន្តែនៅខាងក្នុងស៊ូហុងគ្រាន់តែកាច់ស្លាកដៃធ្វើឲ្យផែនការសងសឹករបស់ពួកគេត្រូវបានលុបចោលស៊ូហុងគ្រាន់តែញញឹមចុងមាត់ហើយហៅហ្វូងសត្វចម្លែកទាំងអស់នោះឲ្យចូលមកប្រយុទ្ធខ្ញុំដំរីយៈនឹងពូវែដុតធំសម្បើមបានស្ទុះចូលមកវាយលុកភ្លាមប៉ុន្តែគាត់គ្រាន់តែលោតគិចពីការក្រវីកញ្ញាំដុតធំនោះយ៉ាងរហ័សរួចប្រមូលធម្មពលពណ៌ខៀវទៅក្នុងដៃទាំងសងខាងហើយប្រើវាដើម្បីបាញ់កំទេចបិសាចមួយក្បាលឲ្យខ្ទេចខ្ទីគ្មានសល់នៅក្នុងចម្ងាយយ៉ាងជិតបំផុតក្បាច់ធម្មពលថ្មីនេះវាជុំវិញបាតដៃរបស់គាត់ដូចជាព្យុះដែលអាចគ្រប់គ្រងបានជួយឲ្យគាត់ហែកហ្វូងបិសាចជាពន្លឺពណ៌ខៀវដ៏កាចសាហាវនៅខាងក្រៅពួកក្មេងពៀលកំពុងឈរមើលការសម្លាប់រងាលនេះពួកគេភៀងស្មារតីរហូតតតែមានម្នាក់ចំណាំក្បាច់ជើងនោះបានវាគឺជាក្បាច់កម្រិតខ្ពស់របស់លីនស៊ីងពួកគេព្យាយាមគិតរកហេតុផលដោយឆ្ងល់ថាតើគេរៀនក្បាច់នេះតាមរយៈការមើលឬយ៉ាងណាហើយម្នាក់ក្នុងចំណោមពួកគេស្នើឲ្យលុបចោលផែនការសងសឹកភ្លាមតែម្ដងទោះយ៉ាងណាមិនគឺម្នាក់នេះអំនួតពេកមិនព្រមដកថយទេដោយនៅតែអោបដំបងឈើរបស់ខ្លួនយ៉ាងណែនក្នុងដៃមិត្តរបស់គេគ្រាន់តែប្រាប់ឲ្យមើលទៅអេក្រង់ម្ដងទៀតដោយស្ងប់ស្ងាត់ហើយដំបងក៏ធ្លាក់ទៅលើកម្រាលឥដ្ឋខណៈដែលពួកគេទាំងពីរឈរសម្លឹងមើលទាំងភាពភ័យរន្ធត់ស្ងាត់ជ្រងំនៅលើអេក្រង់ស៊ូហុងកំពុងឈរលើគំនរសាកសពបិសាចបាត់ទៅហើយការប្រយុទ្ធចប់អីគាត់ឆែកមើលបន្ទូទាំងខកចិត្តដែលបិសាចខ្លាំងរាប់សិបក្បាលស្ទើរតែមិនបានជួយបន្ថែមបន្ទូសោះស្របពេលដែលភ្នែកពណ៌ក្រហមភ្លឺជាច្រើនទៀតលេចចេញពីក្នុងទីងងឹតសម្រាប់វគ្គបន្តចូលនៅលើគណូវិនិច្ឆ័យកម្មនេះកំឡោះរបស់យើងសម្រាប់ចាត់ថាវាមិនមានពេលសម្រាប់សម្រក់ទៀតនោះទេពេលហ្វូងបិសាចជង្គង់វិញថ្មីមួយវាយលោកចុះមកស៊ូហុងគ្រាន់តែក្តាប់ដៃដែលកំពុងបញ្ចេញពន្លឺរួចជាស្រេចសម្រាប់ការប្រយុទ្ធបន្តគាត់បញ្ចេញក្តាប់ដៃមាសវាយកំទេចបិសាចមួយក្បាលក្នុងចម្ងាយជិតហើយរលកធម្មពលបានបក់ហ្វូងបិសាចទាំងនោះឲ្យខ្ទាតថយក្រោយទាំងអស់ភ្លាមនោះបិសាចដែលនៅសល់លេងសើហ៊ានចូលវាយខណៈដែលស៊ូហុងទាមទារឲ្យពួកវាប្រគល់បន្ទុកទាំងអស់មកឲ្យខ្លួនដូចជាការគំរាមទារប្រាក់អញ្ចឹងហ្វូងបិសាចទាំងមួយត្រូវបានបោកក្រវ៉ាត់ដូចជាតុក្កតាក្រណាត់នៅក្នុងភាពវឹកវរនេះទុកឲ្យពួកក្មេងពីលនៅខាងក្រៅឈរសម្លឹងមើលភាពសាហាវយងខ្នងដែលនឹកស្មានបណ្ដុលនៅលើអេក្រង់មេកឺរបស់ពួកគេស្រាប់តែបដូរចិត្តភ្លាមដោយសម្រេចចិត្តថាការអភ័យទោសគឺជាជំរឿនដ៏ល្អបំផុតចំណែកឯមនុស្សដែលនៅសល់នាំគ្នាស្ញប់ស្ញែងនឹងកំណត់ត្រាដ៏ឈ្គូលីលីរបស់វ៉ានតាន់ជូនិងស៊ីវយ៉ានពេលមិត្តម្នាក់សួរពីការសងសឹកក្មេងពីលនោះគ្រាន់តែធ្វើហាក់ដូចជាគ្មានរឿងអ្វីកើតឡើងព្រោះនៅក្នុងចិត្តគេកំពុងនឹកឃើញដល់ពេលដែលពួកគេស្ទើរតែត្រូវគេវាយសម្លាប់ទៅហើយពេលនោះកម្ពុជាទេពកោសលទាំងពីរបានចេញពីបន្ទប់បិសាចដោយបង្ហាញពិន្ទុរបស់ពួកគេធានអូទទួលបាន280ហើយស៊ីវយ៉ាននៅពីក្រោយមាន270គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាអ្នកទាំងពីរច្បាស់ជាសម្លាប់បិសាចកម្រិតខ្ពស់ជាង50ក្បាលដែលធ្វើឲ្យពិន្ទុ50របស់សិស្សម្នាក់មើលទៅគួរឲ្យអាណិតមែនទែនមនុស្សដែលនៅសល់បានប្រាប់ពីលទ្ធផលដ៏ខកចិត្តរបស់ពួកគេដោយអ្នកខ្លះស្ទើរតែមិនបានដល់10ពិន្ទុផងហើយពួកគេទាំងអស់គ្នាយល់ស្របថាចំណាត់ថ្នាក់កម្ពុជាទាំង3គឺពិតជាត្រូវគ្រប់គ្រងដោយមនុស្សខ្លាំងដូចបិសាចមែនប៉ុន្តែពួកក្មេងពីលដែលទើបតែភ្លឺភ្នែកបានប្រាប់ពួកគេទាំងអំនួតថានៅមានមនុស្សដែលគួរឲ្យខ្លាចជាងនេះម្នាក់ទៀតនៅទីនេះមួយម៉ោងក្រោយមកផ្នែកខាងក្នុងនៃបន្ទប់បិសាចបានខ្លាចជាសមរភូមិសង្គ្រាមយ៉ាងពិតប្រាកដគំនរសាកសពបិសាចជាច្រើនត្រូវបានកោខ្ពស់ដល់ដំបូលដោយមានស៊ូហុងអង្គុយពីលើដូចជាស្ដេចដែលទីបំផុតអាចដកដង្ហើមបានបន្តិចក្រោយពីសម្លាប់បិសាចមិនឈប់រយៈពេល1ម៉ោងស៊ូហុងអស់កម្លាំងលីវហើយនៅតែខ្វះបន្ទុកដដែលប៉ុន្តែគាត់ឆែកមើលនាឡិកាហើយឃើញថាគាត់រកបានពិន្ទុវិភាគទាន700សម្រាប់ការប្រឹងប្រែងនេះដែលមានន័យថាវាដល់ពេលទៅទិញអីវ៉ាន់យប់ជ្រៅនៅឯអគារជំនាញប្រយុទ្ធហើយនៅខាងក្នុងគាត់អាចត្រូវបុគ្គលិកអ្នកដែលមើលទៅហាក់បីដូចជារំភើបខ្លាំងណាស់ក្នុងការធ្វើការវិនិយោគគាត់មើលកាតាឡុកហើយដឹងយ៉ាងរហ័សថាជំនាញកម្រិតខ្ពស់គឺថ្លៃហួសពីលទ្ធភាពរបស់គាត់ប៉ុន្តែថ្នាំគ្រាប់វិញមើលទៅដូចជាការវិនិយោគដ៏សមរម្យមួយបុគ្គលិកស្រីនោះសម្លឹងមើលគាត់តាំងពីលើដល់ក្រោមដែលគិតក្នុងចិត្តថាជាសិស្សក្រីក្រម្នាក់ទៀតដែលគ្រាន់តែមកចំណាយពេលរបស់នាងចោលស៊ូហុងសួរអំពីថ្នាំប្រមូលផ្ដុំវិញ្ញាណហើយទទួលបានការបញ្យល់បែបលក់ដូរធម្មតាអំពីរបៀបដែលវាដំណើរការភ្នែករបស់គាត់ក៏សម្លឹងទៅមើលរបស់នៅខាងលើគេដែលជាថ្នាំកម្រិត4មានតម្លៃថ្លៃដល់ទៅ500ពិន្ទុដូច្នេះក៏សុំទិញវាមួយគ្រាប់ធ្វើបង្ងើយឯខួរក្បាលរបស់បុគ្គលិកស្រីនោះគឺគៀងគិតលែងចេញតែម្ដងគាត់ត្រូវអត់ធ្មត់បញ្ជាក់ការបញ្ជាទិញដោយចង្អុលទៅរបស់ដែលថ្លៃខ្លាំងនោះនៅលើតារាងបន្ទាប់មកស៊ូហុងបង្ហាញពិន្ទុ700របស់គាត់ដែលធ្វើឲ្យនាងហាមាត់ធ្លុងស្ទើរតែធ្លាក់ដល់តុភ្លាមនោះជំនាញសេវាកម្មអតិថិជនរបស់នាងត្រូវបានកែលម្អយ៉ាងខ្លាំងខណៈដែលនាងប្រគល់ថ្នាំនោះឲ្យដោយរីករាយនាងញញឹមបិទមាត់បញ្ចិតហើយនិយាយអរគុណបងសង្ហាក្រោយពីគាត់ទិញលំពេកតម្លៃ200ពិន្ទុជាមួយនឹងពិន្ទុដែលនៅសល់ត្រឡប់មកបន្ទប់ដ៏ស្ងាត់ចងំវិញដល់ពេលដែលត្រូវត្រួតពិនិត្យរបស់របរដែលរកបានថ្ងៃនេះហើយដោយចាប់ផ្ដើមជាមួយនឹងលំពេងភ្លើងរន្ទះកម្រិត S ថ្មីស្រឡាងរបស់គាត់ការត្រួតពិនិត្យសមត្ថភាពយ៉ាងរហ័សបានបញ្ជាក់ថាថ្ងៃនេះគាត់មានការវិវត្តច្រើនជាងអ្វីដែលគាត់ធ្លាប់ធ្វើពេញមួយសប្តាហ៍ទៅទៀតគាត់នៅខ្វះ 25.5 ពិន្ទុវិញ្ញាណទេទើបដល់គោលដៅប៉ុន្តែគាត់នៅសល់3ចុងក្រោយមួយទៀតថ្នាំគ្រាប់ពណ៌មាសដ៏តូចនេះត្រូវបានគេសង្ឃឹមថាជាការជំរុញដ៏ស័ក្តិសមដែលគាត់ត្រូវការដើម្បីទៅដល់គោលដៅនោះហើយដោយគ្រាន់តែលេបចូលមួយក្អុកគាត់ជឿជាក់ថាខ្លាយជាម្ចាស់គ្រប់គ្រងផ្លូវចិត្តគឺពិតជាអាចធ្វើបានថ្នាំគ្រាប់ពណ៌មាសនេះរលាយទៅជាធម្មពលពណ៌បៃតងសុទ្ធដែលហូរចូលពេញរាងកាយរបស់ស៊ូហុងភ្លាមមិនបាច់រងចាំយូរឡើយខួរក្បាលរបស់គាត់ស្រាប់តែស្រឡះល្អជួយឲ្យគាត់អាចចាប់អារម្មណ៍ពេញបន្ទប់ក្នុងពេលតែមួយហើយដោយការផ្ដោតអារម្មណ៍យ៉ាងមុតស្រួចភ្នែករបស់គាត់ក៏បើកឡើងភ្លាមគាត់ឆែកមើលសមត្ថភាពខ្លួនឯងឃើញថាមានការកើនលើ24ពិន្ទុទៅលើវិញ្ញាណរបស់គាត់ប៉ុន្តែក្រោយពីខំប្រឹងនិងចំណាយអស់យ៉ាងច្រើនគាត់នៅតែខ្វះ 0.5 ពិន្ទុដដែលដោយសារចាញ់គណិតវិទ្យាថ្នាក់មូលដ្ឋាននេះស៊ូហុងគ្រាន់តែផ្ដួលខ្លួនដេកនៅលើគ្រែសម្រាប់យប់នេះថ្ងៃបន្ទាប់ក្រុមមនុស្សដែលមើលទៅកាច់មួយក្រុមថ្មីបានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់ផ្ទុកអីវ៉ាន់ហើយមើលទៅពួកគេដូចជាដៃគូប្រយុទ្ធដែលជំរុំបានចាត់តាំងអញ្ចឹង
ពួកគេកំពុងតែចំអកឲ្យគ្នាអំពីការងារមើលក្មេងថ្មីរបស់ពួកគេដោយបរិសុទ្ធមហកម្នាក់អះអាងថាគ្មានក្មេងទេពកោសល្យណាអាចប៉ះគាត់បានឡើយមិត្តរបស់គេមិនស្ដាប់ទេរវល់តែអ៊ូពីការចាប់គូជាមួយវាងតាន់ឆោខណៈម្នាក់ទៀតបង្អួតថាគេត្រូវបានចាត់តាំងឲ្យជួបម្ចាស់វិញ្ញាណផ្លូវចិត្តតែបរិសុទ្ធមហកនេះបែរជាត្រូវជួបស៊ូហុងដែលមានធម៌ពលខ្សោយបំផុតទៅវិញមិត្តភក្តិគាត់ងឿងឆន់ណាស់ថាហេតុអ្វីសមាជិកខ្លាំងបំផុតបែរជាប៉ះគូប្រកួតអនបែបនេះពួកគេជុំនិយាយភ្លាមពេលចវៃនេះឈិនដើរចូលមកយ៉ាងអស្ចារ្យ ដូច្នេះបុរសមហកនោះបានត្អូញត្អែប្រាប់ថ្នាក់លើដោយចាត់ទុកការចាត់តាំងនេះថាជាការមើលងាយប៉ុន្តែឈិនបញ្ជាក់ថាធម្មពលប្រយុទ្ធរបស់ស៊ូហុងគឺខ្ពស់ជាងចំណាត់ថ្នាក់របស់គេដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយប្រាប់ថាព័ត៌មានខ្លះត្រូវបានលាក់ទុកហើយបុរសនោះនៅតែត្អូញត្អែដដែលដូច្នេះចវៃនេះក៏វាយក្បាលគេមួយដៃដោយប្រាប់ឲ្យឈប់រអ៊ូហើយទៅកំទេចក្មេងនោះទៅបុរសមហកនៅតែរអ៊ូទាន់ដោយព្រមានឈិនកុំឲ្យបន្ទោគេបើគេជ្រុលដៃធ្វើឲ្យស៊ូហុងពិការតែឈិនគ្រាន់តែញញឹមយ៉ាងគួរឲ្យខ្លាចដោយសន្យាផ្ដល់រង្វាន់បើគេអាចធ្វើបានបន្ទាប់ពីនោះដៃគូប្រកួតត្រូវបានបញ្ជូនទៅកាន់សិស្សយប់នោះអន្តេវាសិកដ្ឋានជំរំហ្វឹកហាត់ហាក់ដូចជាស្ងប់ស្ងាត់ល្អប៉ុន្តែការពិតគឺមិនមែនទេពេលក្រុមគិតកោចូលលោកលុយបន្ទប់មួយភ្លាមៗការវាយឆ្មក់នោះពិតជាវឹកវរខ្លាំងណាស់មានម្នាក់ថែមទាំងស្រែករឿងខោរបស់គេទៀតផងគោលដៅរបស់ពួកគេគឺស៊ូហុងដែលមិនសប្បាយចិត្តពេលត្រូវបានដាស់ឲ្យភ្ញាក់ខណៈទ្វាររបស់គេត្រូវបានកាត់ជារាងកាកបាទដោយដាវធម្មពលដ៏ធំមួយឆ្លងកាត់កំទេចកទីអ្នកវាយប្រហារកាន់ដាវពន្លឺពណ៌ស្វាយបានសម្រុកចូលដែលកាប់ចុះមកបំបាច់កម្រាលឥតត្រង់កន្លែងដែលស៊ូហុងកំពុងអង្គុយ គេសង្ស័យភ្លាមថាពួកគេមកពីពូជសាសន៍ដទៃដែលត្រូវបានបញ្ជូនមកសម្រាប់ក្មេងទេពកោសល្យមនុស្ស ដូច្នេះក្មេងប្រុសយើងបានហៅលើពេញថ្មីសាលារបស់គេមកត្រៀមប្រយុទ្ធគូប្រកួតរបស់គេដែលមើលទៅស្រដៀងនឹងបរិសុទ្ធមហកនោះបានលូតជុំមកសម្រាប់តែម្ដងតែស៊ូហុងដឹងថានេះមិនមែនជាឃាតករភពផ្សេងទេគ្រាន់តែជាអ្នកចម្បាំងមនុស្សស្នាមញញឹមដ៏គ្រោះថ្នាក់មួយលេចឡើងលើមុខគេនេះជាពេលវេលាដ៏ល្អបំផុតព្រោះការយកឈ្នះបុរសម្នាក់នេះនឹងផ្ដល់ពិន្ទុចុងក្រោយដែលគេត្រូវការដើម្បីក្លាយជាម្ចាស់វិញ្ញាណផ្លូវចិត្តអ្នកវាយវ៉ាហានេះភ្ញាក់ឲ្យយ៉ាងខ្លាំងដែលក្មេងកម្រិតទាបនេះសម្រុកចូលរកគេជំនួសដោយការរត់គេចហើយអាវុធរបស់ពួកគេប៉ះទង្គិចគ្នាបង្កើតជាការផ្ទុះពន្លឺនិងធម្មពលយ៉ាងធំភ្លាមឃាតករដឹងថាចៅវាយនេះឈិនមិនបានកុហកពីកម្លាំងរបស់ស៊ូហុងឡើយហើយគេពិតជារន្ធត់ណាស់កម្រិតធម្មពលនេះគឺខុសស្រឡះសម្រាប់អ្នកចម្បាំងកម្រិតទី1បុរសមហកនេះនៅតែនិយាយឌឺដងដោយជឿជាក់ថាក្មេងកម្រិតទី1នេះងាយរងគ្រោះបំផុតប៉ុន្តែស៊ូហុងស្រែកឡើងយ៉ាងខ្លាំងដោយបដិសេធមិនព្រមថយក្រោយសុំបីមួយចំអាមហើយជាមួយនឹងកម្លាំងដ៏ធំគេបានវីប៉ៅអ្នកវីប្រហារនោះពេញបន្ទប់គូប្រកួតរបស់គេភ័យស្លន់ស្លោខ្លាំងដោយឆ្ងល់ថាតើក្មេងនេះជាបិសាចមែនទេដូច្នេះគេចាប់ផ្ដើមនិយាយថាការប្រយុទ្ធមិនពឹងលើតែកម្លាំងសុទ្ធទេពេលគេបញ្ចូលធម្មពលដាវភ្លើងពណ៌ស្វាយម្ដងទៀតស៊ូហុងគ្រាន់តែមើលទៅគួរឲ្យធុញទ្រាន់ដោយកត់សម្គាល់ធាតុភ្លើងដូចជាគេកំពុងដាវមើលទំនិញខណៈដាវពណ៌ស្វាយនោះបញ្ចេញធម្មពលយ៉ាងខ្លាំងអ្នកវាយប្រហារនេះលូតទៅលើអាកាសបញ្ចូលក្បាច់គុណកម្រិតអក្សរ B ដើម្បីបញ្ចប់ការប្រយុទ្ធនេះដោយបញ្ចេញការកាប់យ៉ាងសាហាវអស់ពីសមត្ថភាពដែលគេមានស៊ូហុងតទល់ដោយផ្ទាល់ធម្មពលរបស់គេមានអារម្មណ៍ថាខ្លាំងជាងក្បាច់ចាស់របស់គេទៅទៀតហើយលំពេងនឹងដាវបានប៉ះទង្គិចគ្នាក្នុងពន្លឺផ្លេកបន្ទោដែលបណ្ដាលឲ្យមានការផ្ទុះបំផ្លាញបន្ទប់ខ្ទេចខ្ទីពេលធូលីហ៊ុយចាប់ដើមស្ងប់ស្ងាត់បរោះម៉ូហកត្រូវបានវាយឲ្យដួលផ្ងាជើងមិនសល់ទុកឲ្យស៊ូហុងឈរមើលគេដោយមិនញញើតនឹងការវាយប្រហារកម្រិតអក្សរ B នោះឡើយឥឡូវគេយល់ហើយស៊ូហុងរៀបរៀងវាដោយធម្មពលសុទ្ធសាធគ្មានបច្ចេកទេសអ្វីទាំងអស់ដែលគួរឲ្យខ្លាចបំផុតគេព្យាយាមរក្សាមុខមាត់ដោយចំអកឲ្យស៊ូហុងថាមិនចេះក្បាច់លំពេងពិតប្រាកដអ្វីឡើយហើយក្មេងប្រុសយើងគ្រាន់តែញញឹមចុងមាត់ដោយទទួលស្គាល់ថាគេមិនចេះក្បាច់រន្ទះទេមុននឹងសួរថាគេគិតយ៉ាងណាបើបន្ថែមភ្លើងបន្តិចទៅលើផ្លេកបន្ទោពេលនេះគេកំពុងកាន់លំពេងភ្លើងរន្ទះដែលធ្វើឲ្យគូប្រកួតនិយាយលេងចេញតែម្ដងខួរក្បាលរបស់បរមមហកនេះគាំងតែម្ដងតើបញ្ចូលគ្នានិធានមិនគួរមានពិតទេព្រោះគ្រប់គ្នាដឹងថាធៀបផ្សេងគ្នាតែងតែច្រានគ្នាចេញហើយគេកំពុងដឹងថារឿងព្រេងកំពុងតែខ្លាយជាការពិតចំពោះមុខគេជាមិនខានជាមួយនឹងពន្លឺក្នុងភ្នែកស៊ូហុងចាប់ផ្ដើមវាយប្រហារដោយលោតទៅមុខជាមួយលំពេងដែលប្រៀបដូចជាឧបករណ៍ផ្លុំភ្លើងដែលបំពាក់ដោយរន្ទះគូប្រកួតបញ្ចេញក្បាច់កាប់ភ្លើងពណ៌ស្វាយរបស់ខ្លួនតទល់វិញយ៉ាងតច្រកលំពេងរបស់ស៊ូហុងតែវាចេញយ៉ាងងាយស្រួលបណ្ដាលឲ្យការផ្ទុះពើងបុរសមូហកខុសឡើងលើត្រង់តែម្ដងធម្មពលនេះពិតជាខ្លាំងពេកហើយធ្វើឲ្យគេស្រែកយ៉ាងមិនគួរឲ្យជឿមុនពេលត្រូវបានប៉ើងថយក្រោយដោយរលកធម្មពលដ៏ធំស៊ូហុងឈរកដាកំទេចកំទីទទួលបានសារជូនដំណឹងបូក7ពិន្ទុក្បាច់គុណដ៏ស្រស់ស្អាតមួយសម្រាប់ការនឿយហត់របស់គេហើយស្នាមញញឹមដ៏ពេញចិត្តមួយបានលេចឡើងលើផ្ទៃមុខទីបំផុតគេមានគ្រប់គ្រាន់ដើម្បីក្លាយជាម្ចាស់វិញ្ញាណហើយតារាងនេះបញ្ជាក់ថាវិញ្ញាណគឺនៅកម្រិត 50.5 គោលដៅសម្រេចបានហើយខណៈនោះកាលពីប្រមាណវិនាទីមុនចៅវាយនីឈិនកំពុងដើរនៅខាងក្រៅប្រាប់ជំនួយការយ៉ាងអួតអាងថាលោកបានរៀបចំមេរៀនសម្រាប់ស៊ូហុងបន្ទាប់ពីគេចាញ់រួចចំជាពេលមិនល្អមែននិយាយមិនទាន់ផុតមាត់ផងរាងកាយមួយត្រូវគេបោះចេញពីបង្អួចជាន់ខាងលើធ្លាក់មកចំពីមុខពួកគេព្រមជាមួយកំទេចកំទីខ្ទាតពេញនឹងនោះគឺជាដៃគូប្រយុទ្ធដ៏កំពូលរបស់ពួកគេប៊ូជីងហ្វង់មើលទៅដូចជាទើបតែត្រូវរត់ភ្លើងបុកអស់10ជុំអញ្ចឹងគ្រូធំជិនពិតជាសឡងការខ្លាំងណាស់ពេលឃើញកូនសិស្សកំពូលរបស់ខ្លួនដេកស្លុកស្ដឹងនៅលើដីទឹកមុខជំនួយការរបស់គាត់បានបញ្ជាក់គ្រប់យ៉ាងបោះជីងហ្វាំងនៅទីនេះមានន័យថាស៊ូហុងជាអ្នកឈ្នះមិនមែនមានតែជីងហ្វាំងទេដែលដេកសន្លប់ព្រោះមានដៃគូឆ្នាំ3នាក់ទៀតធ្លាក់មកចំជើងរបស់ឈិនតែម្ដងនេះបើសល់ទុកនៅគំនូរសាកសពសន្លប់ស្ដុកស្ដឹងរងចាំការសម្អាតខណៈសិស្សកំពូលដទៃទៀតចោះមកទាំងអួតពីជ័យជំនះយ៉ាងងាយរបស់គេតែមានម្នាក់ចាប់អារម្មណ៍ថាចំនួនមនុស្សខុសប្រក្រតីពួកគេនាំគ្នាឆ្ងល់ថានរណាជាអ្នកសន្លប់ម្នាក់ទៀតដោយសន្មតថាគេច្បាស់ជាខ្សោយណាស់ជំនួយការឈិងប្រញ្ញាបញ្ជាក់ថានោះគឺជាប៊ូធីងហ្វាំងដៃគូប្រយុទ្ធខ្លាំងបំផុតចំណែកគ្រូធំកំពុងតែគិតវិតម្លៃស្ថានភាពនេះស៊ូហុងឈ្នះលឿនជាងគេទាំងអស់គាត់តល់គំនិតមែនទែនថាក្មេងកម្រិតទាបម្នាក់អាចធ្វើរឿងនេះបានយ៉ាងម៉េច
ពេលនោះជំនួយការម្នាក់ទៀតរត់មកស្រ័យប្រាប់ពីរឿងរ៉ាវដ៏ធំមួយឈិនគិតភ្លាមថាប្រហែលមានសើស្លាប់ដែលជារឿងអាចទទួលយកបានសម្រាប់គាត់ ប៉ុន្តែមិនមែនទេដំណឹងនោះគឺស៊ូហុងបានប្រើប្រាស់បច្ចេកទេសបញ្ចូលគ្នា គ្រូធំសាចំអស់ដោយគិតថាវាមិនចម្លែកទេរហូតតតែគាត់បានយល់ច្បាស់ពីទម្ងន់នៃពាក្យថាបញ្ចូលគ្នានេះគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮថាស៊ូហុងបានបញ្ចូលធាតុពីរចូលគ្នាគឺរន្ទះនិងភ្លើងជំនួយការបានបញ្ជាក់តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពពីលំពេងសារ The Fire ដ៏កម្ពស់នោះសម្លឹងមើលកូនសិស្សឆ្នាំដែលកំពុងដេកសន្លប់ទីបំផុតឈិនជឿជាក់ហើយស្រែកថាមនុស្សខ្លាំងមុនគេធ្លាប់ចំណាយពេល19ឆ្នាំមិនមែនមួយខែទេពេលនេះស៊ូហុងមិនមែនគ្រាន់តែជាសិស្សទេតែគេគឺជានាគឋានសួគ៌និងជាបិសាចដ៏កាចសាហាវឈិនប្រាប់ថាធម្មពលនេះធ្វើឲ្យអ្នកប្រយុទ្ធកម្រិតមួយអាចវាយផ្លោះ25កម្រិតឯណោះជំនួយការឈិននៅតែគិតមិនយល់ដល់ឆ្ងល់ថាហេតុអីពួកគេមិនតម្លើងឋានៈឲ្យស៊ូហុងភ្លាមទៅតែគ្រូធំបញ្យល់ថាការបញ្ចូលធីជាផ្លូវតតដែលច្រើនតែធ្វើឲ្យកម្ពុជាអ្នកប្រយុទ្ធពិការតែស៊ូហុងធ្វើបានក្នុងពេលមួយខែដែលធ្វើឲ្យឈិនស្រមៃឃើញគេបញ្ចូលធាតុទាំង7របស់ខ្លួនជោគជ័យគាត់រំភើបហួសហេតុពេលសម័យឃើញស៊ូហុងវាយផ្ដួលអធិរាជកម្ពុជាទាំង10ក្នុងមួយក្បាច់ជំនួយការត្រូវដាប់ទាញគាត់ឲ្យភ្ញាក់ស្មារតីវិញព្រោះការបញ្ចូលធាតុទាំង7គឺជារឿងរវើរវាយសុទ្ធសាធមួយផ្លែនោះឈិនចាប់ផ្ដើមគិតគូរពីទំនួលខុសត្រូវដោយដឹងថាខ្លួនអាចក្លាយជាជនមានបាបរបស់មនុស្សជាតិបើធ្វើខុសភ្លាមនោះជំនួយការម្នាក់ទៀតនឹកឃើញថាស៊ូហុងមានរាងកាយពិសេសហើយស្រែកថានេះជាចំណុចសំខាន់ដែលមិនគួររំលងព្រោះការកណនីបង្ហាញថាកម្លាំងគេកើនឡើងខ្លាំងលើសលប់ខ្លាំងជាងអ្នកប្រយុទ្ធលំដាប់កម្ពុជាក្នុងជំរំទៅទៀតដូច្នេះផែនការថ្មីរបស់ឈិនគឺការប្រកួតក្បាច់គុនថ្ងៃស្អែកដែលជាលេសឲ្យស៊ូហុងប្រយុទ្ធតទល់នឹងសិស្សកម្ពុជា3នាក់ក្នុងពេលតែមួយគាត់បង្ហាញទឹកមុខរំភើបយ៉ាងគួរឲ្យខ្លាចដោយចង់ឃើញហេតុការណ៍ពេលបិសាចតូចរបស់គាត់ប្រយុទ្ធជាមួយក្មេងខ្លាំងបំផុតប្រចាំជំរំត្រឡប់មកបន្ទប់វិញស៊ូហុងឈរកណ្ដាលគំនូកំតិចកំទីដ៏រីបាយហើយក៏អង្គុយចុះសមាធិយ៉ាងរំភើយវាជារឿងដែលត្រូវធ្វើមុនគេណាគេបានបើកមើលស្ថិតិរបស់ខ្លួនភ្លាមៗហើយចាប់ផ្ដើមទម្លាក់ពិន្ទុក្បាច់គុនចុងក្រោយទាំងអស់ទៅក្នុងវិញ្ញាណទីបំផុតគេបានត្រៀមខ្លួនរួចរាល់ដើម្បីក្លាយជាម្ចាស់វិញ្ញាណពេញលេញម្នាក់រលកធម្មពលផ្លូវចិត្តបរិសុទ្ធបានហូរកាត់ខ្លួនគេមើលទៅពិតជាមានក្តីសុខខ្លាំងណាស់ដោយប្រៀបប្រដូចធម្មពលថ្មីនេះទៅនឹងការដោះដៃទី3ដ៏កំបាំងមួយប្រព័ន្ធបានបញ្ជាក់ថាវិញ្ញាណគេកើនដល់ 102% គេបើកភ្នែកឡើងព្រមជាមួយក្លិនអាយដ៏ថ្មីស្រឡាំងគេក្រឡេកមើលទៅគំនោកំតិចកំទីដោយទឹកមុខស្ងប់ស្ងាត់និងយកចិត្តទុកដាក់បំផុតដុំបេតុងក្បែរនោះចាប់ផ្ដើមញ័រក្រោមខ្សែភ្នែករបស់គេរួចក៏អណ្ដែតឡើងលើអាកាសយ៉ាងងាយស្រួលបំផុតមែនហើយធម្មពលចិត្តត្រូវបានដោះសោស៊ូហុងកំពុងអណ្ដែតសាកវាពេលនេះគេអាចដើរលើអាកាសបានយ៉ាងពិតប្រាកដហើយគំនិតបន្ទាប់គឺចង់លួចក្បាច់គុនកម្រិត A ពីមិត្តរួមថ្នាក់ព្រឹកឡើងមានសម្លេងប្រកាសប្រាប់ឲ្យប្រមូលផ្ដុំក្នុងពេល1នាទីបើមិនចង់បាត់ពិន្ទុភ្លាមនោះការប្រជ្រៀតគ្នារត់ចុះចណ្ដើរក៏ចាប់ផ្ដើមព្រោះពិន្ទុគឺសំខាន់បំផុតនៅទីនេះម្នាក់រអ៊ូពីការវិភាគសាហាវនេះជំរុំវឹកហាត់ឈួតលីលានេះពិតជាគ្មានពេលសម្រាកឡើយក្រុមសិស្សប្រមូលផ្ដុំខាងក្រៅក្នុងសភាពនឿយហត់និងធុញថប់បំផុតចំណែកស៊ូហុងវិញដើរមកយ៉ាងរំភើយជាមួយទឹកមុខស្រស់ស្រាយនិងមិនខ្វល់អ្វីទាំងអស់គ្រូបង្វឹកម្នាក់ញញឹមចំអកពេលឃើញគ្រប់គ្នាពិតជាអាចមកតាន់ពេលវេលាគាត់លើកមេដៃចំអកឲ្យពួកគេពិតជាសរសើរដែលពួកគេនៅឈររួចក្រោយពីយប់មិញពេលនោះមានម្នាក់រអ៊ូថាគេចាញ់ក៏ព្រោះតែត្រូវលួចវាយឆ្មក់ទាំងស្លៀកខោក្នុងប៉ុណ្ណោះគ្រូបង្វឹកក៏ឌឺដងឲ្យគេវិញដោយសួរថាតើឃាតករពិតប្រាកដគេខ្វល់ពីខោឯងដែរទេភ្លាមនោះកំឡោះកំសត់ក៏ទទួលបានឈ្មោះថ្មីពីមិត្តភ័ក្តិថាប្រូខោក្នុងតែម្ដងស៊ូហុងសង្កេតមើលហើយក៏ថាសម្ដីគ្រូបង្វឹកមានហេតុផលតែការរអ៊ូទាំនោះក៏ត្រឹមត្រូវដែរដើម្បីបញ្ចប់ការរអ៊ូទាំគ្រូបង្វឹកបានប្រកាសធ្វើតេស្តរួមមួយសម្រាប់គ្រប់គ្នាដោយធ្វើការវាស់ស្ទង់ចាប់ពីកម្លាំងល្បឿនរហូតដល់ធម៌ពលវិញ្ញាណនិងកម្រិតជំនាញបន្ទាប់ពីនេះគឺជាការចាត់ថ្នាក់ប្រយុទ្ធដែលចំណាត់ថ្នាក់កម្ពុជាទាំង10នឹងទទួលបានរង្វាន់រាល់ថ្ងៃសិស្សផ្សេងទៀតគឺសុកចិត្តចោះចាញ់ឲ្យកម្ពុជាទាំង3ត្រួតត្រែទៅហើយដោយពួកគេគ្រាន់តែសង្ឃឹមថានឹងអាចប្រឡងជាប់ប៉ុណ្ណោះតែតួឯកយើងវិញកំពុងតែគិតដល់រង្វាន់លេខ1បាត់ទៅហើយគេមិនមែនសម្លឹងមើលត្រឹមចំណាត់ថ្នាក់កម្ពុជាទាំង10នោះទេគ្រូបង្ហាត់បានក្អកបន្តិចដើម្បីឲ្យគ្រប់គ្នាស្ងាត់រួចក៏ដឹកនាំពួកគេទៅកាន់ទីតាំងប្រឡងដែលអ្នកទាំងអស់គ្នាត្រូវដើរចូលទៅក្នុងទីធ្លាដ៏ធំមួយដែលមានម៉ាស៊ីនវាស់កម្លាំងប្រយុទ្ធកម្រិត2រងចាំនៅទីនោះស្រាប់គ្រូធំឈីនសម្លឹងមើលហ្វុងសឺដោយគិតថាស៊ូហុងគ្រាន់តែជាទូបន្តបញ្ចប់ប៉ុណ្ណោះខណៈពេលដែលមានក្មេងពីលរំបងម្នាក់គិតថាគ្រូធំកំពុងសរសើរខ្លួនប៉ុន្តែស៊ូហុងដឹងច្បាស់ជាងនេះទៅទៀតប៉ុន្តែកម្លាំងសង្ហាម្នាក់ទៀតទីទៅដូចថាគេជាមនុស្សដែលគ្រូធំកំពុងតែកំណត់គោលដៅពិតប្រាកដពេលឈិនប្រកាសពីរង្វាន់ថ្មីសម្រាប់លេខ1នោះគឺក្បាច់គុនកម្រិត A មួយណាដែលពួកគេចង់បានក៏ដោយសិស្សទាំងលីភ្ញាក់ប្រោយយ៉ាងខ្លាំងព្រោះជំនាញកម្រិត A អាចផ្លាស់ប្ដូរវាសនាពួកគេបានហើយសូម្បីតែអ្នកនៅកំពូលក៏ដឹងដែរថាក្បាច់គុនទាំងនោះគឺកម្ររកបានខ្លាំងកម្រិតណាសិស្សស្រីឆ្នាំបំផុតក្នុងជំរំនេះកំពុងតែស្រមៃគិតដល់ជ័យជំនះដ៏ផ្អែមល្ហែមនោះបាត់ទាំងហើយខណៈពេលដែលអ្នកប្រើល្បឿនកាន់ផ្លិតចង់ប្រើវាដើម្បីបិទមាត់គ្រូសារបស់ខ្លួនចំណែកឯស៊ូហុងវិញក៏សម្រេចចិត្តថាដល់ពេលដែលគេឈប់លាក់បាំងសមត្ថភាពហើយយកដណ្ដើមរង្វាន់នោះមកធ្វើជារបស់ខ្លួននេះហើយគឺជាអ្វីដែលឈិងចង់បានដោយសារតែចង់ឃើញបិសាចបញ្ចេញសមត្ថភាពពិតលោកក៏ហៅសិស្សឆ្នាំទាំង3ឲ្យឡើងមកកំណត់ស្តង់ដារមុនគេគឺមានលីនីងស៊ីវយ៉ានិងវ៉ាងតាន់ឈូអ្នកផ្សេងទៀតគ្រាន់តែត្រេកអរដែលពួកគេមិនបាច់ឡើងទៅប្រឡងបន្ទាប់ពីក្រុមសិស្សឆ្នាំដ៏ខ្លាំងទាំងនោះរហូតដល់ឈានហើយឈ្មោះទី4គឺស៊ូហុងដែលធ្វើឲ្យហ្វុងសិស្សទាំងមូលឈួតថ្មឹងតែម្ដងមិត្តរួមថ្នាក់របស់គេនាំគ្នាខ្សឹបខ្សៀវដោយឆ្ងល់ថាតើមនុស្សដែលបានចំណាត់ថ្នាក់ចុងក្រោយគេទទួលបានការចាប់អារម្មណ៍បែបនេះដោយរបៀបណាដោយគិតថាវាជាល្បិចបំបាក់មុខដែលយកអ្នកខ្សោយបំផុតឲ្យឡើងបន្ទាប់ពីអ្នកខ្លាំងបំផុតអ្នកឡើងមុនគេគឺលីនីងដែលអះអាងថាការធ្វើតេស្តកម្លាំងកាយមិនមែនជាជំនាញរបស់គេនោះទេមុនពេលប្រមូលកម្លាំងហើយម្ដាយវាយចំម៉ាស៊ីនប្រយុទ្ធដែលភ្លឺបង្ហាញពិន្ទុជាង 4000 តែម្ដងហ្វុងសឺពិតជាស្រឡាំងកាំងយ៉ាងខ្លាំងបើសិនជានេះជាចំណុចខ្សោយរបស់គេល្បឿនរបស់គេប្រកាសជាគួរឲ្យខ្លាចមិនខាន
ស៊ូហុងគ្រាន់តែញញឹមចុងមាត់កំពុងតែវិភាគចលនាកម្រិត A របស់គេហើយគិតថាតើខ្លួនអាចចម្លងវាបានដែរឬទេ បន្ទាប់មកគឺជាអ្នកល្បឿនលីនីងដែលកំពុងបញ្ចេញធម្មពលកណ្ដាប់ដៃដែលភ្លឺដោយធម្មពលខ្យល់ពណ៌បៃតងរួចក៏ដាល់ក្បាច់ខ្យល់ព្យុះពពករបស់គេត្រង់ចូលទៅក្នុងម៉ាស៊ីនតេស្តនោះ ភ្លាមនោះបន្ទុកបានលោតឡើងដល់ 5642 គ្រប់គ្នាពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាកម្លាំងកាយគួរតែជាចំណុចខ្សោយរបស់គេសោះ យ៉ាងណាមិញស៊ូហុងទទួលបានសារលោតប្រាប់ថាគេបានរៀនជំនាញនេះតាមរយៈការសង្កេតមើលហើយចាត់ទុកថាការកើនឡើងកម្លាំងនេះនឹងតូចតាចនៅឡើយ កំឡុះសង្ហាកាន់ផ្លិតនេះញញឹមដាក់ក្មេងស្រីឆ្នាំសៀវយ៉ានដោយប្រាប់នាងឲ្យប្រឹងឲ្យអស់ពីសមត្ថភាពការធ្វើតេស្តកម្លាំងកាយរបស់នាងបានត្រឹមបន្ទុកទៀត 3253 ប៉ុណ្ណោះ ប៉ុន្តែស៊ូហុងដឹងថានោះមិនមែនជាកម្លាំងពិតរបស់នាងទេជាមួយនឹងភ្នែកភ្លឺពណ៌មាសស៊ីវយេងចាប់ផ្ដើមបញ្ចេញធម៌ពលវិញ្ញាណរបស់នាង ហើយជំនួសឲ្យការដើរដោយផ្ទាល់នាងក៏បង្កើតកណ្ដាប់ដៃធម្មពលពណ៌មាសដ៏ធំមួយដើម្បីធ្វើការងារនេះជំនួសនាងវិញ ជាការពិតណាស់ស៊ូហុងទទួលបានសារមួយទៀតគេទើបតែលួចបានក្បាច់បង្កើតអាវុធវិញ្ញាណរបស់នាងដូចគ្នាតួឯកយើងញញឹមបែបលោភលន់បន្តិចបើគិតថាតើថ្ងៃនេះគេអាចប្រមូលជំនាញ free បានប្រមាណទៀត កណ្ដាប់ដៃពណ៌មាសដ៏ធំនោះក៏រឹងមាំផ្ទុះធម្មពលយ៉ាងសន្ធឹកសន្ធាប់នៅចំពីលើម៉ាស៊ីនតែម្ដង ជាមួយនឹងការសម្លឹងមើលដ៏មុតមមសៀវយ៉ានបញ្ចេញការវាយប្រហាររបស់នាងដោយបញ្ជូនអាវុធវិញ្ញាណឲ្យសង្កត់ចុះមកក្រោមដោយកម្លាំងដ៏ខ្លាំងក្លា បន្ទុករបស់នាងស៊ីដាច់អ្នកមុនដាច់តែម្ដងគឺ 5942 គ្រប់គ្នាក៏ស្រឡាំងកាំងម្ដងទៀតដោយដឹងថាធម្មពលវិញ្ញាណជួយកាន់កម្លាំងប្រយុទ្ធរបស់នាងចិត្តទ្វេដងស៊ូហុងគ្រាន់តែវិភាគទិន្នន័យយ៉ាងស្កប់ស្ងាត់ដោយគិតពីការប្រើប្រាស់ធម្មពលគ្រប់គ្រងវត្ថុនេះសម្រាប់ការប្រយុទ្ធគេកំពុងស្រមៃឃើញបច្ចេកទេសបង្កើតយន្តពណ៌មាសចេញពីធម្មពលសុទ្ធសាធនេះបាត់ទៅហើយគ្រាន់តែធ្វើកាយវិការដៃសាមញ្ញមួយគឺអាចគ្រប់គ្រងធម្មពលដែលបានបង្កើតនោះបានហើយ ហើយគេក៏កំពុងស្វែងយល់វិផលវិបាករបស់វាផងដែរវត្ថុកាន់តែរឹងមាំវាក៏កាន់តែស៊ីធម៌ពលវិញ្ញាណច្រើនដូចគ្នា ស៊ូហុងដឹងថាធម្មពលវិញ្ញាណរបស់គេមិនទាន់ត្រៀមរួចរាល់ដើម្បីចម្លងបច្ចេកទេសចុងក្រោយនោះទេដូច្នេះគេក៏ទុកវាសិនដោយចង់ឃើញថាតើអ្នកបន្ទាប់គឺវាងតាន់ឈោមានអ្វីបង្ហាញឲ្យមើល ហើយហ្វុងសើក៏ស្រែកហូកកញ្ជ្រៀវសម្រាប់អ្នកប្រយុទ្ធកម្ពុជាប្រចាំជំរំដែលជាអាទិទេពនៃកម្លាំងប្រយុទ្ធពិតប្រាកដ ចំណែកជូហុងគ្រាន់តែសម្លឹងមើលគេពីលើដល់ក្រោមដោយចង់ដឹងថារូបរាងកាយរបស់បុរសនេះប្រៀបធៀបនឹងគេយ៉ាងម៉េចវិញ ពេលវាងតាន់ឈោចាប់ផ្ដើមនិយាយអួតដោយសន្យាថាកណ្ដាប់ដៃនេះនឹងបង្ហាញអ្នកគ្រប់គ្នាឲ្យស្គាល់តម្លៃខ្លួនឯង បន្ទាប់មកគេក៏បញ្ចេញការវាយប្រហារដោយកម្លាំងកាយសុទ្ធដែលបញ្ជូនរលកសម្លេងពីពេញទីលានធ្វើឲ្យមិត្តរួមថ្នាក់របស់គេស្រឡាំងកាំងជាខ្លាំង កណ្ដាប់ដៃធម្មតារបស់គេសឹងតែខ្លាំងស្មើនឹងក្បាច់ពិសេសទៅហើយនៅខាងលើឯនោះគ្រូធំឈីនក៏ងក់ក្បាលយល់ព្រមបន្តិចផងដែរ ដូច្នេះវាងតាន់ឈោក៏ប្រកាសដោយក្រអើក្រទាំថានោះគ្រាន់តែជាការកម្ដៅសាច់ដុំប៉ុណ្ណោះ ឥឡូវនេះចូលដល់ក្បាច់គុណពិតប្រាកដម្ដងដែលនេះជាអ្វីដែលស៊ូហុងកំពុងរងចាំដែលមានស្នាមញញឹមលោភលន់នៅលើមុខខណៈដែលដៃរបស់អ្នកប្រយុទ្ធរូបនេះចាប់ផ្ដើមបញ្ចេញពន្លឺពណ៌សដ៏គួរឲ្យខ្លាច ហើយគេបញ្ជូនធម្មពលនោះទៅក្នុងចំហប្រយុទ្ធដ៏អស្ចារ្យមួយដែលឈានចំណាំបានភ្លាមៗថាជាក្បាច់កណ្ដាប់ដៃភ្លើងនរកឆ្អឹងកម្រិត A ហើយភ្លាមនោះស៊ូហុងក៏ទទួលបានសារលោតឡើងជាជំនាញកម្រិត A ដ៏ថ្លៃមួយទៀតដែលគេទទួលបានដោយមិនបាច់ចំណាយអ្វី ជាមួយនឹងការសម្លឹងមើលចុងក្រោយវាងតាន់ឈោបញ្ចេញការវាយប្រហារចុងក្រោយរបស់គេដោយដើរកណ្ដាប់ដៃភ្លឺភ្លេកនោះទៅក្នុងម៉ាស៊ីនដោយកម្លាំងដ៏ខ្លាំងក្លា បន្ទុកក៏ស្ទុះឡើងដល់ 7534 ធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលម្ដងទៀតហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីឈីនដែលចាប់អារម្មណ៍យ៉ាងច្បាស់លើការបង្ហាញនេះ ប៉ុន្តែទឹកមុខរបស់គ្រូធំប្រៃជាតឹងតែងពេលដែលលោកហៅឈ្មោះបន្ទាប់គឺស៊ូហុងហើយតួឯកយើងក៏ដើរឡើងទៅស្របពេលដែលហ្វូមនុស្សខ្សឹបខ្សៀវថាគេច្បាស់ជាចប់មិនខាន លោកគ្រូឈីនប្រកាសច្បាប់វាយមួយដៃដោយកម្លាំងសុទ្ធហាប់ប្រើជំនាញដាច់ខាត ដូច្នេះស៊ូហុងក៏ទប់ជើងជាប់ខណៈកម្លាំងដ៏ធំផ្ដើមវិលជុំវិញខ្លួនគេហើយជាមួយនឹងដង្ហើមធំមួយគេបញ្ចេញខ្សែភ្នែកបង្ហាញថារង្វាន់នេះត្រូវតែជារបស់គេ បន្ទាប់មកគេក៏ម៉ាត់មួយដៃយ៉ាងពេញទំហឹងដើម្បីយករង្វាន់ចំណាត់ថ្នាក់ A នោះ ការប៉ះទង្គិចនេះបង្កើតរលកញ័រយ៉ាងខ្លាំងពេញទីលានហ្វឹកហាត់ហុយធូលីពេញអាកាសហើយពិន្ទុលោតឡើងដល់ 6551 សូម្បីគ្រូធំឈីនក៏ភ្ញាក់ផ្អើលទទួលស្គាល់ថាលោកមើលស្រាលកម្រិតបីសាច់របស់ក្មេងនេះចំណែកឯសិស្សទាំងអស់ស្ងាត់ជាងងុំគិតអ្វីលែងចេញពោះតែភាពភ្ញាក់ផ្អើលនេះ អ្នកគ្រប់គ្នាហ៊ូចិត្តឆ្ងល់ថាហេតុអ្វីអ្នកខ្សោយបំផុតប្រែជាមានកម្លាំងខ្លាំងដូចព្រះ ហើយសូម្បីកម្ពុជាទាំង3ក៏ខ្មាស់ខ្លួនឯងដោយវាងធានឈូទទួលស្គាល់ថាគេពិតជាអួតជ្រុលមែន ស៊ូហុងញញឹមហើយសួរថាតើគេអាចប្រើក្បាច់គុណបានទេហើយឈីនក៏យល់ព្រមទាំងភ្លឹកដូច្នេះកំឡោះយើងក៏ចូលទីតាំងត្រៀមខ្លួនសម្រាប់ជុំទី 2 ពន្លឺបោកគៀភ្លឺឡើងខណៈប្រព័ន្ធបង្ហាញការទាញយកជំនាញយ៉ាងលឿនហើយគេក៏ស្ទាត់ជំនាញក្បាច់ភ្លើងឆ្អឹងនោះភ្លាមព្រោះនេះគឺជាសមត្ថភាពពិសេសរបស់គេ ជំនួយការរបស់ឈីនព្យាយាមដោះសារថាជំនាញរបស់ស៊ូហុងប្រកាសជាខ្សោយព្រោះគេមកពីគ្រួសារក្រីក្រ ប៉ុន្តែគ្រូធំដឹងច្បាស់សម្លឹងមើលយ៉ាងយកចិត្តទុកដាក់ព្រោះនេះមិនមែនជាក្បាច់គុណកម្រិតទាបឡើយ ប្រព័ន្ធមិនលើសម្លេងបញ្ជាក់ការស្ទាត់ជំនាញ 100% ហើយភ្នែករបស់ស៊ូហុងភ្លឺដោយធម៌ពល ដៃរបស់គេបញ្ចេញភ្លើងខ្មោចដូចរបស់វាងធានឈូបែបបត់ធ្វើឲ្យគេភ្ញាក់ផ្អើលដល់ពេលសាក់លបងក្បាច់គុណចំណាត់ថ្នាក់ A ដែលទើបលួចបានហើយ គេគិតត្រៀមវាយប្រដាច់ហើយក៏បញ្ចេញមួយដៃបាញ់ធម្មពលយ៉ាងខ្លាំងសម្ដៅទៅកាន់ម៉ាស៊ីនវាស់កម្លាំងនោះតែម្ដង ហ្វូមនុស្សកំពុងតែឈ្គក់លីលាស្រែកថាកម្លាំងរបស់គេគឺខ្លាំងជាងក្រុមកម្ពុជាទៅទៀតហើយបន្ទុកក៏បញ្ជាក់ដូចនេះមែន បន្ទុក 9013 កັບសេរីឈានចូលតំបន់កម្រិតទី 2 ជំនួយការជឿថាម៉ាស៊ីនប្រកាសជាខូចប៉ុន្តែគ្រូធំដឹងច្បាស់ពីអ្វីដែលគាត់ឃើញគឺបីសាច់វ៉ាងឈីងឈូព្យាយាមដោះសារដោយថាស៊ូហុងប្រកាសជាលាក់កម្លាំងពិតទាល់តែមានគេស្រ័យប្រាប់ថាបន្ទុកពិតរបស់គេគឺ 137 ធ្វើឲ្យគ្រប់គ្នាគាំងនិយាយលេងចេញ ការត្រួតពិនិត្យឯកសារបង្ហាញថាបន្ទុក 137 គឺពិតមែនដែលនេះជារឿងមិនអាចទៅរួច មិត្តរួមថ្នាក់លែងយល់ឆ្ងល់ថាម៉ាស៊ីនខ្វះលេខ01ឬយ៉ាងណាគ្រូធំឈិនសម្លឹងមើលយ៉ាងចុកចិត្តទៅលើក្មេងកំឡោះដែលពោពេញដោយអត្ថកម្មបាំងម្នាក់នេះ បន្ទាប់ពីភាពភ្ញាក់ផ្អើលនេះលោកក៏បន្តទៅវគ្គបន្ទាប់គឺការប្រកួតប្រយុទ្ធភាគស្ដែង
លោកប្រកាសច្បាប់នេះជាប្រព័ន្ធប្រកួតប្រជែងអ្នកឈរដល់ទីបញ្ចប់នឹងឈ្នះក្បាច់គុណកម្រិតខ្ពស់ ភ្លាមៗសម្លេងមួយបន្លឺឡើងកាត់ហ្វូមនុស្សទៅកាន់គ្រូធំនោះគឺ Linding កំឡោះសង្ហាកាន់ផ្លិតដែលចង់ប្រកួតជាមួយស៊ូហុងតែម្ដង ល្បិចរបស់គេងាយៗកិច្ចពីការវាយប្រហាររបស់ស៊ូហុងរហូតដល់គេអស់កម្លាំងលលីង វាជាផែនការល្អប៉ុន្តែឈិនបដិសេធភ្លាមយ៉ាងដាច់ហង្ការធ្វើឲ្យក្មេងនោះឈោកាំងនិយាយលេងចេញ ផ្ទុយទៅវិញគ្រូធំប្រាប់សិស្សកំពូលទាំង3ឲ្យវាយប្រហារស៊ូហុងព្រមគ្នាពួកគេអន់ចិត្តយ៉ាងខ្លាំងព្រួយបារម្ភខ្លាចអចេតនាធ្វើឲ្យកំឡោះកំសត់នោះរបួស ឈិនសួរយោបល់របស់ស៊ូហុងហើយកំឡោះយើងយល់ព្រមប្រកួត1ទល់នឹង3យ៉ាងស្ងប់ស្ងាត់នេះកាន់តែធ្វើឲ្យពួកគេខឹងពួកចាត់ទុកការយល់ព្រមរបស់គេថាជាការអួតក្អែងក្អាង ក្រៅតំណត់ច្បាប់រួចរាល់ឈិនបដូរសញ្ញាឲ្យចាប់ផ្ដើមការប្រកួតភ្លាមៗនោះពួកគេទាំង3នាក់ក៏សម្រុកចូលវាយប្រហារស៊ូហុងពីគ្រប់ទិសទីតែម្ដង Linding ញញឹមដោយគម្រោងលួចវាយតាមក្បាច់ល្បឿនពិសេសរបស់គេប៉ុន្តែសៀវយានស្រែកព្រមានឲ្យគេគេចចេញជាបន្ទាន់ នាងមានអារម្មណ៍ថាមានគ្រោះថ្នាក់ហួសពេលទៅហើយស៊ូហុងស្ថិតនៅទីនោះបាត់ទៅហើយខ្លាចជាសម្មោលភ្លេកចំមុខគេហើយកំឡោះយើងខ្សឹបពាកលាព្រមទាំងម៉ាត់មួយដៃដែលបញ្ឈប់ត្រឹមមួយចុងសក់ពីច្រមុះកំឡោះសង្ហានោះវាជាការបង្អួតកម្លាំងដ៏អស្ចារ្យមិនតមកស៊ូហុងកិច្ចពីការវាយបកដោយភ័យស្លន់ស្លោយ៉ាងងាយធ្វើឲ្យគេមើលទៅកំ pl ែងទុកឲ្យ Linding ដែលភ័យញ័រខ្លួនប្រាប់អ្នកផ្សេងថាល្បឿននេះមិនធម្មតាទេ ប្រកាសណាស់ភ្លាមសម្ពាធចម្លែកមួយសង្កត់លើស៊ូហុងគេក៏ដឹងថាខ្លួនកំពុងរងការវាយប្រហារផ្លូវចិត្ត ភ្នែករបស់គេសម្លឹងជាប់ទៅលើស៊ីវយ៉ានដែលជាប្រភពបញ្ហានេះដូច្នេះគេសម្រេចចិត្តកម្ចាត់អ្នកជំនួយមុនដោយហោះសម្ដៅទៅរកនាងតែម្ដង ស៊ីវយ៉ានកាំងពេលដឹងថាគេប្រើជំនាញផ្លាស់ទីកម្រិតកម្ពស់របស់ Linding ខណៈពួកគេទាំង3ហួសចិត្តឆ្ងល់ថាហេតុអីគេអាចចម្លងក្បាច់ធាតុខ្យល់បាន វ៉ាងធានឈូចូលមករៀបរៀងដោយប្រាប់ស៊ីវយ៉ានឲ្យសង្កត់គេឲ្យជាប់នៅនឹងកន្លែង គេបញ្ចេញក្បាច់ភ្លើងឆ្អឹងពិសេសរបស់គេដើម្បីបញ្ឈប់ការវាយប្រហារតែស៊ូហុងក៏វាយបកវិញដោយប្រើក្បាច់កម្រិតដូចគ្នាបេះបិទតែម្ដង ពេលនោះស៊ីវយ៉ានបញ្ចេញថាមពលអស់ពីខ្លួនដោយព្យាយាមបង្កក់គេឲ្យជាប់នៅនឹងកន្លែង ស៊ូហុងត្រូវបានឃុំជាប់ដោយទទួលស្គាល់ថាការគ្រប់គ្រងផ្លូវចិត្តនេះពិតជាគួរឲ្យរំខានឃើញឱកាសល្អលៀនក៏ហមមកទាត់ដោយត្រៀមខ្លួនបញ្ចប់ជីវិតបិសាចនេះគ្រូធំឈិនឈរមើលគិតថាវាពិបាកបំបែកការគ្រប់គ្រងនេះណាស់បើគ្មានកម្លាំងមហាសាល ប៉ុន្តែស៊ូហុងញញឹមព្រោះពាក្យថាពិបាកពេកមិនមានក្នុងវចនានុក្រមគេទេស៊ូហុងរមូលខ្លួនលើអាកាសគេចផុតពីការវាយប្រហាររបស់អ្នកទាំងពីរយ៉ាងលឿនស្លៀវហើយដោយបញ្ចេញកម្លាំងដ៏សម្បើមគេក៏បំបែកចំណងផ្លូវចិត្តនោះតិចគ្មានសល់ ឈើយើងគួរឈាមពេលដឹងថាគេប្រើកម្លាំងបាយសុទ្ធមកបំបែកធម្មពលនាងដែលនេះពិតជាមិនឲ្យតម្លៃសោះ ពេលឡើងនាងហមមកទាត់ស៊ូហុងលូកដៃចាប់កជើងអាល្បឿនលឿននេះជាប់កណ្ដាលអាកាសយ៉ាងងាយ អ្នកមើលស្រែកហូរបង្វែងស្មារតីហើយគេថាសត្វសាហាវក្នុងទម្រង់ជាមនុស្ស ស៊ូហុងក្តាប់កាន់តែខ្លាំងមិនព្រមលែងសោះសឹងតែលឺសូរសំឡេងឆ្អឹងប្រេះពីទីនេះទឹកមុខ Linding បញ្ជាក់យ៉ាងច្បាស់គឺភ័យស្លន់ស្លោមែនទែន បន្ទាប់មកកំឡោះយើងចាប់ផ្ដើមក្រវីអសង្ហានោះដូចដំបងសាច់រួចគប់ត្រឹមរងទៅរកវងតែអានោះដែលកំពុងជួបហាំង ភ្នែកស៊ូហុងបញ្ចេញពលឺគ្មានខ្វល់នឹងរឿងវាយ3ទល់នឹង1នេះសោះ គេទាំងគេគូប្រកួតទាំងពីរចូលគ្នាលឺសូរគ្រប់ធ្វើឲ្យវងធានូអូផងជាប់ឥតមុខឡើងស្អុយចំណែកលីងនឹងទទួលរងធ្ងន់ជាងគេហូរឈាមនឹងវង្វេងវង្វាន់អ្នកមើលទាំងអស់បានត្រឹមឈោភ្លឹកគៀងខួរក្បាលពួកគេហោះចេញពីខ្លួនបាត់ទៅហើយ សង្វេននេះពេញដោយចលនាលឿងស្លេវនិងភាពសាហាវយងខ្នងហើយស្រាប់តែអតីតកម្ពុជាទាំង3ម្នាក់បានសន្លប់បាត់បង់ស្មារតីទៅហើយ ស៊ូហុងឈោមើលស្នាដៃខ្លួនឯងដោយដៃកាន់ជើងអាលុបលឿនដែលដេកដួល គេញញឹមចង់មាត់ដូចចង់និយាយថារួចរាល់ពីនៅសមម្នាក់ទៀតសៀវយ៉ានដែលនៅឈរចុងក្រោយក៏សុំចុះចាញ់ភ្លាមតែម្ដង នាងមិនចង់ពាក់ព័ន្ធរឿងនេះទេខួរក្បាលអ្នកទស្សនាឡើងរលាយពេលដឹងថាគេវាយស៊ីដៃកម្ពុជាទាំង3តែម្នាក់ឯង គ្រូធំឈិនដើរចូលមកសួរមានអ្នកណាក្លាហានហ៊ានតតាំងទៀតទេហើយសិស្សទាំងអស់ឆ្លើយព្រមគ្នាថាទេពួកយើងសុំចុះចាញ់ ពួកយើងមិនចង់ត្រូវគេវាយទេដោយចំណាត់ថ្នាក់លេខ1បានសម្រេចផ្លូវការឈិនប្រាប់អ្នកផ្សេងឲ្យប្រកួតដណ្ដើមយកលេខបន្ទាប់ បន្ទាប់មកគាត់ហៅស៊ូហុងឲ្យមកទទួលរង្វាន់នោះគឺក្បាច់គុណដ៏អស្ចារ្យកំឡោះយើងគិតក្នុងចិត្តថាអូខេបានជំនាញថ្មីមួយទៀតចូលក្នុងស្តុកដែរ តាមផ្លូវឈិនសារភាពថាគាត់បានតាមដានស៊ូហុងរហូតមកហើយសួរថាហេតុអីលាក់កំបាំងកម្លាំងពិត ស៊ូហុងពន្យល់ថាការបញ្ចេញសមត្ថភាពលឿនពេកនាំឲ្យគេតាមយីយីពេលយើងនៅជាមនុស្សធម្មតា សម្ដីនេះធ្វើឲ្យឈិនសើចរួចទម្លាយថាគាត់រៀបចំការប្រកួតទាំងមូលនេះឡើងគឺសម្រាប់តែគេម្នាក់គត់ ថែមទាំងផ្ដល់ការការពារផ្ទាល់ខ្លួនដោយប្រាក់ក្មេងនេះឲ្យឈប់លាក់កម្លាំងចាប់ពីពេលនេះតទៅ ពួកគេមកដល់សាលាក្បាច់គុណត្រៀមរើសយកជំនាញឈិនហុចបញ្ជីឲ្យតែស៊ូហុងឆ្លាតមែនទែនសូមឲ្យគ្រូធំជួយណែនាំជំនួសវិញ ដើម្បីងាយស្រួលគ្រូធំសួរពីអ្វីដែលគេចេះស្រាប់ហើយស៊ូហុងក៏រៀបរាប់ទ្រូពីក្បាច់គុណដែលទើបលួចរៀនបានថ្មី រឿងនេះធ្វើឲ្យឈិនភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដឹងថាស៊ូហុងរៀនចេះដោយគ្រាន់តែមើលហើយក្លោះយើងក៏ងក់ក្បាលទទួលស្គាល់ ទៅមុខលោកគ្រូធំបញ្ជាក់យ៉ាងច្បាស់ក្មេងនេះមិនមែនជាមនុស្សប៉កែទេគេគឺជាបិសាច